อุ้ยนั่นเช่ឈប់ភ្លាម ស្រីស្អាតមករកខំមនុស្សហើយ មករកខំមនុស្សមែនទេមិនអាចទៅរួចទេក្រៅពីបែកគ្នាជាមួយទីងទីងខ្ញុំស្វែងរកគ្រប់ទិសទីតែប្រវត្តិការបើកបោះចុងក្រោយរបស់បងទៅនៅតុងហៃទីបំផុតខ្ញុំក៏ឃើញស្លាកស្នាមបងនៅក្នុងរូបនេះខ្ញុំក៏សង្ហាដែរតាឲ្យធ្វើឲ្យវាតក់បានហើយមនុស្សមួយច្រើនណាស់រក្សាលក្ខខណ្ឌផងទៅ បងប្រុស អើយបានមនុស្សមួយច្រើនណាស់រក្សាលក្ខខណ្ឌផងទៅ អ្នកណាហ៊ានមើលខ្ញុំហ្វេកគ្រប់ភ្នែកពីចេញបងហេតុអីលើខ្លួនបងមានខ្លាំងមនុស្សស្រីបងមានមនុស្សស្រីហើយ អូគ្មានទេមានមកបណ្ណា បងប្រើលុយទិញមែនទេខ្ញុំប្រាប់បងច្រើនដងហើយថាមនុស្សស្រីតាមផ្លូវមិនស្អាតបាត់ទេបើបងត្រូវការខ្ញុំអាចរកឲ្យបងបាន បានហើយមកធ្វើស្អីទៀតហើយខ្ញុំលំបាកចិត្តធ្វើសត្វទៅហើយគឺមនុស្សស្រីតកូលឈិននោះអីស្គាល់នេះណាទេ តកូលឈិនជាតកូលមកមុខថែមទាំងបំរើតកូលហាញទៀតផងបងហេតុអីនៅសុកសុកបាត់សួរបាត់នេះឬមួយមានមនុស្សតកូលឈិនធ្វើឲ្យបងមិនពេញចិត្តមិនអញ្ចឹងខ្ញុំធ្វើតកូលឈិនលេងបានបញ្ហាតែងទួយទេមិនចាំបាច់ហៅហែដល់ថ្នាក់ទេណា ក៏បានបងប្រកាសចិត្តណាថាមិនត្រូវការជំនួយពីខ្ញុំ គាត់ចិត្តណាខ្ញុំអាចកាយខាយខ្លួនឯងបានអូខេ ហើយខុសកំណត់ខ្ញុំស្អែកនេះបងត្រូវតែមកណាដល់ពេលហ្នឹងខ្ញុំនឹងចាត់ការគ្រប់យ៉ាងជំនួសបង ស្អែកនេះខុសកំណត់នេះមែនទេខ្ញុំ ហើយបងខ្ញុំស្វែងរកបង3ឆ្នាំពេញណាកុំចិត្តអាក្រក់ពេកអី អូក៏បានទៅក៏បានដែរអូខេ ស្អែកនេះខ្ញុំឲ្យមនុស្សយកកាន់ចេញទៅឲ្យបងណា បានណា បងស្អែកនេះជួបគ្នា อุ้ย អត្តសញ្ញាណខ្ញុំពេលនេះជារឿងមកចាត់នៅកន្លែងដែលមិនគួរបង្ហាញខ្លួនចាត់ការខ្ញុំផងណាចាបាននាងហាន់ចាំទុកណាបញ្ជារបស់បងគឺជាបញ្ជារបស់ខ្ញុំនាងត្រូវធ្វើតាមគ្រប់យ៉ាងចាត់ដឹងហើយខាងសៀវចុះមកក្រោម ហាងសៀវមើលអ្វីដែលឯងធ្វើទៅ ខ្ញុំធ្វើអី នៅមានមុខមកសួរទៀតមុនថ្ងៃឈិនហៅត្រឡប់មកវិញឯងទៅនៅជាមួយប្រុសផ្សេងនៅខាងក្រៅមែនទេថែមទាំងថតរូបបានទៀតពិតជាគ្មានគេខ្មាស់ខ្វះការសិក្សាគេឈ្មោះត្រកូលທາງត្រូវបាត់បង់ព្រោះតែឯងនឹងហើយ អ៊ំទី2អ៊ំមិនឃើញទេមានមនុស្សតាំងចិត្តចង់ទៅអ្នកកំហុសខ្ញុំណាយន្តហើយស៊ីជាមនុស្សសុភាពរៀបសារមករហូតនាងប្រហែលមិនធ្វើរឿងបែបហ្នឹងទេផ្ទះដៃមកខាងមិនលឺទេបើនាងមិនបានធ្វើពិតមែនមកត្រូវអ្នកដទៃមួយបង្កាច់បានយ៉ាងម៉េចឃើញច្បាស់ថានាងកំពុងជាប់តាក់ខ្លួនឯងហើយខ្ញុំជាប់តាក់ខ្លួនឯងមែនទេ20ឆ្នាំនេះខ្ញុំធ្លាប់និយាយជាមួយអ្នកណាធ្លាប់តាក់ទងជាមួយអ្នកណាខ្លះមកចង់ឲ្យនិយាយទោះបីជាខ្ញុំធ្វើវាជាសេរីភាពរបស់ខ្ញុំគ្មានអ្វីតាក់ទងជាមួយអ្នកណាទេវាមិនមែនជារឿងងាយស្រួលទេដែលយើងត្រូវទៅអង្វរផ្ដល់ឱកាសឲ្យឯងរៀបការជាមួយត្រកូលឈិនតែបើព្រោះតែរឿងនេះធ្វើឲ្យការរៀបការខកខាននោះរឿងនឹងមានបញ្ហាដល់ត្រកូលហាន់ណាទទួលខុសត្រូវ អ៊ំទី2ខ្លាចព្រោះរឿងនេះមែនហើយខ្ញុំភ្លេចទៅសារធាតុដែលបញ្ញាប់ឲ្យខ្ញុំរៀបការចូលគ្រួសារត្រកូលហាន់លឿនដល់ថ្នាក់ហ្នឹងក៏ព្រោះតែខាងឈិនក៏របស់អ៊ំសវឹងស្រាធ្វើឲ្យត្រកូលហាន់មិនពេញប្រទេសដែរបើឯងគ្មានគេខ្មាស់ទោះបីត្រកូលហាន់ជួបបញ្ហាក៏ដោយតែយើងក៏នៅតែខ្វល់ពីត្រកូលឈិនបើឲ្យយើងនិយាយបញ្ញាប់បញ្ជូនមនុស្សទៅរកលោកម្ចាស់ឈិនឆាប់ទៅសុំទូគេទៅម៉ែឈៀននិយាយត្រូវឥឡូវនេះត្រកូលឈិនខ្លាចជាមហាសេដ្ឋីនៅក្រុងតុងហៃថែមទាំងត្រកូលហាន់នៅពីក្រោយខ្នងទៀតនេះជារឿងបន្ទាន់បញ្ញាប់បញ្ជូនមនុស្សទៅកន្លែងហ្នឹងទៅខាងសៀវបញ្ហានេះអញជាអ្នកបង្កគួរតែកែប្រែដោយខ្លួនឯងផ្ទាល់ក្រោយពីទៅកន្លែងហ្នឹងក៏បញ្ញាប់ទៅទទួលកំហុសជាមួយលោកម្ចាស់ឈិនហើយសូមឲ្យគេអញ្ជើញយើងទៅកម្មវិធីខួបកំណើតត្រកូលហាន់អញលឺហើយនៅបញ្ហាកាត់ឡើងព្រោះតែខាងឈិនហេតុអីខ្ញុំត្រូវរៀបការជាមួយឈិនហើយណាដើម្បីកែបញ្ហាត្រកូលយើងសម្ដីលយខ្លាំងណាស់អញមិនស្ដាប់យើងឯងជឿថាឯងកុំភ្លេចឲ្យសោះគ្រប់យ៉ាងដែលឯងមានគឺត្រកូលថាជាអ្នកឲ្យឯងកន្លងមកគ្មានអ្នកណាចាប់អារម្មណ៍សុខភាពឬអារម្មណ៍របស់ខ្ញុំទេគ្រប់គ្នាចាប់អារម្មណ៍តែខ្លួនឯងបើវាខ្លាំងទៅជាបែបនេះហើយហេតុអីក៏ខ្ញុំត្រូវបោះបង់ក្តីសុខខ្លួនឯងដើម្បីគ្រប់គ្នានោះឈប់និយាយទៅឯងគឺជាអ្នកណាសម្រុកចូលទីនេះបានយ៉ាងម៉េចខ្ញុំឈ្មោះវ៉ាងតុងការពិតឯងជាអ្នកបើកឡានម្នាក់ហ្នឹងតើមែនហើយឯងពិតជាប្រហែលខ្លាំងណាស់ហ៊ានចូលមកយ៉ាងនេះសមត្ថភាពត្រកូលທາງមិនអាចមានសមត្ថភាពមកគាត់ខ្ញុំបានទេនេះឯងលោកមកទីនេះក្រែងខ្ញុំប្រាប់ឲ្យលោកកិច្ចចេញឯងខ្ញុំប្រាប់ហើយថាខ្ញុំជាអ្នកទទួលខុសត្រូវបើសិនជាមានអ្នកណាម្នាក់ហ៊ានសាងបញ្ហាឲ្យនាងពិបាកនោះខ្ញុំមិនទុកមុខអត់ទេលោកអាចជួយខ្ញុំបានយ៉ាងម៉េចលោកគ្រាន់តែជាអ្នកបើកឡាននឹងអាចជួយខ្ញុំកែបញ្ហាបានដែរលោកអាចចាត់ការជាមួយឈិនហើយណាបានមែនទេឈប់ប្រដេប្រដាស់ទេព្រោះតែឯងអាក្មេងសំទៀនឯងបំផ្លាញភាពបរិសុទ្ធកូនស្រីយើងម៉ាក់រឿងនេះមិនតាក់ទងនឹងទេណែបញ្ញាប់ដល់ថ្នាក់ហ្នឹងអីយប់មិញពួកឯងទាំងពីរនឹងមិនទាន់មានអីជាមួយគ្នាទេមែនទេហាសៀវប្រាប់ការពិតដល់ម៉ាក់មកនិយាយមកទាំងអស់គ្នាបានដេញដោលឲ្យខ្ញុំទទួលយកចាំគ្មានគេខ្មាស់បានឲ្យវាទៅតាមគ្រប់គ្នាត្រូវការទៅមែនហើយខ្ញុំនឹងវ៉ាន់តុងគឺជារឿងពិតខាងសៀវអញធ្វើយើងខកបំណងខ្លាំងណាស់ឆាប់សុំទោសអ្នកម៉ាក់ភ្លាមទៅខាងសៀវអញក៏ជាដូចម្ដាយឯងមែនចរិតមិនចេះអភិវឌ្ឍខ្លួនឯងទេមីស្រីរមិលគុណមីទិរយុស្រីគ្មានគេខ្មាស់ខ្លួនឯងមានចំណងហើយនៅហ៊ានតាក់ទងជាមួយអ្នកបើកឡានហេតុអីនៅមិនទាន់លុតជង្គង់សុំទោសទៀតអ្នកបើកឡានតើវាយ៉ាងម៉េចមនុស្សដែលអ្នកគ្រប់គ្នានិយាយដល់និយាយតែពីអនាគតផលប្រយោជន៍ចាប់អារម្មណ៍តែខ្លួនឯងគ្មានម្នាក់ដែលក្រោកឡើងជួយខ្ញុំទេខ្ញុំមិនខ្វល់ថាគេជានរណាទេគេជាមនុស្សរបស់ខ្ញុំកូនឈិនត្រឡប់មកហើយលោកប្រឈិនលោកមកបានយ៉ាងម៉េចហ្នឹងលោកប្រឈិនលោកមកហាន់ជិញអង្គុយសិនមកជិញអង្គុយប្រកាសណាខ្ញុំមករកគូដណ្ដឹងរបស់ខ្ញុំខាងសៀវមិនកំប្រមើលថៃអ្នកប្រឈិនទៅហេតុអីក៏មិនធ្វើខ្លួនឯងទៅនាងហេតុអីគូដណ្ដឹងរបស់ខ្ញុំមិនរួមដៃជាមួយអញ្ចឹងរឿងនេះគិតថាយើងទើបតែត្រឡប់មកប្រទេសចិនរឿងជុំមិនគិតថាខ្ញុំមិនដឹងលោកប្រឈិនពួកយើងអាចអធិប្បាយបានខ្ញុំនឹងឲ្យអ្នកស្រីបកស្រាយបើបកស្រាយមិនត្រឹមត្រូវប្រកាសជាទទួលផលដែលតាមមកគឺ
គឺវាត្រឹមតែជាអ្នកបាក់ឡានល្ងងម្នាក់ដែលរកផលប្រយោជន៍ពីកូនស្រីខ្ញុំពីកំពង់ស្វឹងទើបធ្វើរឿងបែបហ្នឹងមែនហើយរឿងទាំងអស់នេះព្រោះតែអាម្នាក់ហ្នឹងគ្មានអីពាក់ព័ន្ធនឹងស៊ីវយើងទេជឿខ្ញុំចោះណា ការពិតជាឯងហ៊ានប៉ះពាល់មនុស្សស្រីរបស់សិនហៅណាន រឿងនេះមិនតេតងនឹងគេទេមានអីនិយាយជាមួយខ្ញុំមក ខាងសៀវនេះឯងចង់ធ្វើស្អីឯងចង់យកអាអ្នកបើកឡានលើកើម្នាក់ហ្នឹងឯងចង់សម្លាប់ពួកយើងមែនទេ ខាងសៀវនេះឯងមិនព្រមឈប់ទៀតមែនទេវាគ្រាន់ជាអ្នកបាក់ឡានបើវាស្លាប់ក៏លេងឲ្យវាស្លាប់ទៅមិនបាច់ទាំងវល់លោកឈិនឲ្យដោះលែងវាទេលោកឈិនជាមនុស្សមានចិត្តមេត្តាតែវាហ៊ានប៉ះពាល់កូនស្រីយើងនឹងសម្លាប់វាជាបំណាច់បំណែក នាងចង់ការពារវា គ្រប់យ៉ាងកាត់ឡើងព្រោះតែខ្ញុំបើលោកឈិនចង់សម្លាប់ឬកាប់ជាបំណាច់បំណែកខ្ញុំក៏ព្រមមិនពាក់ព័ន្ធនឹងគេទេ ល្អណាស់តែនាងគិតថាការដែលគូដណ្ដឹងរបស់ឈិនហៅណានហ៊ានយកមនុស្សប្រុសចូលមកដោយចាយតម្លៃនាងវាសោះមែនទេអត់ទេយើងនឹងជីកត្រកូលរបស់នាងហើយទម្លាក់ចូលរំដៅជាមួយគ្នា ឯងមានសិទ្ធិអីមកកាត់សក្តិឲ្យតកោខាងនោះ សិតមែនទេយើងប្រាប់ឯងទៅចុះក៏ព្រោះតែត្រកូលឈិនយើងជាអ្នកដឹកនាំនៅក្នុងក្រុងតងហៃត្រូវលោកតាហានពេញចិត្តបំផុតទាំងអស់នេះបានដែរទេខាងសៀវពីដំបូងនាងចង់រៀបការជាមួយខ្ញុំហើយនាងក៏ពេញចិត្តធ្វើជាមនុស្សរបស់ខ្ញុំ អ្នកប្រជជនធ្វើឲ្យត្រកូលហានមិនពេញចិត្តយើងជួយបានតែបើនាងត្រូវការបាននេះវាពិតជាគួរឲ្យខ្មាស់អៀនខ្លាំងណាស់ហាងវាងជឿនេះជាកូនស្រីដែលនាងជាចាប់មក ខាងសៀវមិនថាឯងទទួលយកឬអត់តែអ្វីដែលឯងមានពេលនេះគឺជារបស់តកូលខាងទាំងអស់បើឯងនៅមើលឃើញថាយើងជាម៉ាក់ឯងឆាប់សុំទោសលោកឈិនឥឡូវនេះភ្លាមទៅ សៀវម៉ាក់ឯងធ្វើដើម្បីផលប្រយោជន៍ឯងទាំងអស់នឹងសូមកុំធ្វើឲ្យម៉ាក់ឯងលំបាកអីណា សុំទោស ថាម៉េច សុំទោស នាងគិតថាប៉ុណ្ណឹងគ្រប់គ្រាន់មែនទេ ចុះលោកត្រូវការអី ដល់ខោអាចចេញហើយលុតជង្គង់របស់ខ្ញុំបើមិនអញ្ចឹងខ្ញុំនឹងហែកវាចោលម៉ានេះគឺជាលិខិតអញ្ជើញទៅកម្មវិធីខួបកំណត់ត្រកូលហានយើងត្រូវតែបានវាមកទើបមានឱកាសទៅសុំទោសត្រកូលហានណាម៉ា យើងដឹងសម្រាប់តកូលឈិនដើម្បីថ្ងៃអនាគតរបស់តកូលខាងយើងត្រូវបានការអញ្ជើញមួយនេះខាងសៀវឯងនៅធ្វើអីទៀតឆាប់ដោះចេញទៅលោកប្រឈិនកូនស្រីខ្ញុំជាគូនឹងដឹងរបស់លោកនេះជាកន្លែងសាធារណៈ មិនចង់រៀបការឲ្យមែនទេរហូតមកខ្ញុំគ្រាន់តែចាត់ទុកនាងជារបស់លេងតែប៉ុណ្ណោះ ឈិនណាវ៉ាន់ បានទុំលោកធ្វើអីហ្នឹង យើងសុំប្រាប់ទៅចុះរឿងនេះខាងសៀវជាអ្នកខាត់បងបំផុតពេលនេះគួរតែបញ្ចប់ពិធីភ្ជាប់ពាក្យសម្រាប់ទៅឯងធ្វើឲ្យយើងអាប់អោននៅក្នុងពិធីនេះចាំមិនមែនទេនេះសមត្ថភាពកូនប្រុសនៅតកោឈិនមែនទេ ចាំឯងមានសិទ្ធិស្អីមកប៉ះជើង បើយើងប៉ះឯងចង់ធ្វើស្អីយើងប្រាប់ឯងទៅចុះឯងចង់ធ្វើអ្វីជើងធ្វើអ្វីក៏បានប៉ុន្តែយើងប្រាប់ឯងមិនត្រូវប៉ះពាល់នាងជាដាច់ខាត ឯងចង់ឲ្យយើង អាសម្បត្តិអញ្ជើញឯងចង់យកទៅគម្រាមណា ឯង មនុស្សអាក្រក់ឯងគិតចង់សម្រាប់ត្រកូលខាងមែនទេមិនទៅលិខិតចេញតែឯងហែកមិញនេះទោះបីជាឯងដេកនៅក្នុងគុករាប់ជីវិតមិនអស់ក៏វាមិនគ្រប់ដែរ លោកប្រឈិនមិញនេះលោកឃើញផ្ទាល់ភ្នែកខ្លួនឯងហើយថាវាហែកកាត់អញ្ជើញដែលគ្មានការអនុញ្ញាតពីយើងវានៅតកូលខាងគ្មានអីតាក់ទងគ្នាទេ មិនហើយលោកឈិនជួយរកយុត្តិធម៌ឲ្យពួកយើងផងទៅ វ៉ាន់តុងមុនពេលដែលលោកធ្វើលោកផ្លាប់ទៅដល់លទ្ធផលដែលលោកត្រូវទទួលដែរទេដឹងទេថាឲ្យស្លាប់បានណាហេតុអីក៏ធ្វើទៀត គ្រាន់តែសម្បត្តិអញ្ជើញមួយស្លឹងមានធំដុំទៅ តែនេះសម្បត្តិមកពីតកូលហាន់ក្តាប់មួយស្លឹកមានតម្លៃជាងនេះទៅទៀតអាចកំណត់ការស្លាប់របស់តកូលនៅក្នុងតង់ហែកបាន អូអញ្ចឹងហ៎យាយសុំផ្ញើសម្បត្តិព្រីននៅតកោខាងឲ្យខ្ញុំតែមកខ្ញុំត្រូវការតា លោកធ្វើបែបនេះនៅមកខ្ញុំសប្បាយណាស់មែនទេ ជឿខ្ញុំទៅសម្បត្តិអញ្ជើញមិនយូរទេមកដល់ហើយ លោកនឹងនិយាយបែបនេះដល់ពេលណាទៀតសំបីតកូលខាងក៏គ្មានគុណសម្បត្តិគ្រប់គ្រាន់ដែលបានកាត់អញ្ជើញដែរលោកគ្រាន់តែជាអ្នកបាក់ឡានអាចទៅរួចដែរ ហើយអ្វីក៏មិនបាន នេះអាចចង់មានន័យថាបន្តិចទៀតនឹងមានមនុស្សយកសម្បត្តិអញ្ជើញមកទីនេះមែនទេ មែនហើយ និយាយស្ដីអត់ប្រយោជន៍វ៉ាងតុងបើឯងមានសមត្ថភាពធ្វើបានដល់ថ្នាក់នឹងឯងត្រឹមតែជាអ្នកបាក់ឡានទេ អ្នកបើកឡានតើប្រយ៉ាងម៉េចខ្ញុំដឹងថាគ្រប់គ្នាមើលងាយខ្ញុំតែខ្ញុំក៏មិនពេញចិត្តអ្នកប្រមាថដែរ បានហើយលោកមិនបាននិយាយទៀតទេអរគុណសម្រាប់ទឹកចិត្តណាខ្ញុំនឹងសូមឲ្យលោកឈិនដោះលែងលោកចាប់ពីថ្ងៃនេះទៅយើងមិនបាច់ជាពាក់គុណគ្នាទៀតទេ សំបោះវាមែនទេវាមកពាក់ព័ន្ធជាមួយនឹងស្រីរបស់យើងមុនថែមទាំងហែកសម្បត្តិអញ្ជើញចោលទៀតទោះបីជាមានទេវតាមកទីនេះក៏ដោយក៏មិនអាចជួយវាបានដែរចូលមកកាត់ដៃកាត់ជើងវាបញ្ជូនទៅត្រកូលហានដើម្បីកាត់ទោសត្រកូលហានតង់ហៃមកដល់ហើយ ឈិនជីងហេតុអីក៏មកទីនេះបាន ឈិនយីងនាងគឺជារងប្រធានហានគ្រប់មនុស្សស្និទ្ធនឹងលោកហាន ហេតុអីក៏អ្នកធំដូចនាងឈិនបានជាប្រញាប់មកទីនេះដើម្បីត្រកូលខាងយើងឬមួយក៏វាអាចទៅរួចថាព្រោះតែឈិនមិនមែនទេរឿងរបស់ឈិននៅមិនទាន់សម្រេចចិត្តនៅឡើយទេរងប្រធានឈិនប្រហែលមិនមកក្នុងពេលបែបនេះទេ បើអញ្ចឹងមកពីហេតុអីទៅឬមួយក៏មកពីអាអ្នកបើកឡាននេះពិតមែន មនុស្សដូចពួកវាអាចទៅរួចដែរមែនទេប្រធានរងឈិនមកដើម្បីមនុស្សបែបនេះធ្វើអីអញដើរផ្លូវកាត់ហើយ មែនតើបើសិនជាត្រកូលហានបានឃើញអាកប្បកិរិយាឯងមិញនេះឯងច្បាស់ជាស្លាប់គ្មានអីកប់ហើយរីករាយស្វាគមន៍ប្រធានរងឈិន ឈិនហាងណាំ ប្រធានរងឈិនមិញនេះមានមនុស្សម្នាក់ដែលមិនស្គាល់ទីខ្ពស់គេហ៊ានហៅសម្បត្តិអញ្ជើញលោកហានតែចេញដោយផ្ទាល់ដៃខ្ញុំកំពុងតែឲ្យគេកាត់ដៃកាត់ជើងគេបញ្ជូនទៅត្រកូលហានដើម្បីសុំកម្មាទោសខ្ញុំមិននឹកស្មានថាអ្នកស្រីអញ្ជើញមកទីនេះដោយផ្ទាល់ អ្នកណាដែលវាប្រហើន គឺវាម្នាក់នោះវាមិនត្រឹមតែជាអ្នកបើកឡានទេសម្រាប់ឯងមែនទេមិញនេះអួតក្អេងក្អាងឥឡូវនេះលែងហ៊ានហើយមែនទេ
ประเทศรองฉันคือเกมเนี่ยนี่ไอ้เจเนี่ยให้สมบัติจืดนู้ครัวสายเยื้องคือมันเปียกปอนเอาไว้ดี មែនហើយតកូនយើងគ្មានអីពាក់ព័ន្ធសុខអីតែបន្តិចណាប្រធានរងឈិនសូមពិចារណាផងទៅ นี่ช่วยรองฉันเจนก้อยตัวฉันจะได้จัดการเรื่องนี้ตัวฉันจะได้จัดการฉันนั่งรบเปียกบอกสายเรื่องนี้เอาลูกหานปานเจ็บมันขันที่วางตรง អរុណនេះសង្ហាដែនតានេះ លោកនឹងចាត់ការគេមែនទេ ก่อนนะអ្នកដែលធ្វើខ្លួនមិនឲ្យតម្លៃត្រូវតែកែខៃឲ្យចំចំណុចដើម្បីឲ្យគ្រប់គ្នាបានឃើញ ប្រធានរងឈិនគេគ្រាន់តែជាអ្នកបាក់ឡានដែលមិនដឹងអីមិនមានស្មារតីក៏ប្រកាន់គេអីណាមិនមានស្មារតីមែនទេគ្រាន់តែមើលក៏ដឹងហើយអាកប្បកិរិយាមួយនេះទោះបីតែកូនហាន់ចេញមកក៏មិនប្រដៅអាកប្បកិរិយាដែរ មែនហើយមិញនេះប្រពន្ធនេះបាននិយាយថានឹងឲ្យត្រកូលហានផ្ញើសពតមកនិយាយអួតក្អេងក្អាងហៅថាមិនមានស្មារតី វ៉ាងតុងចរិតអ៊ូតអេងក្អាងរបស់ឯងមិញក៏ជួយអ្វីមិនបានយ៉ាងម៉េចឥឡូវខ្លាចជាមនុស្សកោហើយអីលោកប្រឈិនចាត់ការទៅឲ្យអាមនុស្សក្អេងក្អាងបែបនេះទទួលកម្មនឹងទង្វើខ្លួនឯងទៅ មែនតើទង្វើរបស់ឯងមានតម្លៃដែលត្រូវចែកលើក្រោយត្រូវចេះរៀនដាក់ខ្លួនផងទៅចាត់ការ ប្រធានរងឈិនរឿងទាំងអស់នេះកាត់ឡើងដោយសារខ្ញុំបើវ៉ាងតុងមានកំហុសអីអ្នកស្រីចង់ដាក់ទោសកណ្ដាលទោសខ្ញុំចុះ ខាងសៀវច្រើនឆ្នាំមកនេះឯងរស់សុខស្រួលព្រោះតែត្រកូលທາງឯងចង់អូសត្រកូលທາງធ្លាក់ជ្រោះព្រោះតែគេម្នាក់នឹងតាម ចាប់ ទេ ហើយត្រកូលខាងចាប់ហើយប្រធានរងឈិនខ្លួនខ្ញុំមិនបានសុំឲ្យអ្នកស្រីដោះលែងចាក់កតញ្ញូម្នាក់នេះទេតែសុំឲ្យអ្នកស្រីជួយដោះលែងត្រកូលខាងយើងផងបើចាំបាច់ត្រកូលខាងនឹងកាត់ដាច់សាច់ឈាមកតញ្ញូម្នាក់នេះម៉ែបាត់មាត់ជាកំហុសរបស់ឯងវ៉ាងតុងនេះជាអ្វីដែលឯងបង្កឡើងបើជាសភាពបរិបទទទួលស្គាល់នៅអ្វីដែលខ្លួនឯងធ្វើទៅ បាន ឆាញ់ញីរីករាយដែលបានជួបលោកវ៉ាងលោកវ៉ាងមែនទេ ន័យថាអ្វីដែលវានិយាយមកគឺជាការពិតមែនមិនអាចទៅរួចទេត្រឹមតែជាអ្នកបើកឡានធម្មតាមានទំនាក់ទំនងល្អជាមួយនឹងត្រកូលហាន់ លោកវ៉ាងតាមបញ្ជារបស់អ្នកស្រីនេះគឺជាសម្បត្តិដែលយកមកឲ្យលោកសូមទទួលយកផងទេនេះជាសម្បត្តិអញ្ជើញពិតមែនទេ ប្រធានរងឈិនលោកស្រីប្រហែលជាច្រឡំហើយឃើញច្បាស់ថាវាគ្រាន់តែជាអ្នកបើកឡានលោកហាន់យកសម្បត្តិអញ្ជើញមកឲ្យវាបានយ៉ាងម៉េចថែមទាំងឲ្យលោកស្រីមកដល់ផ្ទាល់ទៀត ឆាន់ហើយណារឿងដែលតាក់ទងជាមួយត្រកូលហាន់លោកចង់មកតាក់ទងបានពីពេលណា ប្រធានរងឈិនកុំតន់អាចច្រឡំអីគឺខ្ញុំ អញ្ចឹងបាត់មាត់ទៅ ពេលនេះគិតថាខ្ញុំគឺជាអ្នកបោកប្រាស់តទៀតដែរទេ គឺមិនមែនបាត់នឹងទេគ្រាន់តែជាការយល់ច្រឡំ មែនហើយវាគ្រាន់តែជារឿងយល់ច្រឡំទេ ពេលនេះយល់ហើយមែនទេយល់ហើយឲ្យយល់កាន់តែច្បាស់ខ្ញុំធ្លាប់និយាយហើយមិនថាណាចង់ធ្វើបាននេះទេទោះបីជាមេរលំนุ่มរលាយក៏ដោយក៏ខ្ញុំការពីនេះដែរពេលនេះខ្ញុំរក្សាពាក្យសន្យារបស់ខ្ញុំទោះបីជាសម័យតូចមួយមកខាងនេះក៏ដោយក៏ខ្ញុំមិនឲ្យវាខាងនេះដែរជាធម្មតាមនុស្សខ្ញុំនេះក៏រົບតាមពាក្យសន្យាណាខ្ញុំឲ្យនាងជ្រើសរើសនាងនៅជាតកូលឈិនទៀតឬក៏យ៉ាងម៉េចនោះក៏ស្រេចតែនាងទេណា តែបើខ្ញុំចង់ប្រាប់ថាអ្វីដែលខ្ញុំត្រូវការគឺភាពរីកចម្រើនហើយនិងភាពថិតថេរដើម្បីនៅលើគ្រប់គ្នាវិញនោះ ខ្ញុំក៏ធ្វើតាមក្តីប្រាថ្នារបស់នាងដែរ ម៉ាក់នេះគឺជាសម្បត្តិអញ្ជើញពីត្រកូលហាន់ពិតមែននេះយើងមានឱកាសចូលរួមពិធីខួបកំណត់ដែលនាងហាន់ហើយ តកូលខាងរួចខ្លួនហើយមិននឹកស្មានថាមនុស្សដែលគ្មានកន្លែងទៅដូចអ្នកបើកឡានម្នាក់ហ្នឹងបើជាមានសមត្ថភាពពាក់ព័ន្ធនឹងតកូលហាន់ថែមទាំងមានប្រធានរងឈិនជួយគ្រប់គ្រងពីក្រោយទៀតមិនគិតទាល់តែសោះទោះបីជារឿងចៃដន្យតែខ្លាំងទៅជាយើងនឹងបានអាចកន្លងនោម មនុ មុ ស្ស ខ ដូច ទៅ ពួក ហើយ ឯងនេះណែគ្មានប្រស្រីថែមទាំងក្បាលគ្មានខួរទៀត លោកប្រឆិននេះលោកចង់ប្រាប់ពីអ្វីទៅ ពួកអ្នកសាគិតរបស់ល្អទៅមើលថាតសញ្ញាណពិតរបស់លោកហាន់គឺជាអ្នកណាសូម្បីតែអ្នកទាំងអស់គ្នាក៏គ្មានសិទ្ធិចូលរួមហើយតែអត់ប្រយោជន៍អីជាមួយអ្នកបើកឡានហ្នឹងអ្នកប៉ុន្តែអ្នកប្រឆាណាសម្បត្តិអញ្ជើញនេះប្រធានរងឈិនជាអ្នកយកមកអញ្ជើញដោយផ្ទាល់ហើយវាទៅជាខ្លាំងខ្លាយបានយ៉ាងម៉េចហើយអ្នកណាប្រាប់ថាសម្បត្តិអញ្ជើញនេះជាបញ្ជារបស់អ្នកស្រីធំ នេះលោកឈិនចង់ប្រាប់ថាវ៉ាងតុងជាមួយប្រធានរងឈិនស្គាល់គ្នាទើបតាក់ចិត្តបង្កើតស្ថានភាពតែគេគ្រាន់តែជាអ្នកបើកឡានវាមិនអាចទៅរួចទេដែលគេស្គាល់ប្រធានរងឈិននោះ គេថាខ្ញុំមកមិនបានត្រៀមខ្លួនមែនទេខ្ញុំបានពិនិត្យរួចហើយអតីតស្វាមីឈិនជីជាមួយនឹងវ៉ាងតុងធ្លាប់តស៊ូរួមគ្នានៅប៉ៃជីង លោកចង់ប្រាប់ថាប្រធានរងឈិនព្រមជួយវ៉ាងតុងក៏ព្រោះយល់ដល់ស្វាមីដែលស្លាប់ទៅតែអញ្ចឹងមែនទេ ឆ្លានតើខាងសៀវនាងក៏គិតថារកអ្នកណាម្នាក់បោះបញ្ឈប់ពិធីភ្ជាប់គ្នារបស់ជើងបាននាងត្រូវកំណត់ឲ្យខ្លះជារបស់លៀងជើងឲ្យទាស់តែបានបើមិនជឿចាំតែមើល ម៉ាក់ធ្វើបែបនេះធ្វើអីទៅកូនសម្លាញ់ប្រាប់ម៉ាក់មកកូនសម្លាញ់វ៉ាងតុងម្នាក់នឹងមែនទេអត់ទេ អញមិនបាត់ទៅហក់ម៉ាក់ទេមនុស្សប្រុសដូចគេណាទាំងក្លាហានទាំងមុខមុតទាំងស្មោះត្រង់មនុស្សបែបនេះអ្នកណាមិនចិត្តទុនទៅម្យ៉ាងវិញទៀតម៉ាក់ជឿថាបើគេមានពេលគ្រប់គ្រាន់ប្រកាសជាអាចបង្កើតអភិនិហាបានមិនខានទេតែថាកូនមិនអាចនៅខាងគេបានទេតកូលខាងរបស់យើងមិនអាចចាំបានទៀតទេម៉ាក់នឹងមិននិយាយឈិនហើយណាជាមនុស្សយ៉ាងម៉េចទេវ៉ាងតុងម្នាក់នឹងមិនអាចប្រៀបនឹងអ្នកប្រឈិនបានទេតែគេទទួលបានសម្បត្តិអញ្ចឹងណានឹងគ្រាន់តែជាសម្បត្តិអញ្ចឹងមួយសន្លឹកប៉ុណ្ណោះម៉ាក់មិនខ្វល់ទេថាវ៉ាងតុងនិងប្រធានរងឈិនមានតែអ្នកតំណងអីនឹងគ្នាតែតកូលរបស់នាងគឺឈិនមិនមែនហានទេបើគេមិនមានតកូលហានឲ្យពឹងពាក់ក៏គ្មានអ្វីដែរតែឈិនហើយណាខុសពីគេជាចាស់ប្រុសច្បងរបស់តកូលឈិនជាមនុស្សដែលមានតកូលឈិនបណ្ដុះបណ្ដាលមកច្រើនឆ្នាំហើយដូច្នេះហើយការជ្រើសរើសឈិនហើយណាគឺជារឿងដែលស័ក្តិសមបំផុតម៉ាក់ខ្ញុំគ្មានសិទ្ធិជ្រើសរើសទេមែនទេតកូលខាងខំចិញ្ចឹមបីបាច់ឯងមកទាំងកិត្តិយសហើយនឹងភាពរុងរឿងដូច្នេះហើយរឿងនេះជាភាពទទួលខុសត្រូវដែលឯងមិនអាចកិច្ចវេះបានលុះត្រាតែវ៉ាងតុងមានប្រយោជន៍ច្រើនជាងឈិនហើយណាខ្ញុំយល់ហើយកូនសម្លាញ់ស្ដាប់ម៉ាក់ណាកាត់ចិត្តពីវ៉ាងតុងទៅហើយក៏ត្រឡប់ទៅត្រូវគ្នាជាមួយនឹងលោកប្រុសឈិនតែបើខ្ញុំចង់ប្រាប់ថា
អ្វីដែលខ្ញុំត្រូវការគឺភាពរុងរឿងហើយនិងភាពថថេរដើម្បីនៅលើគ្រប់គ្នានោះ ខ្ញុំនឹងធ្វើតាមដែលប្រធានបងនេះចុះ វ៉ាន់តុងនឹងមានពេល2ម៉ោងទៀតមុននឹងកម្មវិធីចាប់ផ្ដើមមកទទួលខ្ញុំទៅលោកហ៊ានទេ តើនេះចង់ទៅណា តាមចិត្តលោកចុះតែក្រៅពីនេះខ្ញុំសូមឲ្យលោកចេញពីជីវិតខ្ញុំ ចេញទៅមែនទេ លោកព្យាយាមរត់ថ្នាក់នេះក៏ព្រោះចង់បានខ្ញុំមិនចឹងទេតែចុងក្រោយលោកក៏សួរជាមួយឆាន់ហើយណាមិនបាន2ម៉ោងនេះគឺជាឱកាសចុងក្រោយរបស់លោកហើយ នាងទៅចុះទៅធ្វើជាកុំសាគ្រួសារฉันទៅ វ៉ាន់តុងក៏ថាខ្ញុំមិនបានដាស់តឿនណាពេលនេះខ្ញុំមិនមានសេរីភាពខ្ញុំចង់ប្រកួតខ្លួនប្រាណហើយនឹងចិត្តឲ្យតែអ្នកណាក៏ជារឿងរបស់ខ្ញុំតែក្រោយពីយប់នេះទៅពីអ្នកយើងគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេលោកត្រូវការនេះជាឱកាសចុងក្រោយរបស់លោកហើយមែនទេ នាងគិតថាខ្ញុំមិនហ៊ានមែនទេ អញ្ចឹងធ្វើទៅតែបើគិតថាការទៅសន្តាគារពីលោកបាត់នោះធ្វើនៅត្រង់នេះក៏បានវ៉ាន់តុងអរគុណសម្រាប់ការអញ្ជើញណាតែពីថ្ងៃនេះទៅយើងចប់គ្នាត្រឹមនេះចុះក៏បកករឿងជាមួយឆាន់ហើយណានទីបើមានផលប៉ះពាល់ជាមួយតកូលខាងខ្ញុំជាមនុស្សដំបងដែលមិនប្រដោះលែងលោកខ្ញុំមិននិយាយលេងទេណា ហៅឡូ លោកអាំងខ្ញុំចាំនៅសន្តាគារណាលោកអាំងនេះឈុតសម្រាប់ទៅញ៉ាំបាយល្ងាចនេះគឺឆ្នៃឡើងសម្រាប់លោកជាពិសេស អមស្រីកម្មវិធីជប់លៀងចិត្តចាប់ផ្ដើមហើយហេតុអីក៏បងស្រីមិនទាន់មកទៀតនេះខ្ញុំនៅមិនទាន់បានឃើញនាងនៅឡើយទេបន្តិចទៀតបានប្រុសចិនត្រូវការនាងឲ្យខ្ញុំបងស្រីប្រាប់ពី កូនស្រីខ្ញុំនិយាយឲ្យប្រកាសជាមកនាងជឿរឿងអបយត្តមែនទេបើកូនស្រីនេះមិនចេះគិតទៅជាមួយនឹងអាម្នាក់នឹងតែពីរនាក់នោះនឹងខ្លាចជារឿងអបមង្គលក្នុងតកូលហើយនឹងឈប់ធ្វើអីទៀតប្រញាប់ទៅរកទៅខាងស៊ីវទើបមកពីណានឹងតែចាត់ការរឿងដែលសំខាន់មកទឿនឯងហើយថាឈប់គិតរឿងអបយត្តទៅកម្មវិធីនេះឯងហាក់បង្ករឿងណាទុកចិត្តចុះខ្ញុំមិនភ្លេចថាខ្ញុំជាមនុស្សតកូលខាងទេឯងមិនបាច់យល់ពីយើងក៏បានតែចាំទុកយើងធ្វើដើម្បីឯងយកខ្ញុំជារបស់លេងឯអ្នកនោះទេហើយមកប្រាប់ថាធ្វើដើម្បីខ្ញុំប្រហែលជាត្រូវការអរគុណពិតមែនទេនេះមកជាមួយខ្ញុំមានរឿងចង់និយាយឆាន់ហើយណានខ្ញុំនឹងព្រមស្ដាប់លោកតែរឿងខាងឆាន់ត្រូវតែចាត់ការរួចរាល់នៅយប់នេះហើយម្យ៉ាងទៀតលោកត្រូវហាមពាក់ព័ន្ធជាមួយនឹងវ៉ាន់តុងទៀត មិននឹកស្មានថាមកដល់ពេលនេះហើយនាងនៅតែធ្វើដើម្បីម្នាក់នឹងទៀតយកត្រង់តែបន្ទប់ទឹកជាមួយខ្ញុំហើយធ្វើខ្ញុំពេញចិត្តខ្ញុំនឹងធ្វើអ្វីតាមដែលនាងសុំ ឆាន់ហើយណានក៏បង្ខំខ្ញុំណាតកូលឆាន់ត្រូវងាប់បាត់មែនតែខ្ញុំមិនមែនកូនមួយនៅក្នុងកណ្ដាប់ដៃរបស់អ្នកណានោះទេ ทางซิวពេលនេះខ្ញុំកាន់តែចាប់អារម្មណ៍នាងហើយតែបើពេលនេះបើសិនជាខ្ញុំមកខំនាងតើនាងអាចធ្វើអ្វីបានទេ កុំភ្លេចណាខ្ញុំនៅតែទីគូននឹងរបស់លោកបើលោកគៀបសង្កត់ខ្ញុំរឿងយប់មិញខ្ញុំនឹងបកអាក្រាតប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងទាំងក្រុមទាំងហើយខ្ញុំខាងស៊ីវអាចនឹងខូចកេរ្តិ៍ឈ្មោះតែលោកឈៀនហើយណាននឹងខ្លាចជាទូកំ pl ែង ทางซิวខ្ញុំពិតជាវាតម្លៃនាងទៀតពិតមែន បើខ្ញុំមិនបានតែក្នុងតកូលខាងតែខ្ញុំមានផ្លូវជ្រើសរើសច្រើនជាងនេះទេលោកគិតមែនទេថាខ្ញុំនឹងព្រមរៀបការជាមួយលោកបើខ្ញុំអាចជ្រើសបានខ្ញុំនឹងជ្រើសយកវ៉ាន់តុង ស្មានមកដល់ថាទីបំផុតឯងក៏តាមពួកជាងមក តាមអ្នកស្រីមែនទេ ឈប់ធ្វើជាមិនដឹងនឹងមុខខ្ញុំបានហើយឲ្យឯងពីលៀនបាត់ខ្លួនពីតង់ហើយទៅ ខ្ញុំគិតថាលោកស្រីយល់ច្រឡំខុសលើ យើ ខ្ញុំ ងខុ ហើ ស យ មែនទេឯងតាំងចិត្តចូលមកចិត្តកូនស្រីយើងឯងគិតថាយើងមិនដឹងឬយ៉ាងម៉េចគោលដៅឯងគឺជាអ្វីយើងប្រាប់ឯងទៅចុះអ្នកដែលអាចជួយតកូនខាងយើងបានមិនមែនអ្នកបាក់ឡានដូចឯងទេហេតុដូច្នេះកុំចេះតែបដិសេធឯងគួរតែសវាវាយកទុកទៅល្អជាងណាយ៉ាងម៉េចវាតិចពេកមែនទេបើមិនមែនដោយសារកូនស្រីយើងមុខមាត់ដូចឯងនេះគ្មានតម្លៃសុបអីតែបន្តិចខ្ញុំសុំដាក់ទឿនណាកុំមកធ្វើមុខក្រាស់ខ្លាំងពេកប៉ាំងតុងអ្វីដែលខ្ញុំនិយាយក្នុងឡានលោកមិនយល់ទេមែនទេ ខ្ញុំយល់អ្នកបើកឡានដូចខ្ញុំនេះមិនគួរស្រមៃដល់នាងជាគូនឹងដឹងរបស់ត្រកូលឈីននោះទេទុកចិត្តចុះខ្ញុំគោរពការសប្បាយចិត្តរបស់នាងខ្ញុំមិនមករកខានទៀតទេ អញ្ចឹងបើយល់ហើយមិនក៏មិនឆាប់ចេញទៅទីនេះមិនមែនកន្លែងសម្រាប់លោកទេ មើលទៅនាងដូចជាយល់ច្រឡំខុសលើខ្ញុំហើយខ្ញុំទទួលសម្បត្តិចេញមកនាងនិយាយមួយម៉ាត់ហើយខ្ញុំចេញទៅដូចជាមិនសមទេ ប៉ាំងតុងខ្ញុំនិយាយច្បាស់ហើយយើងនៅឋានៈខុសគ្នាលោកនៅឌឺទៀតទេ យ៉ាងណាបើមិនជឿហើយនិយាយក៏គ្មានប្រយោជន៍ដែរ ជប់លៀមបើឯងហ៊ានដើរមួយជំហានទៀតយើងនឹងបំបត្តិជើងឯងតែសម្រាប់មិននឹកស្មានថាឯងហ៊ានមកទីនេះមនុស្សលោកងវាប្រហែលជាមិនខ្លាចទេមើលទៅនេះជាកម្មវិធីខួបកំណើតរបស់អ្នកនាងហានគ្រប់គ្នាដែលនៅទីនេះសុទ្ធតែជាភ្ញៀវកិត្តិយសដ៏មានកេរ្តិ៍ឈ្មោះការដែលឯងលេចមកទីនេះគឺកំពុងតែរកកន្លែងស្ងាត់ជាសៀវឲ្យផ្លិចជ្រើសរើសតែឯងក៏ប៉ុន្តែឯងមិនដឹងល្អអាក្រក់ ខ្ញុំសូមនិយាយម្ដងទៀតខ្ញុំបានទទួលសម្បត្តិចេញមក សម្បត្តិអញ្ជើញបើឯងគិតថាចិនជីជាអ្នកឲ្យសម្បត្តិអញ្ជើញតែឯងនោះហើយឯងអាចចិញ្ចូលនៅក្នុងកម្មវិធីស៊ីវិល័យនេះបានអញ្ចឹងឯងគិតខុសហើយ អញ្ចឹងមែនទេ មិនជឿមែនទេបើអញ្ចឹងបើកភ្នែកធំៗមើលឲ្យបានល្អញៀវដ៏មានកិត្តិយសគ្រប់គ្នាសុទ្ធតែជាអ្នកមានឥទ្ធិពលនៅក្នុងតង់ហើយមុខមាត់របស់ឯងទៅយកសម្បត្តិអញ្ជើញមកពីណាឃើញដែរទេគ្រាន់តែជាអ្នកបើកឡានតូចតាចម្នាក់មិនស័ក្តិសមសំបីតែបន្តិច ម្នាក់នឹងជាអ្នកណាទៅ មិនដឹងទេប៉ុន្តែវាមកពាក់ព័ន្ធជាមួយនឹងប្រូឈិនជប់នេះប្រហែលជាយប់ចុងក្រោយដែលវាបានបោកភ្នែក មែនហើយអ្នកនាងហានទុកចិត្តលើលោកប្រឆានខ្លាំងណាស់អត្តពលគេធំមហិមាបានលើមកថាកម្មវិធីជប់លៀងនៅយប់នេះមើលទៅដូចជាកម្មវិធីខុបណាទូទៅតែតាមពិតទៅកម្មវិធីនេះធ្វើឡើងដើម្បីទទួលស្វាគមន៍មនុស្សម្នាក់គិតមើលទៅថាមនុស្សម្នាក់នេះជាអ្នកណាដល់ថ្នាក់អាចធ្វើឲ្យមនុស្សទូទាំងតង់ហើយរងចាំដល់ថ្នាក់នេះតែអ្នកណាទៀតមិនមែនអ្នកប្រឆានទេថាម៉េចកម្មវិធីជប់លៀងយប់នេះធ្វើឡើងដើម្បីលោកប្រឆានអញ្ចឹងមែនទេ កម្មវិធីយប់នេះធ្វើឡើងគឺដើម្បីខ្ញុំមែនទេ
ក្រៅពីខ្ញុំក៏គ្មានអ្នកណាអាចធ្វើឲ្យអ្នកនាងហាន់ចាប់អារម្មណ៍ទៀតដែរវ៉ាងតុងច្រើនដងហើយដែលឯងពាក់ព័ន្ធជាមួយនឹងគូដណ្ដឹងយើងកុំគិតថាយើងមិនហ៊ានឲ្យសោះណាយើងផ្ដល់ឱកាសឲ្យឯងម្ដងទៀតបញ្ញាប់បោះក្បាលចេញទៅយ៉ាងក៏សាមើលទៅ បាំងតុង ហាស៊ីវខ្ញុំផ្ដល់ឱកាសឲ្យគេហើយតែគេរកផ្លូវងាប់ដល់ខ្លួនឯងមិនក្មេងចាប់ពីពេលនេះទៅគេគ្មានដៃស៊ីបាយទៀតទេពូកែដែនតើប្រហែលជាយើងឲ្យតម្លៃគេទីពេកឯងអាចទប់ទល់ជាមួយនឹងមនុស្ស10នាក់បានតែឯងមិនអាចទប់ទល់ជាមួយនឹងមនុស្ស100នាក់បានទេទោះ10ឬ100នាក់ក៏មកតែតម្លៃដែលឯងត្រូវចាយវាថ្លៃខ្លាំងណាស់មិនសមសមត្ថភាពដែលឯងត្រូវចាយទេឯងគិតថាយើងនេះមានសមត្ថភាពចាយសម្ដីលយខ្លាំងណាស់ណ៎អញគិតថាខ្លួនឯងជានរណាណែអាបងអូនយើងប្រាប់ឯងទៅចុះណាយើងជាមនុស្សត្រកូលឈិនជាត្រកូលមានឥទ្ធិពលខ្លាំងបំផុតនៅតង់ហៃអ្នកស្នងតំណែងតែម្នាក់គត់ដែលជាទីស្រឡាញ់របស់អ្នកនាងធំត្រកូលហាន់មិនថាមើលជ្រុងជ្រោយណាក៏ខ្ពង់ខ្ពស់ជាងត្រកូលដែលនៅត្រង់នេះហើយសំខាន់អីកម្មវិធីជប់នេះដែលអ្នកនាងហាន់ចាត់ចែងត្រៀមដើម្បីស្វាគមន៍យើងយ៉ាងម៉េចនៅមិនយល់ទៀតដើម្បីស្វាគមន៍ឯងចឹងមែនទេមែនខ្លាចហើយមែនទេនៅហ៊ាននិយាយទៀតថាយើងមិនហ៊ានចាត់ការឯងវាយឺតពេលហើយគ្រាន់តែជាអ្នកបើកឡានហ៊ានប៉ះពាល់អ្នកប្រឆាំងសមនឹងងាប់ហើយឯងនេះមានអ្នកណាអាចបញ្ឈប់ត្រកូលនេះបានទេសូម្បីតែត្រកូលឋានក៏សូមចុះចាច់ឆានហើយណាលោកសន្យាជាមួយខ្ញុំហើយលោកនឹងមិនធ្វើអីបានទេការដែលនាងចេញមុខមកការពារវានៅចំពោះមុខមនុស្សច្រើនបែបនេះតើត្រកូលឈិនចំមុខទៅទុកនៅណាធឺនាងមានសិទ្ធិអីមកបញ្ជាយើងនៅឈរធ្វើស្អីទៀតយ៉ាងកាវាទៅឈប់ភ្លាមអ្នកណាឲ្យភាពក្លាហានទៅពួកលោកនេះឆាប់ចេញទៅសូមអភ័យទោសផងលោកវ៉ាងអនុប្រធានឈិនអ្នកស្រីមានន័យថាយ៉ាងឆិនហើយណានេះមានរឿងអីទៅវាគ្រាន់តែជាអ្នកបើកឡានមិនសមមកជាន់ទីនេះទេឥឡូវបែរជាបង្ហាញខ្លួននៅទីនេះព្រោះតែសម្បត្តិអញ្ជើញរបស់អនុប្រធានឈិនខ្ញុំគួរតែដេញវាចេញតែអនុប្រធានឈិនបែរជារារាំងរឿងនេះអនុប្រធានឈិនបកស្រាយឲ្យគ្រប់គ្នាបានស្ដាប់បន្តិចទៅមែនហើយមនុស្សដូចគេមានសិទ្ធិអីចូលមកកម្មវិធីបែបនេះមែនហើយគេមិនគួរមកនិយាយបែបហ្នឹងទេហើយនៅមកខ្ញុំអធិប្បាយស្អីទៀតមែនហើយបកស្រាយមកឆិនហើយណាលោកកំពុងតែធ្វើរឿងមិនគាត់បីចំពោះភ្ញៀវនាងហាន់ហើយនៅមកខ្ញុំអធិប្បាយស្អីទៀតថាម៉េចគេជាភ្ញៀវសំខាន់នាងហាន់មែនទេអញ្ចឹងមានន័យថាវ៉ាងតុងមានទំនាក់ទំនងជាមួយអ្នកនាងហាន់តើមែនដែរទេយើងមែនទេអនុប្រធានឈិនដើម្បីការពារមនុស្សប្រុសម្នាក់នេះអ្នកស្រីហ៊ានកុហកអ្នកគ្រប់គ្នាទីនេះផងកុហកមែនទេតែគួរឲ្យស្ដាយប្រវត្តិរបស់វាខ្ញុំដឹងគ្រប់យ៉ាងវ៉ាងតុងគ្រាន់តែជាទាហានតែត្រូវគេបណ្ដឹងចេញឥឡូវនេះវាគ្រាន់តែជាអ្នកបើកឡានស៊ីឈ្នួលវល់ជាន់ក្រោមបាតសង្គមចំណែកអ្នកស្រីបែរជាប្រាប់ខ្ញុំថាមនុស្សដូចជាវាជាភ្ញៀវសំខាន់របស់អ្នកនាងហាន់ទៅវិញអ្នកនាងគិតចង់បោកប្រាស់ពួកយើងហើយអ្នកនាងគិតមែនទេថាពួកយើងទាំងអស់គ្នានេះមិនដឹងរឿងអ្វីសោះពីគេនោះលោកប្រឆាំងនិយាយត្រូវខ្ញុំមិនជឿខ្ញុំក៏មិនជឿដែរខ្ញុំមិនជឿអត់ជឿតតសោះអ្នកស្រីបានលឺហើយជីវិតតខ្លួនរបស់អ្នកស្រីចង់ធ្វើអ្វីក៏ស្រេចតែចិនអ្នកស្រីគួរតែដឹងថាថ្ងៃនេះជាកម្មវិធីសំខាន់ឬអ្នកស្រីគិតថាអាចប្រើឈ្មោះត្រកូលហាន់បានឆានហើយណាមិនយូរទៀតទេអ្នកនាងហាន់នឹងមកដល់ទីនេះខ្ញុំសូមណែនាំលោកកុំសាងបញ្ហាទៀតមិនអញ្ចឹងលោករងចាំទទួលកម្មយកអ្នកនាងហាន់មកគំរាមខ្ញុំផងហ៎ខ្ញុំនឹងនិយាយម្ដងទៀតនេះជាកម្មវិធីខុសកំណត់អ្នកនាងហាន់មិនមែនជារបស់តកូលឈិនពួកលោកទេទីនេះមិនមែនជាកន្លែងដែលអ្នកស្រីក៏ដឹងថាកម្មវិធីនេះគឺជាកម្មវិធីដែលអ្នកនាងហាន់ចាប់ផ្ដើមធ្វើឡើងដើម្បីស្វាគមន៍ខ្ញុំត្រឡប់មកវិញឈិនខ្ញុំពិតជាមិនយល់ពិតមែនអ្នកស្រីសុកចិត្តយកតំណែងជាអនុប្រធានដើម្បីមកការពារប្រុសម្នាក់នឹងអ្នកស្រីហើយនឹងគេប្រហែលជាមិត្តភក្តិតស៊ូនៅកន្លែងផ្សេងទៀតដឹងនេះរមាស់មែនទេអូយអ្នកណាអនុញ្ញាតឲ្យអ្នកស្រីនិយាយចឹងនាងធ្វើស្អីនាងរកផ្លូវងាប់នាងជាអនុប្រធានទោះបីជានាងមិនមែនជាតកូលហាន់ក៏មិនមែនជាតប៉ះពាល់គេបានដែរកុំភ្លេចថារឿងរបស់ឈិននៅមិនទាន់ចាត់ការបានឡើយទេមែនហើយស្វាមីអ្នកស្រីបាត់បង់ជីវិតនៅកន្លែងតស៊ូដូច្នេះពេលដែលបានជួបទាហានដែលត្រូវបញ្ឈប់ដូចជាវាប្រហែលជាទ្រាំមិនបានដែលនឹងនឹកឃើញដល់អតីតរហូតដល់កាត់ចិត្តមិនបានអនុប្រធានឈិនបានអ្នកស្រីខ្វះប្រុសមិនបានអ្នកស្រីគ្រាន់តែប្រាប់តាមត្រង់ខ្ញុំនឹងឲ្យអ្នកស្រីស្គាល់សេចក្តីសុខបំផុតរបស់មនុស្សស្រីអ្នកស្រីមិនចាំបាច់មានរឿងជាមួយនឹងអ្នកមានអំណាចដោយសារតែមនុស្សប្រុសថោកទាបដូចជាវានោះទេអ្នកស្រីគិតថាវាត្រឹមត្រូវដែរទេខ្ញុំហើយណាខ្ញុំសូមដាក់ពីលោកជាលើកចុងក្រោយលោកកំពុងសាំងបញ្ហាអ្នកដែលបង្កបញ្ហាគឺជានាងបើនាងមិនជឿអាចសួរអ្នកគ្រប់គ្នានៅក្នុងកម្មវិធីបានតើអ្នកណាម្នាក់ដែលហ៊ាននៅខាងវានោះស្វាមីរបស់អ្នកស្រីជាទាហានមែនទេគេជាមនុស្សរបស់ពើជាងតែ3ខែមុនទេបាត់បង់ជីវិតក្នុងទូនីតិហើយអស្ចារ្យខ្លាំងណាស់ការដែលបានស្លាប់ដើម្បីអ្នកខ្ពង់ខ្ពស់ដូចជាពួកយើងក៏ចាត់ទុកថាជាការស្លាប់ដ៏មានតម្លៃមកដល់អីបងឯងទៅស្វាមីនេះឈ្មោះអ្វីយូសាប៉ាំងចូលមកពួកអាត្រាំអាចចាប់ទុកណាយើងជាអ្នកដឹកនាំទ័ពលំដាប់លេខ1ទទួលស្លាកបញ្ជាពីព្រះអង្គយើងការពារប្រទេសឲ្យឯកទី2របស់យើងយូសាប៉ាំងយើងនឹងការពារប្រទេសនេះពួកឯងឆាប់ចូលមកការពិតលោកស្រីជាគ្រួសាររបស់សាវប៉ាវលោកបាងលោកស្គាល់ស្វាមីខ្ញុំមែនទេខ្ញុំប្រកាសជាស្គាល់ហើយចាំទុកណាគេឈ្មោះថាយូសាវប៉ាវចាប់តាមណានិយាយតាមយើងយូសាវប៉ាវត្រូវចាំទុកឲ្យបានល្អកុំឲ្យភ្លេចអត់សោះគេជំនាញវិជ្ជាការលំដាប់លេខ1យូសាវប៉ាវឯងនិយាយថាល្អហើយតែគេស្លាប់មែនទេមែនហើយយើងថាឲ្យគេយើងចង់ជិះអ្នកណាក៏បានដែរលុតជង្គង់ដើម្បីសុំទោសភ្លាមទៅខ្ញុំស្ដាប់មិនខុសទេមែនទេ
គេម្នាក់នេះឲ្យយើងលុតជង្គង់ដើម្បីមនុស្សស្លាប់ដើម្បីសម្ដែងការសុំទោសមែនទេ គួរហើយមែនទេដែលឲ្យលោកប្រុសធ្វើបែបនេះ អញនេះពិតជាមិនស្គាល់សេចក្តីស្លាប់មែនវ៉ាងតុងអញលេងសាច់អីគិតចង់ឲ្យលោកប្រុសទោសសុំទោសអញពិតមែនទេ មើលមកខ្ញុំដូចជាមនុស្សតែលីសាយមែនទេ ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែននឹកមិត្តភក្តិស្មានថាទីហ៊ានលេលើគិតថាខ្លួនឯងនេះជាបងប្អូនពិតមែនថ្ងៃនេះយើងនឹងឲ្យឯងស្លាប់នៅទីនេះឯងអាចធ្វើស្អីយើងបាន យើងនឹងធ្វើឲ្យដឹងថាវីរៈបុរសដូចឯងធ្វើអ្វី វ៉ាង បាន តុងបញ្ហាដែលកើតឡើងនៅយុគនេះច្រើនហើយបើលោកនឹងធ្វើបែបនេះបន្តទៀតសូមឲ្យប្រធានរងក៏មិនអាចជួយលោកបានដែរខ្ញុំដឹងថាលោកស្រីមិត្តភក្តិរួមការងារតែមើលកាប់ ចង្កាប់អ្វីទៅបើគ្មានគេលះបង់ជីវិតនៅក្នុងសមរភូមិគ្រប់គ្នាក៏គ្មានជីវិតសុខស្រួលបាននេះដែរជីវិតពួកអ្នកទាំងអស់គ្នាសុទ្ធតែមានតម្លៃប៉ុន្តែពួកអ្នកបានជាជន់ឈ្លីមនុស្សដែលមានកិត្តិយសហ៎ ព្រោះលោកមិនអាចធ្វើឆានហើយណាមានអារម្មណ៍មិនល្អបានទេថ្ងៃនេះបើមិនបានប្រធានរងឆានការពីលោកគិតថាលោកមានគុណសម្បត្តិអីដែលអាចមកឈរទីនេះបានខ្ញុំប្រាប់លោកចុះបើលោកនៅតែធ្វើរឿងបែបនេះបន្តទៀតវាដូចនឹងច្រានខ្លួនឯងធ្លាក់ចុះក្នុងជ្រោះដែលគ្មានទីបញ្ចប់ចឹង អ្នកដែលមិនយល់នោះគឺជានាង កូនស្រីខ្ញុំនិយាយស្អីខុសតាំងតែពីដើមដល់ចប់អញនិយាយតែបែបហ្នឹងអញនៅមាន ចឹ អំ ង ណាច ខ្ញុំ ស្អី ប្រាប់អ្នកស្រីថ្ងៃនេះអ្នកស្រីមិនអាចឈរជើងនៅទីបានទេហើយខ្ញុំក៏មិនអាចពឹងពាក់ប្រធានជនដែរការឧបត្ថម្ភដ៏ធំរបស់ខ្ញុំគឺជាខ្ញុំខ្លួនឯង ការឧបត្ថម្ភដ៏ធំរបស់ឯងគឺជាខ្លួនឯងមែនទេល្អណាស់បើអញ្ចឹងឯងសម្ដែងឲ្យឃើញបន្តិចមកថាឯងមានឫទ្ធិអំណាចមហិមាប៉ុណ្ណា បានហើយឆានហើយណាលោកកំពុងធ្វើឲ្យលោកវ៉ាងខឹងហើយលោកកំពុងមានកំហុស មានកំហុសឈិនជីងបាទនាងមិនមែនជាមនុស្សរបស់អ្នកនាងហាន់តើនាងមានសិទ្ធិអីមកសម្ដែងអំណាចនៅមុខយើងបែបនេះ យើងមិនខ្វល់ពីប្រវត្តិឬក៏អំណាចនៅក្រៅក្នុងអ្នកណាទេប៉ុន្តែមិញមើលងាយដល់វិញ្ញាណរបស់គេឆាប់សុំទោសខ្ញុំ នេះឯងមករករឿងពិតមែនទេនេះ លោកអើរឿងសំទោសស្រេចទៅវិញទៅយ៉ាងណាស្វាមីរបស់ខ្ញុំគ្រាន់តែជាទីហ៊ានជាន់ក្រោមមិនមានអ្នក បាន ណា លឺហើយនៅនាងប្រាប់ថាគ្រាន់តែជាទាហានជាន់ក្រោម លោកយូមិនត្រឹមតែជាទាហានចុងក្រោមទេប៉ុន្តែគេក៏ជាវីរៈបុរសនៃប្រចាំប្រទេសផងដែរទាហានទាំង80000នាក់គ្មាននរណាម្នាក់ស្គាល់លោកមិនទាន់លំដាប់លេខ1មានវិជ្ជាការយូរសៅផៅ កុហកបន្តទៀតទៅបើគេមានគេឈ្មោះយ៉ាងហ្នឹងហេតុអីក៏គ្មានមេដៃមាសសោះអញ្ចឹង ជាកំហុសរបស់ខ្ញុំ ឯងនេះពិតជាគួរអស់សំណើចមែនទែនវ៉ាងតុងយើងប្រាប់ឯងទៅចោះការអត់ធ្មត់របស់យើងមានដែនកំណត់កុំគិតថាឈិនជីការពីឯងយើងមិនហ៊ានចាត់ការឯងនោះ ការអត់ធ្មត់របស់យើងក៏មានដែនកំណត់ឱកាសចុងក្រោយរបស់លោកថាប់លុតកំពុងទៅ គ្រប់គ្នាបានលឺហើយវាបាននិយាយថាប្រឡោះឱកាសឲ្យខ្ញុំម្ដងទៀតវ៉ាងតុងឯងនៅបែងចែកភាពខុសគ្នារវាងយើងមិនទាន់ច្បាស់ទៀតមែនទេ បែងចែកខុសគ្នាមិនអាចគឺជាអញទៅវិញទេបើមិនមានគេនៅពីក្រៅខ្នងសិតតែជានឹងលះបង់ជីវិតបើពួកគេមិនលះបង់ជីវិតដើម្បីប្រទេសជាតិពួកអស់លោកទាំងអស់គ្នាក៏គ្មានជីវិតសុខស្រួលនៅទីនេះដែរ ហើយវាយ៉ាងម៉េច ហេតុដូច្នេះហើយអញត្រូវតែសុំទោសដល់វិញ្ញាណក្ខន្ធដែលលះបង់ជីវិតដើម្បីជាតិ វ៉ាងតុងអើយវ៉ាងតុងឯងគិតថាខ្លួនឯងខ្ពង់ខ្ពស់ខ្លាំងណាស់មែនទេបើយើងចង់មើងងាយគេយើងជីកសក់គេយកឆ្អឹងរបស់គេមកកិនឲ្យម៉ត់ដូចជាធូលីឯងអាចធ្វើស្អីជាបានឯងកុំភ្លេចថាយើងជាកូនប្រុសត្រកូលឈិនឯងគ្រាន់តែជាអ្នកបើកឡានថោកទាបតែប៉ុណ្ណោះទេ មែនហើយយើងត្រឹមតែជាអ្នកបើកឡានប៉ុន្តែយើងមិនព្រមឲ្យឯងមើលងាយដល់ដួងវិញ្ញាណក្ខន្ធដល់អ្នកតស៊ូទេ អាចចំណៃឆាប់លេងយើងភ្លាមណា ឈួតហើយអញនេះពិតជាឈួតហើយវ៉ាក់តុងអញនេះ ខ្ញុំហ៊ាន អាចចំណៃយើងប្រាប់ឯងបើឯងមិនលេងយើងទេដោយអំណាចត្រកូលរបស់យើងនឹងក្រុងតាសៀឯងនឹងគ្មានកន្លែងកប់ឆ្អឹងរបស់ឯងទេ យើងប្រាប់ឯងហើយថាគ្មានស្អីមករករឿងយើងបានទេបើសិនជាឯងមិនព្រមលុតជង្គង់សុំទោសដួងវិញ្ញាណក្ខន្ធអ្នកតស៊ូដើម្បីជាតិនោះថ្ងៃនេះឯងត្រូវសុំទោសសង្គ្រាមទីងនិងដួងវិញ្ញាណរបស់ទាហានក្រាបលើកទី1ឯងមើលងាយវីរៈបុរសក្រាបលើកទី2មិនគោរពអ្នកដែលលះបង់ជីវិតដើម្បីជាតិគោរពចុងក្រោយដោយសារតែភាពអង្រួតនិងឯកអារបស់ឯងបើឯងហ៊ាននិយាយស្ដីជន់ឈ្លីបែបនេះតទៅទៀតមិនសឹមតែប្រាំងទេខ្ញុំសុំទោសសង្គ្រាមលើទីងអូសបន្លាយយូរណាស់ធ្វើឲ្យអ្នកនៅក្នុងសង្គ្រាមរាប់ពាន់អ្នកត្រូវបាត់បង់ឈ្មោះឲ្យខ្ញុំសុំទោស លោកវ៉ាងខ្ញុំពិតជាអរគុណលោកខ្លាំងណា អ្នក ស់ ស្រីសប្បាយចិត្តចុះខ្ញុំជំពាក់វីរៈបុរសយូរសាទៅខ្ញុំប្រកាសជាសងគេវិញ វ៉ាងតុងតាំងពីដើមមកគ្មានអ្នកណាដែលហ៊ានធ្វើដាក់យើងបាននេះទេចំពោះយើងទូទាំងក្រុងតុងហៃមានអ្នកណាអាចជួយឯងបានទេយើងនឹងហៅមនុស្សទាំងអស់ត្រកូលឈិនចូលមកថ្ងៃនេះខ្ញុំត្រូវការជីវិតរបស់វាយើងនឹងសម្លាប់ឯង ឆានហើយណាលោកចង់ធ្វើអី ធ្វើស្អីដោយតែនាងបានឃើញនឹងហើយយើងនឹងសម្លាប់វា លោកហ៊ាន ឈិនយិនយើងប្រាប់នាងម្ដងទៀតនាងមិនមាននាមជាត្រកូលហាន់យើងទុកមុខឲ្យនាងដោយសារតែនាងហាន់បើនាងនៅតែមករៀបរៀងទៀតយើងនឹងកញ្ញានាងដល់ឯងយើង ទុកចិត្តចុះគេធ្វើអ្វីខ្ញុំបាន អ្នកឧបត្ថម្ភធំពីក្រោយខ្នងឯងគឺឈិនយិនពេលនេះនាងការពីឯងលែងបានហើយនៅមានមុខមកនិយាយថាយើងធ្វើអីឯងមិនកើតទៀត មែនហើយអាចធ្វើអ្វីខ្ញុំបាន វា ទេ គ្រាន់តែជាខ្យល់ចេញពីមាត់ វាគ្រាន់តែខ្យល់ចេញពីមាត់វាគ្រាន់តែពាក្យកុហកក៏ប៉ុន្តែពាក្យសម្ដីពុកពេញទៅដោយអំ ពិត ណាច ជាគួរអស់សំណាចមែនគ្រាន់តែជាអ្នកបើកឡានខុសពីម្នាក់ហ៊ានមកនិយាយអួតអាងធ្វើជាធំថាខ្លួនឯងមានអំណាចយល់សពតែថ្ងៃហើយវ៉ាងតុងទោះបីយើងមើលនាងឯងមករហូតតែនៅពេលនេះឯងត្រូវទទួលយកកំហុសសុំទោសអ្នកប្រឆិនតែភាពស្មោះត្រង់ពេលខ្លះឯងអាចរួចខ្លួនក៏ថាបាន អើកំដកដល់ថានឹងថ្មីតែប៉ះគ្នាជាកូនប្រុសហ៊ានធ្វើហ៊ានទទួលខ្ញុំធ្វើខ្លួនឯងនេះកើក៏ហើយអី លោកវ៉ាងត្រូវការខ្ញុំតាក់ទងទៅនឹងនាងដែរទេ មិនបាច់ទេខ្ញុំប្រាប់ហើយថាគេធ្វើឲ្យខ្ញុំបានទេបើមិនជឿទេសាកមើលទៅ វ៉ាងតុងលោកដឹងថាលោកនិយាយអីចឹងមកទេ ល្អសេចក្តីស្លាប់ជិតមកដល់ហើយឯងនៅតែមិនដឹងទៀតមែនទេអញ្ចឹងបានថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងសម្លាប់វាទៅ ឈប់ណា នាងចង់ជួយវា នាងថាខ្ញុំប្រាប់ហើយក៏មិនមានរឿងជាមួយគូដណ្ដឹងរបស់ខ្ញុំលោកមិនទាន់ភ្លេចទេ នៅមិនទាន់ភ្លេចទេ តែលោកអាចជាមិនដឹងថាអ្វីគួរនិងមិនគួរជ្រើសនឹងធ្វើឲ្យខ្លួនឯងទោះបីត្រូវអាប់អន់មកដល់ពេលនេះក៏កែប្រែអ្វីមិនបានដែរខ្ញុំផ្ទះលោកលើកនេះគឺផ្ទះជាមួយលោកមានអីមិនពេញចិត្តទេ គ្មានទេ ខ្ញុំសូមដាស់តឿនលោកទៀតខ្ញុំគឺនៅនាងត្រកូលខាងគឺគូដណ្ដឹងរបស់ត្រកូលឈិនមនុស្សស្រីដូចជាខ្ញុំក្នុងមួយជីវិតនេះក៏លោកមិនអាចឈោងចាប់បានដែរលោកមិនអាចធ្វើអ្វីដែលខ្ញុំត្រូវការបានទេហេតុនេះហើយបោះបង់ពីអះអាងរបស់លោកទីនេះមិនមែនកន្លែងសម្រាប់លោកទេទៅឆាប់ចេញភ្លាមទៅ អាងសៀវនាងពិតជាសម្ដែងសំខ្លាំងណាស់ អំបញ្ញខ្ញុំទៅតែការពីលោកនឹងមិនយល់ទេ នាងគិតថាខ្ញុំល្ងងមែនទេប្រើល្បិចវិជាមកបោកខ្ញុំនោះ
លោកចង់និយាយអីទៀត នាងតែវាមើលទៅដូចជាបញ្ចេញកំហឹងឲ្យខ្ញុំនាងកំពុងតែមើលងាយខ្ញុំខ្លាំងណាស់ ខ្ញុំមិនបានធ្វើទេ នាងមិនបានធ្វើខាងសៀវនាងគ្មានសមត្ថភាពអាចជួយវាហើយក៏គ្មានឱកាសថ្ងៃនេះវាត្រូវតែងាប់ ហើយបើខ្ញុំត្រូវការជួយទេមែន នាងកំពុងតែតតាំងជាមួយនឹងខ្ញុំដើម្បីឲ្យមនុស្សរស់ដែលជាមួយនាងយប់នោះមែនទេល្អអញ្ចឹងយើងតបស្នងឲ្យនាងដល់ខ្លួនឯងពួកឯងអាប់នាំត្រកូលខាងនេះទៅស្លាប់ជាមួយគ្នាទៅ ខាងសៀវអញចង់ធ្វើស្អីមីកូនរមិលគុណដើម្បីអាសម្រាប់ម្នាក់នឹងអញហ៊ានធ្វើឲ្យអ្នកប្រុសឈិនមិនពេញចិត្តមែនទេ សៀវវាសាងកំហុសធំណាស់តើនរណាហ៊ានទៅជួយវាទៅគ្មាននរណាជួយបានទេ ខ្ញុំមិនអាចឃើញគេស្លាប់នឹងមកបានទេ ខាងសៀវឯងបិទមាត់យើងទៅឯងចង់ឲ្យត្រកូលរបស់យើងដើរដល់មាត់ជ្រោះមែនទេខាងជួនជឺឯងមើលកូនស្រីដែលឯងចិញ្ចឹមផ្ទាល់ដៃទៅយើងចិញ្ចឹមមើលថែវារមើលគុណពួកឲ្យសង្វេគណាស់ពួកឯងម៉ែកូនចង់ឲ្យត្រកូលខាងរបស់យើងដួលនៅនឹងមុខតើមែនទេ ខាងសៀវស្ដាប់ម៉ាក់ណាអញត្រូវបដាច់ទំនាក់ទំនងជាមួយវាចង់ទាំងអស់ការស្លាប់របស់វាគ្មានអីតាក់ទងនឹងតកូលឋានយើងទេមិនអញ្ចឹងក៏មិនថាយើងចិត្តខ្មាំងឲ្យសោះវាគ្មានអីពាក់ព័ន្ធនឹងតកូលឋានទេតែវាតាក់ទងនឹងខ្ញុំឆានហើយណានគ្រប់យ៉ាងដែលកើតឡើងនៅថ្ងៃនេះវាកើតឡើងព្រោះតែខ្ញុំម្នាក់គត់បញ្ហាទាំងអស់កើតចេញពីខ្ញុំជាអ្នកនិយាយខ្ញុំជាអ្នកសាងបញ្ហាបើលោកចង់សម្លាប់ក៏ចាត់ការខ្ញុំមកតែខ្ញុំសំវល់រឿងមួយប្រយ័ត្នដោះលែងវាងតុងទៅជាមួយនឹងតកូលឋានទៅ នាងមានសិទ្ធិអីមកយើងអ្វីដែលនាងធ្វើនាងគិតថាយើងនឹងធ្វើតាមអ្វីដែលនាងសុំខាងសៀវបើនាងចង់ឲ្យវាខ្លាចជារឿងធំនាងសម្ដែងទៀតទៅ ក៏ព្រោះតែលោកចង់បានខ្លួនខ្ញុំមិនអញ្ចឹងទេ ខាងសៀវខ្ញុំគឺជាកូនច្បងរបស់ត្រកូលឈិនមានស្រីច្រើនណាស់ដែលចង់បម្រើយើងនៅមុខខ្ញុំនាងគិតថានាងខ្ពង់ខ្ពស់មកពីណាទៅគិតថាខ្ញុំអន់ជាងអថោកទៀតនេះមែនទេមិនមែននាងធ្វើខ្លួនខ្ពង់ខ្ពស់ចង់ជួយវាទេបើអញ្ចឹងនៅចំពោះមុខគ្រប់គ្នាខ្ញុំនឹងឲ្យភាពខ្ពង់ខ្ពស់និងកិត្តិយសរបស់នាងខ្ញុំនឹងធ្វើឲ្យអាក្រាតកាយនៅចំពោះមុខគ្រប់គ្នាខ្ញុំឲ្យនាងគ្មានតម្លៃស្មើធូលីខ្ញុំឲ្យពេលនាងរាប់ត្រឹម3 2 1 រីស្វាគមន៍នៅនាង2 1 ក៏បានខ្ញុំនឹងដោះចេញ រឿងនេះតើខ្ញុំជាអ្នកចាត់ការចុះឈិនហើយណានយើងធ្លាប់ប្រាប់ឯងហើយបើមិនជាឯងនៅធ្វើបាបខាងសៀវទៀតយើងនឹងឲ្យឯងបានដឹងនៅតម្លៃដែលឯងត្រូវចាយ តម្លៃមែនទេយើងដឹងតាមថាឯងបាត់បង់ឱកាសចុងក្រោយរបស់ឯង វាងតុងឈប់សាងបញ្ហាទៀតបានទេខ្ញុំព្រមលះបង់កិត្តិយសរបស់ខ្លួនឯងដើម្បីបដូរឱកាសឲ្យលោករួចខ្លួនហេតុអីក៏លោកនៅឌឺដល់ថ្នាក់នេះឆិន ជឿពេលហើយអង្គគ្រាបុត ឆិនហើយណាខ្ញុំនឹងនិយាយម្ដងទៀតលោកអាងគេគឺជាគ្នារបស់អ្នកនាងណាបើលោកហ៊ានធ្វើបាបគេអ្នកនាងនឹងដាក់ទោសលោកទាំងខ្លួនមិនខាន ដោយតែគ្រប់គ្នាបានដឹងហើយកម្មវិធីនេះអ្នកនាងបានត្រៀមការចាត់ការឲ្យខ្ញុំជាតួឯកនៅក្នុងកម្មវិធីនេះបើអ្នកនាងមកហើយអ្នកនាងក៏ត្រូវតែជួយយើងជំនួសនឹងការជួយវាបានថងថ្ងៃនេះគ្មានអ្នកណាអាចជួយឯងបានទេបើយើងមិនបានហាន់ឯងជាចំណិតយើងក៏មិនអស់កំហឹងយើងដែរ អញ្ចឹងយើងចាំមើលថាឯងធ្វើអ្វីដល់យើង បានថងយើងដឹងថាឯងពូកែតស៊ូបើត្រូវអ្នកមានធ្វើដៃត្រកូលឈិនឡំពាត់វិញនោះឯងគិតថាឯងរក្សាជីវិតបានដែរទេក្រុមអង្គរៈទាំងអស់ចូលស្ដាប់បាទចាត់ការ អ្នកណាហ៊ាន អ្នកនាងមកហើយ យើងខាតមកហើយវាស្រស់ស្អាតដល់មែនអត់នាងគិតមែនទេថាអ្នកនាងមកដល់ហើយនាងនឹងរួចខ្លួនវាមើលទៅគួរឲ្យវេទនាច្រើនជាង អញ្ចឹងមែនទេ យើងនឹងបោះអាក្រានថានាងបានការពារវានឹងរាយការណ៍ថានាងធ្វើឲ្យកន្លែងនេះរញ៉េរញ៉ៃពួកឯងរងចាំសេចក្តីស្លាប់ទៅឈិនហៅណានត្រកូលឈិនសូមគោរពអ្នកនាងធំ អ្នកនាងធំ សូមគោរពអ្នកនាងធំ ពួកលោកកំពុងនាំគ្នាធ្វើអី អ្នកនាងធំមិនមានមនុស្សគួរឲ្យស្អប់ខ្ពើមម្នាក់ចូលមកទីនេះរករឿងហើយក៏បង្ករឿងរញ៉េរញ៉ៃនៅក្នុងកម្មវិធីខួបកំណើតរបស់អ្នកនាងខ្ញុំកំពុងតែចាត់ការបណ្ដេញវាចេញក៏ប៉ុន្តែ មនុស្សគួរឲ្យសាប់ពើមែន មែនហើយអនុប្រធានឈិនមានតំណែងតំណងស្និទ្ធស្នាលជាមួយនឹងបុគ្គលម្នាក់នេះមិនគិតបញ្ឈប់វាមានតែបង្កភាពរញ៉េរញ៉ៃនាងការពារវាហើយបង្កើតរឿងកុហកនៅមុខគ្រប់គ្នាកុហកថាភ្ញៀវដែលអ្នកនាងជួយមក មែនហើយអ្នកនាងរឿងនេះខ្ញុំអាចធ្វើសាក់សីបានខ្ញុំក៏អាចធ្វើសាក់សីបានដែរអ្នកនាងពួកគេមានកាប់កិរិយាក្រក់បែបនេះមិនស័ក្តិសមចូល មែន ក្នុង ហើយ ពិធីទេ មិនសាសមទេ តកូលតង់ហើយមែនទេ មិនហើយ ចាមែនមែនហើយអ្នកនាងតែអត់អូយសាប់ហើយអ្នកនាងនេះអ្នកនាងគ្រាន់តែតកូលលំដាប់ទី3គ្មានគុណសម្បត្តិនឹងអាចចូលកម្មវិធីនេះផងហើយកាន់តែខ្ញុំសិននិយាយដល់គ្នារបស់ខ្ញុំទៀត ថាម៉េច ភ្ញៀវអីទៅមនុស្សបែបនេះហីមែនហើយនេះវាងតុងជាភ្ញៀវរបស់អ្នកនាងមែនទេ ភ្ញៀវមិនអាចទៅរួចទេវាគ្រាន់តែជាអ្នកបើកឡានវាខ្លាចទៅជាភ្ញៀវរបស់អ្នកស្រីបានយ៉ាងម៉េចតើវាខ្លាចជាភ្ញៀវរបស់អ្នកនាងបានយ៉ាងម៉េចមើលឲ្យអ្នកនាងធ្វើទៅ អ្នកនាងខ្ញុំសុំទោសពិតមែនខ្ញុំពិតជាមិនដឹងថាគេជាភ្ញៀវអ្នកនាងទេបើខ្ញុំដឹងទូខ្ញុំមានភាពក្លាហានប៉ុណ្ណាក៏មិនហ៊ាននិយាយដែរអ្នកនាងធំសុំទោសខ្ញុំតែអ្នកស្រីមិនមែនព្រោះតែឋានៈគេទេព្រោះតែខ្ញុំធន់នឹងមើលមុខអ្នកស្រីដែលមានល្បិចកពូកែជោគចិត្តអ្នកដទៃមែនហើយអ្នកនាងធំនិយាយត្រូវឆានហើយណាអបាញ់មិញលោកនិយាយថាមានមនុស្សគួរឲ្យធ្វើនៅក្នុងកម្មវិធីនេះគេណែណា អ្នកនាងធំវាគ្រាន់តែជាអ្នកបើកឡានវាមិនអាចទៅរួចទេ ហើយចឹងម៉េច ដោយក្តីគោរពប្រវត្តិនៅពីក្រោយខ្នងរបស់វាមិនស័ក្តិសមធ្វើជាភ្ញៀវរបស់អ្នកនាងទេ នេះលោកសង្ស័យមកលើខ្ញុំហី មិនហ៊ានទេ សុំទោសលោកបានឥឡូវនេះហើយធ្វើឲ្យគេព្រមអភ័យទោសឲ្យលោក អ្នកនាងឲ្យខ្ញុំសុំទោសវាមែនទេ មែនហើយ អ្នកនាង
ខ្ញុំនឹងមិនធ្វើបាបវាទេតែបើឲ្យខ្ញុំសុំទោសវាដូចជាពិបាកពេកហើយ លោកចង់ក្បត់មែនទេ អ្នកនាងគិតច្រើនពេកហើយខ្ញុំគ្រាន់តែមានអារម្មណ៍ថាត្រកូលឈានតាមអ្នកនាងច្រើនឆ្នាំមកហើយមានសុខមានទុក្ខរួមគ្នាកាន់តែមិនបាច់ចាំនិយាយរឿងកម្មវិធីថ្ងៃនេះតែអ្នកនាងធ្វើឡើងដើម្បីខ្ញុំអាចគោរពអ្នកនាងបានតែសម្រាប់គេខ្ញុំធ្វើមិនបានទេការតែអ្នកនាងឲ្យខ្ញុំសុំទោសគេមើលទៅដូចជាវាជ្រុលពេកហើយ ជ្រុលពេកការដែលលោកនិយាយអំបញ្ញមិញកុំថាតែសុំទោសការដែលធ្វើឲ្យត្រកូលឈិនចាក់ចេញពីក្រុងតុងហើយក៏ចាត់ទុកថាវាស័ក្តិសមហើយឆាន់ហើយណាកុំឲ្យខ្ញុំនិយាយម្ដងទៀតជាលើកទី2ណា សុំទោស គ្រាន់តែសុំទោសមិនបានធ្វើឲ្យចប់រឿងមែនទេ វ៉ាងតុងកុំធ្វើជ្រុលពេកការដែលយើងសុំទោសឯងព្រោះតែយល់មុខដល់អ្នកនាងមិនមែនយើងខ្លាចឯងទេ យើងប្រាប់ហើយបើសិនជាឯងធ្វើអ្វីដាក់យើងឯងប្រកាសជាបានដឹងហើយថាឯងត្រូវសងនៅអ្វីដែលឯងបានធ្វើ ឯងត្រូវការស្អី លុតជង្គង់សុំទោសឋានសៀវ ឯងយល់សពទៅយើងទទួលស្គាល់ថាឯងទទួលបានក្តីស្រឡាញ់ពីអ្នកនាងធំគ្រប់គ្រាន់នឹងក៏អត់ទៅធំតែឯងក៏ភ្លេចថាក្រៅពីនឹងឯងគ្មានអ្វីសោះឯងគ្រាន់តែជាអ្នកបើកឡានថោកទាបដដែល ហ្វាំងតុងនេះជារឿងរវាងខ្ញុំនិងឆាន់ហើយណាឆាន់ហើយណាចាប់តាំងពីថ្ងៃនេះការភ្ជាប់ពីរវាងលោកនិងខ្ញុំចាត់ទុកជាអាសាបងត្រកូលទាំងពីរគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេគឺអេនេះ ທາງស៊ីវនាងចាំផ្លូវដែលនាងជ្រើសរើសថ្ងៃនេះទៅក្រៅពីនេះវាហើយនឹងត្រកូលທາງត្រូវស្លាប់ម្នាក់មកខាងត្រឡប់ទៅវិញអ្នកប្រសិនលោកអ្នក នេះហ្វាំងតុងមិញលោកលឺហើយមែនទេចង់ទទួលខុសត្រូវខ្ញុំមានតែក្តីស្លាប់ប៉ុណ្ណោះលោកនៅហ៊ានទៀតទេ គិតតែខ្ញុំខ្លាចស្លាប់មែនទេ អញ្ចឹងខ្ញុំខ្លាចជាមួយលោកម្ដង យ៉ាងម៉េច មិនមែនលោកចង់ទទួលខុសត្រូវខ្ញុំទេខ្ញុំឲ្យឱកាសនេះទៅលោកតែខ្ញុំក៏ជាមនុស្សមានអំណួតព្រមលះបង់គ្រប់យ៉ាងដើម្បីតាមលោកទៅគ្រាន់តែពាក្យសន្យាចេញពីមាត់របស់លោក បន្តទៀតទៅ មនុស្សប្រុសដែលខ្ញុំត្រូវការត្រូវតែមិនអន់ជាងមនុស្សរាប់ម៉ឺននាក់ហើយក៏ត្រូវតែមិនដូចថ្ងៃនេះដែលចាំតែពឹងពាក់ប្រធានរងឈិននៅនាងធំដើម្បីរួចខ្លួនលោកត្រូវការឲ្យខ្ញុំទទួលស្គាល់លោកយ៉ាងសម្បូរបែបប្រកបជាបានតែខ្ញុំត្រូវការឲ្យវ៉ាងតុងល្បីល្បាញទូទាំងក្រុងតុងហើយខ្ញុំចង់ឲ្យគ្រប់គ្នាដឹងថាលោកមានគុណសម្បត្តិគ្រប់គ្រាន់អាចរៀបការជាមួយនឹងខ្ញុំបានខ្ញុំនឹងឲ្យពេលលោក3ខែលោកហ៊ានទេ ខ្ញុំមិនសាមើល បងមិញខ្ញុំមិនបានតំណែងឈិនហើយណាស់តែត្រង់បងមិនខាងខ្ញុំទេ បងជឿចិត្តឯងណាប្រកាសជាមានហេតុផលជាមិនខានទេ ឈិនហើយណាស់គឺកូនអុកដែលតកូលខាងច្រើនមកឲ្យខ្ញុំហើយគឺជាមនុស្សលៀងសេធានបញ្ជូនមកសើពីខ្ញុំទៀតផង លីនសៀវធានមិនមែនជាអ្នកស្នងត្រកូលនៅសាំងទី នឹង នោះទេ ហើយគេក៏មានអត្តសញ្ញាណមួយទៀតនោះគឺជាគុណដំណឹងខ្ញុំ នាងមានគូនដឹងហើយមែនទេ ពីដំបូងតកូលហាននាំខ្ញុំមកពីមណ្ឌលកម្មាកំព្រាមានផែនការចោលខ្ញុំរៀបការជាមួយតកូលលីង ការពិតទៅគឺបែបនេះ បងនៅលើលោកនេះអ្នកដែលខ្ញុំពេញចិត្តជាមួយនោះមានតែបងម្នាក់គត់បងព្រមរៀបការជាមួយខ្ញុំទេ ក្មេងល្ងងនាងនិយាយស្អីហ្នឹងចាំទុកណាបងនឹងធ្វើជាបងរបស់នាងជារៀងរហូត អាយខ្ញុំពេញណាអាយឡើយខ្ញុំពេញអាយខ្ញុំពួកអញចង់ធ្វើអីហ្នឹងឆាប់ចេញទៅស្គាល់ក្របរបស់ខ្ញុំឲ្យនាងហើយខ្ញុំថាចាប់ពីថ្ងៃនេះទៅខ្ញុំជាអ្នកការពារនាងខ្ញុំមិនត្រូវការត្រឹមបងស្រីបងទេបងប្រាប់ខ្ញុំឲ្យតាំងមកព្រោះតែមនុស្សស្រីមិនមែនទេ មែនហើយ អញ្ចឹងវីដេអូទាំងអស់ហ្នឹងជាការពិតទាំងអស់ហ៎ បងជាមនុស្សប្រុសម្នាក់ដែលយករបស់ជាសំខាន់បំផុតបងក៏ត្រូវមានចំណែកទទួលខុសត្រូវយ៉ាងស័ក្តិសមដែរ បងគេជាមួយខ្ញុំចាំហើយដល់ពិធីនេះទុកថាយើងស្មារតីគ្នាហើយ ក្មេងល្ងងនិយាយស្អីហ្នឹងបងមានរឿងត្រូវធ្វើទៀតបងតែមុនហើយ អ្នកនាងគិតថាបងប្រុសជាមនុស្សចឹងម៉េចលោកបានគេជាមនុស្សល្អខ្លាំងណាស់ខ្ញុំប្រាប់នាងគាត់ជាមនុស្សសំខាន់បំផុតក្នុងជីវិតខ្ញុំសូម្បីជីវិតគាត់ខ្ញុំអាចប្រកល់គាត់បានដែរអញ្ចឹងហេតុអីមិញនេះមិនព្រមប្រាប់គេពិធីភ្ជាប់ពីអ្នកនាងនិងប្រុសលីងនឹងម្ដងមួយខែទៀតទេហេតុអីទៅប្រាប់គេហើយវាគ្រាន់តែជាការបន្ថែមបញ្ហាកុំភ្លេចថាតកូលលីងជាតកូលដែលខ្ពង់ខ្ពស់បំផុតក្នុងក្រុងសានជីងមុនពេលការប្រើបញ្ហាទុកអាចកំបាំងនេះឲ្យល្អផងនេះទេអ្នកនៅក្រោមអត់បញ្ជាលីយ៉ាង លោកសាប់ខ្វាយមកគុំព្រះអម្ចាស់ ក្រោយឡើងទៅ បាទ ក្រោយពេលដែលខ្ញុំធ្វើពុតជាស្នាមរយៈពេល3ខែនេះត្រកូលសានជីងមានអ្វីខុសពីធម្មតាទេ ខាងក្រៅមើលទៅដូចជាមិនមានរឿងអីតែខាងក្នុងការរឿងរញ៉ៃហើយ ឡអញ្ចឹងបន្ថែមភ្លើងចូលបន្ថែមទៀតហើយប្រកាសទៅថាពី3ថ្ងៃទៀតព្រះរាជាដ៏ខ្ពង់ខ្ពស់នៅតំបន់ខាងកើតនឹងត្រឡប់មកវិញ ចាព្រះអង្គម្ចាស់បរិសម្នាក់នេះគឺជាបរិអស្ចារ្យរបស់ក្រុងតុងហៃចៅឈូនបើព្រះអង្គត្រូវការអីប្រាប់គេផ្ទាល់បាន ទូលបង្គំមិនហ៊ានទេបើព្រះអម្ចាស់ទូលបង្គំរីរី បាំងតុងគ្រាន់តែឆ្លងពីនេះទៅនឹងបានប្រឈមមុខមិនដឹងថាជាមនុស្សត្រកូលខាងឬអត់ទេបើលោកបដិចិត្តនៅពេលនេះខ្ញុំនឹងធ្វើដូចជាមិនមានរឿងអីកាត់ឡើង មិនបាច់បារម្ភទេនាងគឺជាអ្នកដាក់ភ្នែកជាមួយខ្ញុំហើយក៏ត្រូវរីថយនោះ ហើយចាប់បាក់គ្រូសាខ្ញុំចំពោះការរស់នៅរបស់ពលជឿនវិញនោះ ទោះបីជារឿងដកបទពិសោធន៍នេះពិបាកយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវការពេលវេលាពិសោធន៍ដែរ ដរាបណាលោកធ្វើតាមអ្វីដែលលោកនិយាយខ្ញុំព្រមនឹងទទួលផលដែរនឹងត្រឡប់មកវិញខ្ញុំនឹងមិនព្រមឲ្យលោកតស៊ូម្នាក់ឯងទេបើលោកគិតបានល្អហើយពួកយើងចូលទៅលោកជីប៉ាម៉ាក់លោកអ៊ំទី2នេះគឺបាំងតុងគាត់យកកាដូមកឲ្យនេះជាស្អីហ៊ានយករបស់ទាំងនេះចូលផ្ទះយើងមែនទេអង្គុយចុះអញគិតថាខ្លួនឯងជាអ្នកណាយើងឲ្យឯងអង្គុយមែនទេអាអ្នកបើកឡានឯងនេះមានសិទ្ធិអីមកអង្គុយដែរនោះ
គេគ្មានសិនអង្គុយអញ្ចឹងខ្ញុំក៏មិនអង្គុយដែរអញជានាងធំរបស់តកូលខាងមើលទៅថ្ងៃនេះអញបានសម្រេចចិត្តហើយដែលនឹងព្រមលះបង់គ្រប់យ៉ាងទៅជាមួយក្មេងសុំទានម្នាក់នេះលោកយាយគេឈ្មោះវ៉ាងតុងជាមិត្តប្រុសរបស់ខ្ញុំមិត្តប្រុសហីយើងព្រមទទួលស្គាល់វាហើយនៅតែបើអញត្រូវការឲ្យយើងទទួលស្គាល់វាក៏មិនមែនជារឿងពិបាកដែរលុះត្រាតែអញលាឈប់ពីតំណែងគ្រប់តំណែងទាំងអស់លាឈប់ពីតំណែងយ៉ាងបានចំហកាត់ផ្ដាច់តំណែងជាមួយតកូលខាងយើងបើអញធ្វើមិនបានមិនបាច់មកនិយាយជាមួយយើងទេគឺមានតែមួយយ៉ាងលើកលែងតែយើងស្លាប់ខ្ញុំកាត់បងនៅតកូលខាងធំដឹងតែជាមួយតកូលខាងឲ្យខ្ញុំកាត់ផ្ដាច់ជាមួយតកូលខាងប្រកាសជាមិនអាចទៅរួចទេខាងសៀវអញមិនពេញចិត្តនឹងបោះបង់របស់ដែលគ្មានប្រយោជន៍មួយនេះហើយក៏មិនគិតនឹងចាក់ចេញពីតកូលខាងអញគិតថាយើងមិនអាចធ្វើបានទេក្នុងកម្មវិធីគោលកំណត់របស់តកូលខាងខ្ញុំនឹងវ៉ាងតុងក៏ចាប់ដើមនៅកន្លែងសាធារណៈហើយដាក់លក្ខខណ្ឌរយៈពេល3ខែតែពេលនេះលោកយាយឲ្យខ្ញុំត្រឡប់ពាក្យសន្យាលោកយាយចង់ឲ្យគ្រប់គ្នានិយាយតាមតកូលខាងថាខុសពាក្យសន្យាអញ្ចឹងហ៎ខាងសៀវអញប្រាប់ឲ្យកចង់បោកអ្នកណាទៀតអញប្រាប់ថាជារឿងរបស់ឯងជាមួយនឹងតកូលខាងមានពាក្យប៉ុនអីនឹងគ្នាឥឡូវនេះការដាក់ភ្នាល់បានចាប់ដើមហើយលោកយាយខ្ញុំសង្ឃឹមថាលោកយាយនឹងឲ្យឱកាសខ្ញុំហើយឲ្យឱកាសវ៉ាងតុងផងដែរខាងសៀវបើឯងស្មោះត្រង់ដល់ថ្នាក់នឹងហេតុអីយកមិញបានជាឯងបញ្ចប់ការភ្ជាប់ពាក្យជាមួយនឹងតកូលឈិននេះប្រមាណកងហើយដែលតកូលខាងរបស់យើងត្រូវច្រើនធ្លាក់ជ្រោះនោះមែនហើយមនុស្សរមើលគុណនឹងក៏ព្រោះតែឈិនហើយណានដែរបាត់មាត់បើមិនដោយសារឯងគ្មានកេរខ្មាស់មានរឿងស្អុយឈ្មោះជាមួយនឹងមនុស្សប្រុសអ្នកប្រុសឈិនគេនឹងប្រតិបត្តិចំពោះឯងបែបនេះបានយ៉ាងម៉េចទៅម្សិលមិញខ្ញុំមិនបានបាក់មាត់និយាយដោយសារតែខ្ញុំមិនចង់បំផ្លាញបរិយាកាសស្ងប់សុខតែពេលនេះខ្ញុំត្រូវការរឿងច្បាស់លាស់អាចឆាប់បិទមាត់ទៅឲ្យវានិយាយទៅយើងពិតជាចង់ដឹងណាស់ចេញពីមាត់ឯងនឹងនិយាយហេតុផលចេញឲ្យអស់ភ្លាមមកលោកម្ចាស់គ្រប់គ្នាខាងស៊ីជាមនុស្សដែលលោកចិញ្ចឹមតាំងពីតូចរហូតដល់ធំនាងជាមនុស្សបានណាមិនដឹងទៀតអ្វីដែលអ្នកគ្រប់គ្នាបាននិយាយមិញនេះធ្វើឲ្យនាងខ្មាស់គេឬមួយក៏ធ្វើឲ្យអ្នកគ្រប់គ្នាបាក់មុខហើយកម្មវិធីជប់លៀមម្សិលមិញហើយការបញ្ឈប់ការរាយការណ៍របស់នាងកាលពីម្សិលមិញមិនមែនឲ្យសារតែនាងឬក៏ខ្ញុំទេប៉ុន្តែដើម្បីតែមុខមាត់អ្នកគ្រប់គ្នាមិនចង់ឲ្យអ្នកគ្រប់គ្នាបាក់មុខនាងធ្វើដើម្បីអ្នកគ្រប់គ្នាប៉ុន្តែអ្នកគ្រប់គ្នាបានជាស្អីនាងហើយក៏បណ្ដេញនាងចេញពីត្រកូលខ្ញុំដឹងថាអ្នកគ្រប់គ្នាមើលមកខ្ញុំល្អតែក៏ព្រោះតែខ្ញុំនឹងខាងស៊ីវបានជល់ព្រមលក្ខខណ្ឌជាមួយនឹងគ្នារួចទៅហើយ3ខែក្រោយរឿងគ្រប់យ៉ាងនឹងចប់សពគ្រប់ប៉ុន្តែមុនដល់ចំណុចនោះខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ប៉ះពាល់នាងច្នៃខាងគួរអស់សំណោចណាស់កូនចៅត្រកូលខាងត្រូវការអ្នកក្រៅដែលមិនចេះប្រមាថខ្លួនដូចជាឯងនេះលោកនិយាយទៅមុនពេលនេះខ្ញុំមិនបានឆ្លងផុតពីលក្ខខណ្ឌអ្វីទាំងអស់របស់នាងតែពេលនេះនាងគឺជាមនុស្សស្រីរបស់ខ្ញុំតែពេលនេះនាងគឺជាមនុស្សស្រីរបស់ខ្ញុំវ៉ាងតុងត្រកូលខាងរបស់យើងគ្មានថ្ងៃទទួលឯងទេអាមនុស្សសម្រាមមុននឹងតកូលខាងព្រមទទួលឯងបានត្រឹមតែជាក្មេងពីម្សិលមួយថ្ងៃប៉ុណ្ណោះអូយនេះអញហ៊ានវាយយើងមែនទេហ៎ហើយខ្ញុំនេះគឺជាការដាស់តឿនទោះបីជាតកូលខាងមានមោទនភាពមានអំណាចណាក៏ដោយកុំធ្វើជាមនុស្សអាក្រក់នឹងជាព្រះអីអាក្មេងសម្រាមឯងហ៊ានខ្លាំងណាស់ហ៊ានធ្វើបាបមនុស្សរបស់ត្រកូលខាងខ្ញុំហើយណាខ្ញុំលើកចការហើយចុះគេជាស្អីបានហើយបើសិនជាលោកស្រីចង់ពិសោធន៍ខ្ញុំតទៅទៀតនោះក៏សូមអញ្ជើញវិធីបែបនេះធ្វើដាក់អ្នកផ្សេងទៅបើធ្វើដាក់ខ្ញុំនាំតែខាត់ពេលវេលានឹងខូចឈ្មោះដល់អ្នកគ្រប់គ្នាទេខាងសៀវបានឯងទៅរកអាប្រុសក្អើកកតុំបែបនេះសូម្បីតែជាក៏គ្មានពាក្យអីនឹងត្រូវនិយាយទៀតដែរពេលនេះយើងនឹងសួរឯងបើនិយាយមិនយល់ស្របជាមួយការដែលឯងទៅតាក់ទងជាមួយនឹងវ៉ាងតុងឯងនៅតែគឺដាក់ជើងទៀតទេខាងសៀវអញត្រូវគិតឲ្យល្អមុននឹងឆ្លើយណាលោកយាយរឿងផ្សេងខ្ញុំអាចនឹងស្ដាប់បង្គាប់លោកយាយប៉ុន្តែរឿងរៀបការជារឿងធំក្នុងជីវិតខ្ញុំត្រូវការសម្រេចចិត្តដោយខ្លួនឯងខាងសៀវបាននិយាយបែបនេះសមហើយតែជាចៅស្រីរបស់តកូលខាងខ្ញុំនឹងមិនបដិសេធចំពោះវ៉ាងតុងមានអ្វីមួយយ៉ាងពិតមែនប៉ុន្តែផ្លូវដែលចូលមកតកូលខាងរបស់ខ្ញុំនៅឆ្ងាយណាស់ហើយយើងក៏មិនព្រមឲ្យឯងដើរតាមផ្លូវចាស់របស់ម្ដាយឯងដែរវាជាភាពអាប់អន់ខ្លាំងណាស់របស់តកូលខាងយើងលោកយាយត្រូវការអីមិនមែនឯងហើយនឹងវ៉ាងតុងខ្នោះគ្នារយៈពេល3ខែទេអញ្ចឹងយើងនឹងដាក់ភ្នាល់ជាមួយនឹងឯងដែរដរាបណាឯងអាចធ្វើបានយើងក៏មិនរៀបរៀងសេរីភាពឯងទៀតដែរឯងហ៊ានទេតែជាអ្វីទៅតកូលខាងរបស់យើងហើយមេការក្រុមនេះគ្រាខ្មៅលីវយ៉ុងជុងនៅមានចំនួន30លានដែលមិនអាចយកមកឯងត្រូវតែយកមកវិញឲ្យបានបើធ្វើបានយើងមិនងាយងាយរឿងឯកជនឯងទៀតទេឯងត្រូវចាំទុកមិនមែនយើងមិនពេញចិត្តវ៉ាងតុងទេតែដើម្បីខ្លួនឯងខាងសៀវបើឯងអាចយកចំនួនលុយនឹងមកបានឯងចង់ជ្រើសអ្នកណាទៅថ្ងៃអនាគតស្រេចលើឯងទេបានខ្ញុំព្រមទទួលឯងមិនចាំបាច់ប្រញាប់ទទួលពាក្យយើងទេរឿងនេះតកូលខាងរបស់យើងនឹងមិនបញ្ជូនជំនឿអ្វីទាំងអស់ឯងត្រូវពឹងខ្លួនឯងហើយប្រកាសណាស់បើឯងមានអារម្មណ៍ថាស្ដាយក្រោយឯងអាចត្រឡប់មកវិញបានគ្រប់ពេលយើងនឹងប្រកល់ឋានៈទាំងអស់ឲ្យតែឯងវិញតែរឿងរៀបការចាប់ពីថ្ងៃនេះទៅឯងមិនអាចសម្រេចចិត្តខ្លួនឯងបានទេយើងនឹងឲ្យពេលឯង3នាទីគិតមើលទៅមិនចាំបាច់ត្រូវគិតទេខ្ញុំទទួលពាក្យលោកយាយខាងសៀវនឹងជាក្រុមនេះគ្រាខ្មៅណាអ្នកដែលនៅក្រៅក្នុងលោកក្រមទៅរបស់ក្រុមតង់ហៃឯងដឹងទេថាជំរឿឯងនេះវាយ៉ាងម៉េចខ្ញុំដឹងតែខ្ញុំមិនស្ដាយក្រោយទេឯងចង់ដូចយើងមែនទេមិនឃើញក្តាមឈុំមិនស្រក់ទឹកភ្នែកខ្ញុំមិនដូចជាម៉ាក់ទេហើយវ៉ាងតុងក៏មិនដូចប៉ាដែរឯងមើលវាល្អណាស់មែនទេបានអញ្ចឹងពេលនេះយើងប្រាប់ឯងទៅថាមួយជីវិតនេះយើងមិនអាចឲ្យវាចូលមកនៅក្នុងត្រកូលខាងយើងបានទេឯងដឹងទេអញកំពុងធ្វើកូនស្រីយើងបាត់បង់គ្រប់យ៉ាងហើយអញមិនមានមុខបញ្ឈរក្បែរនាងទៀតទេអ្នកម៉ាក់ទុកចិត្តចុះសំថាងឲ្យលុយប៉ុណ្ណឹងទោះបីជាត្រូវលឺមនុស្សរាប់ម៉ឺននាក់ក៏ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីនាងអាតំណក់នេះដូចការពីខ្ញុំនៅកំឡោះខ្ញុំវ៉ាងតុងបោះបង់ពីផ្អែមទៅហែមឯងទៅយើងមិនត្រូវការទេខ្ញុំមិនបាននិយាយព្រះក្រាស់ទេដូច្នេះហើយខ្ញុំត្រូវការឲ្យអ្នកស្រីជឿខ្ញុំនឹងតាមពេលវេលាពិសោធន៍ខ្លួនឯងដើម្បីឲ្យបានដឹងថានាងមិនបានជឿឬមនុស្សខុសវ៉ាងតុងជប់លៀមអាកំឡោះចោលធ្វើស្អីទៅខ្ញុំកំពុងស្វែងរកអ្វីយ៉ាងណាលាវយន្តជុំមែនទេមានការរកឯងបើរកគាត់ធ្វើអី
មកទៀបំណុល ទៀបបំដុលអីអាកំឡោះអាចទៅសួរបណ្ឌុះក្រុងតុងហៃទៅមើលអ្នកណាហ៊ានមកទៀបំដុលមេការរបស់យើងទៅ យើងនិយាយអីមកហើយ អ្នកកំឡោះយើងសុំដៃរាប់ឯងឆាប់ចេញពីទីនេះឲ្យលឿនទៅបើមិនចឹងទេកំថាយើងមិនក្រៃចិត្ត គ្មានអ្វីត្រូវនិយាយទៀតទេមែនទេ ទៅនិយាយទៀតមែនទេ អូយសុំទៅខ្ញុំមិនបានតាំងចិត្តទេសុំទៅ អូនសម្លាញ់អូនពិតជាអេមែនទេនេះ បងជុំឡានស្ពតដែលខ្ញុំជឿចិត្តអូនទិញឲ្យនៅពេលណា បងសម្លាញ់ចិត្តណាបងនឹងទិញអូនភ្លាមតែបងក៏ អូប្រគល់មែនទេ ហើយនៅផ្នែកណាហើយក៏មិនចេះគួរទ្វាមិនកំឡោះយើងក៏ពន់ជិះជាមួយឯងមិនលឺទេអី ខ្ញុំបានឮថាឯងជាប់បំណុលត្រកូលខាងជាង30លានដល់ពេលនេះនៅមិនដល់សងទី អូហូការពិតមកទៀតបំណុលហ៎មែនហើយការពិតយើងនៅមានបំណុលមួយដុំធំទៀតមិនទាន់បានសងប៉ុន្តែឯងមកបំផ្លាញអារម្មណ៍ល្អរបស់យើងថែមទាំងចង់ឲ្យយើងសងបំណុលទៀតហើយគិតថាយើងធ្វើតាមឯងហ៎ មានបំណុលត្រូវសមបំណុលរឿងអីដែលមិនអាចទៅរួចនោះ អូនទៅឈាមក្តៅមកពីណាហើយពិតជាហ៊ានខ្លាំងណាស់មកដល់នេះករីខ្មៅដើម្បីទៀតបំណុលហើយគិតថាខ្លួនឯងមានប្រមាណជីវិតទៅយើងសូមណែនាំមុនពេលដែលយើងមានកំហឹងប្រញាប់ចេញទៅបើមិនចឹងទេយើងនឹងចេញបញ្ជាជាច្រើនឯងដូចជាប្រហិតអញ្ចឹង មើលទៅគ្មានចិត្តចង់សងទេ អាកំឡោះគិតថាយើងនិយាយសើចមែនទេថ្ងៃនេះយើងសន្យាជាមួយឯងលុយនេះឯងមិនបានសំបីតែមួយសេន យើងក៏សន្យាដែរថាឯងត្រូវតែសងមិនឲ្យខ្វះមួយកាក់មួយសេនបើមិនចឹងទេឯងនឹងត្រូវលុតជង្គង់វល់ជើង ឯងចង់ប្រាប់ឲ្យយើងលុតជង្គង់វល់ឯងមែនទេយើងគឺជាលីងជន់ជុងព្រោះជាអ្នកលេងនៅក្នុងក្រុងតុងហៃ30ឆ្នាំហើយមិនធ្លាប់មានមនុស្សណាដែលអួតក្អេងក្អាងដូចជាឯងទេ ថ្ងៃនេះឯងនឹងបានទូ ព្រោះចាប់អារម្មណ៍មែនចាប់អារម្មណ៍ពិតមែនមិញនេះឯងធ្វើឲ្យយើងសោចតែពីនេះយើងនឹងធ្វើឲ្យឯងបាត់ដៃមកខាង ថ្ងៃនេះចាត់ទុកថាជាកាដូទៅចុះប៉ុន្តែថ្ងៃក្រោយមិនស្រាបដូចពេលនេះទេ ឯងទៅងាប់ទៅ ឈប់គ្នាណាលោកចាំមិនថៃមិនអីទេ ខ្ញុំមិនអីទេខ្ញុំជាអ្នកធ្វើដាក់គេទៅវិញ អ្នក ដែរ ណាលោកមកទីនេះម្នាក់ឯងដើម្បីគេលុយ នាងគឺតុងហៃដែលមានហាសនាមខាងសៀដែលស្អាតបំផុតជួបគ្នាថ្ងៃនេះពិតជាមិនធម្មតាពិតមែន លោកលាវគេមិនយល់ពីច្បាប់ទម្លាប់ទេដោះលែងគេទៅបំណុលមួយនេះយើងមិនត្រូវការទៀតទេ ដោះលែងមែនទេនាងចង់លេងសើចហ៎នាងគិតថាកន្លែងនេះករីខ្មៅនេះចង់ចូលក៏ចូលចង់ចេញក៏ចេញអញ្ចឹងអីហ៎ ខ្ញុំតាំងចិត្តនឹងមកសុំទោស សុំទោសខាងសៀវនាងគិតថាបានល្អទៅអាបារម្ភម្នាក់នេះមិនធ្វើឲ្យយើងឈឺខ្លាំងណាស់នាងគិតថាសុំទោសមួយម៉ាត់អាចនឹងចប់រឿងអញ្ចឹងមែនទេ លោកត្រូវការអី យើងចង់បានអី លើកលែងតែនាងព្រមមិននៅជាមួយនឹងយើងបើមិនអញ្ចឹងទេពួកនាងទាំងពីរនាក់មិនអាចឈានជើងចេញពីទីនេះបានទេលេងយើងបើសិនជាឯងមិនលេងយើងនឹងហៅមនុស្សយើងមកពួកឯងនឹងមកជាបង្ខានទេលេងយើងលេង មិនអីទេសាហា ហ្វា មក ងតុងលោកលេងគេទៅ លែងគេមែនទេ ខាងសៀវនាងម្នាក់នឹងវ៉ាងទុំម្នាក់ទៀតល្អណាស់ពួកឯងហ៊ានមកកអឺកតមនៅកន្លែងនេះករីខ្មៅរបស់យើងពួកឯងទាំងពីរនាក់កុំគិតថារួចខ្លួនណាសោះថាចូលមក លោកលាវមុននឹងមកដល់ក្រុមអ្នកគ្រាខ្មែរខ្ញុំបានរៀបការរឿងនេះទៅប៉ូលីសហើយលោកប្រកាសចិត្តមែនទេថានឹងធ្វើរឿងនេះ នាងគិតថានៅក្នុងក្រុងតុងហៃនេះមានអ្នកណាហ៊ានមករញ៉េរញ៉ៃជាមួយនឹងក្រុមនេះករីខ្មៅរបស់យើងក៏ប៉ុន្តែយើងបានឮថាកុលាបដ៏ស្រស់ស្អាតដូចជានាងតែងតែមានចរិតនេះខ្លាំងណាស់មិនដែលអន់ក្បាលឲ្យប្រុសណាទេសូម្បីតែអ្នកស្នងមរតកត្រកូលឈិនក៏ព្រមចាញ់ដែរថ្ងៃនេះយើងចង់សាកមើលថានាងពុះកិច្ចជ្រូតដល់កម្រិតណាទៅថ្ងៃនេះយើងនឹងចាំមើលថានាងនឹងពុះកិច្ចជ្រូតដល់កម្រិតណាអើយអាចចង់ធ្វើស្អី នាងចេញសិនទៅស្ថានភាពនេះវាមិនថាសមនឹងនាងទេ ទៅអញ្ចឹងមិនអាចរួចទេអីកុកចិត្តជា ចេញទៅ ខ្ញុំមិនទៅទេបើចឹងទៅយើងទៅជាមួយគ្នា នាងទុកចិត្តចុះគេខកក្នុងខ្ញុំមិនបានទេដោះលែងទៅ បានលែងវាទៅ ចាក់គឺជាចំណាប់ខ្លាំងទៅមនុស្សរបស់គេមិនហ៊ានធ្វើបាបលោក អើយមិនមែនទេ យ៉ាប់ចេញទៅ លោកទុកចិត្តចឹងណាខ្ញុំនឹងត្រឡប់មកជួយលោកវិញខ្ញុំប្រកាសជាត្រឡប់មកជួយលោកមកខាង អ្នកចិត្តជាសិនទៅអើយឲ្យឡើងឆាប់សម្រាប់វាទៅលោកជីខ្ញុំសំវទៅជួយវាងតុងផងទៅសំវអីលក្ខខណ្ឌមិនសិនមិញនេះឯងជាអ្នកទទួលយកចេញពីមាត់របស់ឯង គ្រួសារทางយើងក៏មិនដែលហ៊ានទៅទាបបំណុលមួយនេះវាគិតថាវាមានតម្លៃខ្ពស់ពេកហើយវាសំតែងាប់ តែលោកជីធ្លាប់និយាយថាខ្ញុំអាចត្រឡប់មកវិញបានរហូតយើងធ្លាប់និយាយពិតមែនតែអ្វីដែលយើងសន្យាគឺឲ្យឋានៈទៅឯងទាំងអស់មិនបានរួមដោយការចូលទៅជួយអ្នកបាក់ឡានម្នាក់នឹងទេលុះត្រាតែឯងទៅវអ្នកប្រុសឈិនបានខ្ញុំយល់ហើយ បាទហើយបានជាម៉ាក់មិននេះមិនព្រមទទួលនាង ឯងគិតថាការជួយមនុស្សចេញពីដៃក្រុមនេះក្រីខ្លាំងនេះដល់ថ្នាក់ហ្នឹងអីហើយម្យ៉ាងទៀតបាក់អ្នកបាក់ឡានម្នាក់នឹងងាប់អាចធ្វើឲ្យការគិតរបស់សៀងត្រឡប់មកវិញក៏ថាបាន ម៉ាក់វិធីខ្ចីដៃអ្នកសម្រាប់បែបនេះគឺពិតជាអស្ចារ្យមែនទែន នៅនេះខាងខ្ញុំអាចសំវននៅនឹងបានទេជួយវាងតុងផងឥឡូវគេនៅក្នុងក្រុមនេះគ្រីខ្មែរស្លាប់ដូចតែមិនគាត់ដឹងទេហេតុអីខ្ញុំត្រូវជួយនេះអ្នកនាងលោកវាងកំពុងជួបគ្រោះថ្នាក់ហេតុអីក៏នៅនេះមិនជួយគេ
បងប្រុសខ្ញុំជិះតែហ៊ានលំដាប់ពោះមកពីសិនជាងនាងគិតថានៅកន្លែងដូចជាក្រុមនេះខ្មែរខាត់ខ្លួនគេបានដែរអញ្ចឹងនាងកំពុងចង់សួរថាហេតុអីធ្វើជាមិនចាប់អារម្មណ៍មែនទេខ្ញុំគ្រាន់តែចង់ដឹងថានាងនឹងទៅសំវល់ឈិនហៃណានដែរទេសំវល់ឈិនហៃណាននេះតាមចរិតនាងហើយតាមចរិតរបស់ឈិនហៃណានក្រោយពីនេះនាងនឹងមានរឿងអីគេប្រកាសជាកិច្ចការនេះមិនសំខាន់ទេតែខ្លះមើលយើងចង់ដឹងថានាងអាចធ្វើអីបានខ្លះដើម្បីបងប្រុសរបស់ខ្ញុំចា៎ តែស្អីស្អាតទៅដែរទេតែស្អីស្អាតចង់ទៅណាដែរហ្នឹង តកូលឈិន អូយអាយដឹងទេថាមេក្រុមនេះខ្មៅយើងគឺជាអ្នកណា យ៉ាណា ចាំយើងនឹងឲ្យឯងភ្ញាក់ផ្អើលគឺជាចៅឈួនមេក្រុមរបស់យើងធ្លាប់បម្រើរាជការនៅឯទីជាងហើយមិនយូរប៉ុន្មានទេពួកយើងបានទទួលបញ្ជាធ្វើជំនួសអធិរាជដ៏មានអំណាចទៅទិសខាងកើតអធិរាជទិសខាងកើតកំពុងតែឡើងទឹកនាំបើសង្កេតថាឯងមកអុកក្រុមនេះខ្មៅឯងប្រកាសគ្មានតែកោះ ចៅខ្លួនមែនទេ ចាំមិនខ្លាចហើយមែនទេស្គាល់ពាក្យថាខ្លាចហើយមែនទេឥឡូវនេះបើឯងលុតជង្គង់សុំទោសយើងពេលខ្លះយើងអាចនឹងទុកជីវិតឲ្យឯងក៏បាន បានទេទៅរកគេឥឡូវនេះប្រាប់ឲ្យគេមកឥឡូវនេះទៅប្រាប់ឲ្យគេមកឥឡូវនេះទៅ បានឯងហ៊ានខ្លាំងណាស់ចាំបន្តិចអាឡូមេក្រុមមានអាក្មេងម្នាក់មកអុកលុកកន្លែងយើងវាថែមទាំងប្រាប់ថាឲ្យហៅមេក្រុមមកទីនេះទៀតផងមិនហើយបាត់ដឹងហើយក៏ដឹងទៅអាក្មេងសម្រាប់នេះជាឱកាសរបស់ឯងចុងក្រោយហើយបើមិនចឹងទេមេក្រុមរបស់យើងប្រកាសជាសម្រាប់ឯងដល់នេះទៅកប់ខ្ញុំថាទេ ដល់អញ្ចឹងបើអញ្ចឹងយើងរងចាំនៅទីណា មេក្រុមពួកនេះប្រយោជន៍ឆាប់កោឡើងមេក្រុមទីបំផុតលោកបាត់ដល់ហើយគឺអាម្នាក់នោះហើយអាកំឡោះឯងហ៊ានសម្រុកចូលអាណាចក្ររបស់យើងយល់ថាឯងជាអ្នកណាទៅអ្នកមេក្រុមមិនត្រឹមតែគេវាយខ្ញុំនោះទេមិនខ្វល់ជាមួយយើងមិនខ្វល់សំបីតែនេះគ្រីខ្មៅ យ៉ាម៉េចចុះបំណុំចង់សងឲ្យមានមុខមកថ្ងៃទៀត អត់ទៅមេក្រុមផលិតផលរបស់គ្រួសារທາງនឹងគឺយើងបានពិនិត្យមានបញ្ហាតែទួចខ្ញុំគ្រាន់តែយកមកទុកហើយមិនទាន់បានសងវិញបណ្ដោះអាសន្នប៉ុណ្ណោះបើជាគ្មានម្នាក់នេះវាទាឲ្យសងមួយរយៈនេះយើងបានធ្វើការឲ្យអ្នកប្រវាំងជាជីវគ្រប់គ្រងយ៉ាងណាដើម្បីកុំឲ្យមានរឿងឈ្មោះនេះកើតមកមិននឹកស្មានថាពួកឯងធ្វើអ្នកដទៃមើងងាកចៅឈួនបានអាយ៉ាមេក្រុមឃើញហើយបើឲ្យមនុស្សបែបនេះចាត់ការរឿងនេះបានតទៅអ្នកណាក៏អាចជន់ក្បាលនេះគ្រីខ្មៅបានអញ្ចឹងកិត្តិយសរបស់លោកទុកអ្នកណាទៅអាប់អូនណាមិនចឹងឯងលុនមករកពួកយើងហើយលុតជង្គង់សុំទោសនៅមុខមេក្រុមរបស់យើងពេលខ្លះមេក្រុមរបស់យើងអាចតែមានចិត្តមេត្តាដោះលែងជីវិតឯងបើមិនចឹងទេឯងប្រកាសជា ចូលស្ដី លោកបង ចៅខ្លួនមែនទេឯងមានអំណាចដល់ថ្នាក់នឹងផងមែនទេ ឯងពិតជាឆ្លើយពីហើយឯងហ៊ានហៅឈ្មោះមេក្រុមរបស់យើងហ៊ុនឯងហៅឈ្មោះមេក្រុមយើងបានហើយព្រះអង្គម្ចាស់ព្រះអង្គម្ចាស់លោកមេក្រុមមិនមែនមើលខុសទីដឹងមិនអាចរួចទេដែរវាជាព្រះអង្គម្ចាស់ឯងខ្វះភ្នែកមែនហ៊ានចូលជាមួយព្រះអង្គអូវាទៅធ្វើតាមច្បាប់នេះគ្រីខ្មៅហើយត្រូវចាត់ការវាឆ្កែខលលោកមេក្រុមខ្ញុំខុសហើយខ្ញុំមិនបានតាំងចិត្តមើលគេលោកវាងនោះទេអូវាចេញទៅលោកមេក្រុម កូនចៅខ្ញុំខ្វះភ្នែកពិតមែនសូមលើកលែងទោសឲ្យខ្ញុំផង អូមិនទេខ្ញុំមកទីនេះគ្រាន់តែមកទីបំណុលត្រកូលឋានតែប៉ុណ្ណោះទេដូច្នេះហើយឯងប្រហែលយល់ហើយមែនទេហ៎ នេះគឺជាលុយ60លាននៅសល់ប្រហែលទុកចិត្តក៏ អូមិនបាច់ទេត្រូវសងប៉ុណ្ណាក៏សងប៉ុណ្ណឹងទៅឯងជឿរកថងអីសម្រាប់ដាក់ចូលឲ្យអស់ផងទៅណា បាទសូមក្រាបថ្វាយបង្គំលាព្រះអង្គម្ចាស់ អាអ្នកបាត់ឡើងម្នាក់នេះហ៊ានយកថោកសម្រាប់ចូលមកបែបនេះអ្នកណាទៅដឹងថាខាងក្នុងជាសម្រាប់ឬជារបស់ស្អុយរួចទៅ មួយដងនេះខ្ញុំយកមកឲ្យហើយ បញ្ញាទៅយកសម្រាប់ទៅចោលទៅ នេះគឺលុយតាលុយច្រើនណាស់ក៏មកអួតខ្លាំងពេកអីបើស៊ីមិនបានទៅវល់លោកឈិនអញគិតថាអាចចេញពីក្រុមនេះខ្លាំងបានយ៉ាងសុវត្ថិភាពដែរទេក៏មិនធ្វើខ្លួនឯងអួតនោះ ជាទីត្រូវឈិនហើយណាមែនទេតិច ហាងសៀវខ្ញុំមិននឹកស្មានថានាងមករកខ្ញុំលឿនបែបហ្នឹងទេតែការដែលនាងមករកខ្ញុំក៏ព្រោះតែអាប្រុសម្នាក់ហ្នឹងវាបានធ្វើឲ្យយើងមោះមកខ្លាំងណាស់ ហើយលោកក៏ចង់ធ្វើអី ចូលមក ឈិនហើយណានេះលោកចង់មានន័យថាម៉េ ហា ច ងសៀវមិនមែនរៀបចំសម្រាប់វាទេបើលេងជាមួយខ្ញុំមកគ្រាន់តែធ្វើឲ្យខ្ញុំពេញចិត្តយើងនឹងសុំអង្វរចៅជួយទុកជីវិតរបស់វាជួយវាមែនទេយើងមានតែចង់ចិញ្ច្រាំវាឲ្យមក ខ្ញុំអាចប្រកួតគ្រប់យ៉ាងឲ្យលោកបានភាពរបស់ខ្ញុំទាំងអស់ វាហ៊ុនត្រកូលທາງរាប់លានឬក៏រាប់សិបលានហាងសៀវពេលនេះហាងសៀវពេលនេះអ្វីដែលនាងមាននៅក្នុងដៃរបស់នាងមានតែម្យ៉ាងប៉ុណ្ណោះយល់ព្រមឬមិនយល់ព្រម នាងគួរតែសម្រេចចិត្តឲ្យបានលឿនទៅបើមិនចឹងទេមនុស្សរបស់ក្រុមនាគរីខ្មៅនឹងទាត់ធាក់ទៀតដល់ងាប់ឲ្យលឿន ខ្ញុំយល់ព្រម ល្អណាស់ចឹងឆាប់ដោះចេញទៅ ទីនេះហេ មែនហើយគឺទីនេះ អ
ឆាប់ពាក់វាភ្លាម អ្នកនាងលោកវាំងមកដល់ហើយត្រឡប់មកវិញមិនពាក់ព័ន្ធនឹងយើងទេឆាប់ទៅ ជប់ភ្លាមនេះគឺជាតកោឈិនអ្នកក្រៅឆាប់ចេញទៅវិញភ្លាម ฉันหานั่นไอ้ว่าไม่ได้นี่ยังไม่หายนี่ไม่เจ๊มันไม่บอมทีขึ้นเลยทีนี้ขึ้นมีนาที่มันทั่วไส้นึงที วางตรงมาเอาเปรี้ยวอ่อนนะយើងមិននឹកស្មានថាត្រូវមានរបស់លេបបន្តឥឡូវនេះឲ្យមកអង្គុយមើលយើងហើយនឹងនាងលេបឲ្យសប្បាយនៅទីនេះទៅ ฉันหายนั่นយើងទឿនអញជាចានដល់មកហើយថ្ងៃនេះយើងចាត់ការអញឲ្យបាត់ពីលោក ការយើងចឹងឯងមើលឲ្យច្បាស់ទៅទីនេះគឺជាកន្លែងណានេះគឺជាត្រកូលឈិនយើងឲ្យឱកាសឯងម្ដងទៀតយកខោអាវរបស់ខាងសៀយកមកឲ្យជើងដោះហើយឯងចូលនៅម្ខាងចាំមើលហេតុការណ៍ទាំងអស់នេះតើវានឹងល្អមើលប៉ុណ្ណា យើងទុកឱកាសឯងមានជីវិតបន្តទៀតដៃដែលឯងប៉ះខាងសៀវឯងបាត់ខ្លួនឯង វាំងតុងពួកយើងត្រឡប់ទៅវិញទៅក៏មានរឿងជាមួយគេអី ទៅណាចង់ទៅណាខាងសៀវនេះមិនចាំអ្វីដែលយើងនិយាយជាមួយនាងមុននេះទេត្រកូលខាងហើយនឹងវាត្រូវតែងាប់ប្រកាសណាមុនពេលដែលវាងាប់យើងនឹងសប្បាយជាមួយនាងឲ្យឆ្អែតបន្ទាប់មកយើងនឹងបំផ្លាញនាង បើឯងចង់ងាប់ទៅហើយមិនអីទេយើងនឹងជួយឯងទៅដល់ខ្លួនឯង វ៉ាងតុងត្រកូលឈិននៅខាងក្រៅ100នាក់ទៀតលេចទៅចាប់លេចភ្លាម ឯងគម្រាមយើងមែនទេ ហើយវាចាំអី យើងគម្រាមយើងហ៎យើងគម្រាមយើងមែនទេយើងនឹងធ្វើឯងដឹងថាការដែលឯងគម្រាមយើងឯងនឹងបានផលចំណេញ ឯងមិនធ្វើជាស្លាប់យើងនឹងបំផ្លាញនាងជាចំណិត រកកន្លែងងាប់ទៅងាប់ទៅ វាំងតុងលោកធ្វើអីនឹងសម្រាប់គេមែនទេលោកបំផ្លាញខ្លួនឯងព្រោះតែមនុស្សដូចគេមានតម្លៃដែរមែនទេបើមានរឿងអីកើតឡើងជាមួយនឹងលោកខ្ញុំនឹងប្រាប់គ្រួសារលោកចឹងមិនដែរហើយខ្ញុំអាចមានជីវិតសុខសប្បាយបានដែរហ៎វាំងតុង ខ្ញុំសុំទោសខ្ញុំគ្រាន់តែមិនអាចទប់អស់ខ្លួនឯងបាន មិនបាច់ប៉ះខ្ញុំទេមិនមែនលោកមានអំណាចខ្លាំងណាស់ទេមែនទេឥឡូវនេះលោកសម្រាប់គេទៅដោយសាររឿងនេះធ្វើឲ្យលោកចាប់គុកកុំសង្ឃឹមថាខ្ញុំរងចាំលោកណាកុំមកប៉ះខ្ញុំ ចាំខ្ញុំសិនណាឈិនហើយណាថ្ងៃនេះយើងទុកជីវិតឯងត្រូវចាំទុកឯងចាំណាបើសិនជាឯងនៅតែប្រាប់ចោលពីខាងទៀតបានទៀតយើងនឹងស្បឯង សម្រាប់យើងយើងប្រាប់ឲ្យទៅចុះថ្ងៃនេះឯងមិនអាចចេញពីមាត់ទ្វារត្រកូលឈិនបានទេ អញ្ចឹងមែនទេ គឺជាភូមិគ្រឹះគ្រួសារឈិនដរាបណាយើងចេញបញ្ជាក្មេងពីរាប់រយនាក់នឹងចេញមកចាត់ការឯងលើកមុនអ្នកនាងហាន់ការពារឯងអាចរួចជីវិតបានម្ដងតែលើកនេះមានអ្នកណាអាចជួយឯងបានទៀតទេ អញ្ចឹងឯងតាមមើលទៅ ឯងចង់រកកន្លែងងាប់យើងនឹងជុំតាមសំណាក់ឯងអរគ្រាធ្វើឲ្យពួកគេ ឯងគិតថាយើងចូលមកបានចាំមិនគិតថាមានមនុស្សអត់ជឿយើងចូលមែនទេតោះទីទៅឈិនខាងណាត្រូវចាំទុកណានឹងគ្មានលើកក្រោយទៀតទេ វាំងតុងលោកមិនមានអីនិយាយជាមួយខ្ញុំទេមែនទេ និយាយពីអ្វីទៅ អំបញ្ញលោកជួយខ្ញុំតែខ្ញុំមិនមានសុំអីទៅពីអរគុណហើយទាំងសុំឲ្យលោកដោះលែងឈិនហើយណាទីលោកមិនគិតថាវាមិនសមហេតុផលទេ ខ្ញុំដឹងថានាងបារម្ភពីខ្ញុំហើយទំនាប់របស់នាងតែងតែនិយាយបែបនេះមិនអីទេខ្ញុំយល់ណា ហើយចង់លោកមិនមានអ្វីអធិប្បាយឲ្យខ្ញុំស្ដាប់ទេ អធិប្បាយអ្វីទៅ លោករួចខ្លួនពីដៃចៅឈួនបានចឹងម៉េច អ្នកចៅឈុនម្នាក់នេះការពិតទៅក៏មិនអាក្រក់ប្រហែលដែរគ្រាន់តែជាមនុស្សនៅក្រៅបញ្ជាគេចូលចិត្តស្អេងក្អាងនៅពេលដែលគេដឹងរឿងរបស់ពួកយើងគេក៏ដោះលែងខ្ញុំហើយក៏ព្រមសោះបំណុល វ៉ាងតុងលោកគិតថាខ្ញុំជាក្មេង3ឆ្នាំដែលស្រួលនឹងកុហកមែនទេ មិនមែនជារឿងសំខាន់អីទេ អ្នកនាងឲ្យលោកដៃជួយលោកមែនទេ វាអាចទៅបានយ៉ាងម៉េចទៅមិនមែនទេ មិនខ្លាចទេដែលខ្ញុំសុំឲ្យនាងជួយតែនាងមិនព្រមជួយវ៉ាងតុងខ្ញុំសុំដាក់ទៅលោកបើលោកចង់នៅជាមួយខ្ញុំពិតមែនចាប់ពីពេលនេះទៅហាមទៅសុំជំនួយពីនាងដាច់ខាតលោកជាមនុស្សប្រុសណាតែពួនក្រំសម្ពុតមនុស្សស្រីមិនបានទេហើយម្យ៉ាងទៀតលោកជាមនុស្សប្រុសរបស់ខ្ញុំលោកទៅសុំជំនួយពីអ្នកផ្សេងបានចឹងម៉េច ប្រចាំមែនទេនេះប្រចាំពិតមែនទេ លោកជាអ្នកណាហេតុអីខ្ញុំត្រូវប្រចាំនោះត្រឡប់ទៅផ្ទះ អូខេក៏បានត្រឡប់ទៅផ្ទះ ឯងកំពុងតែប្រាប់ថាយេមានអ្នកថ្មីហើយមែនទេបានវាឈ្មោះវ៉ាងតុងព័ត៌មានបន្ថែមទៀតវាគ្រាន់តែជាអ្នកបើកឡានមិនត្រឹមតែអាចរួចខ្លួនពីក្រុមនាងកេរីខ្មៅបានវាថែមទាំងបានការគ្រប់គ្រងពីអ្នកនាងថ្ងៃខួបកំណត់នឹងគឺបញ្ជាក់ពីតំណែងតំណរបស់ពួកគេហើយហេតុនេះបានជាឯងមិនស្លាប់វាសំទុកផងលោកវាជាអតីតទាហានវាមានសមត្ថភាពក្នុងការតស៊ូវាមានសមត្ថភាពតើវាមានសមត្ថភាពប៉ុណ្ណាទៀតវាតែម្នាក់អាចសម្រុកចូលគ្រួសារឈិនដោយកម្លាំងគ្មានអ្នកណាអាចរៀបរៀងវាបាននោះទេសិនទៅឲ្យក្រុមតង់ហៃយើងមិនត្រូវការឲ្យពិធីរៀបការរបស់យើងជាមួយនឹងគេមានការផ្លត់អ្វីកើតឡើងបាទលោករត់ទុកចិត្តចោលដោយកម្លាំងអធិរាជតស៊ូនៅក្រុងតង់ហៃគ្មានអ្នកណាអាចយកឈ្នះបាននោះទេអធិរាជគឺជាមនុស្សដែលអស្ចារ្យបន្ទាប់ពីទេពសង្គ្រាមអ្នកតស៊ូដោយខ្លាំងបំផុតម្ដងនេះឯងប្រកាសជាងាប់មិនខានទេ
អ្នកនាងបានដំណឹងពីទីក្រុងហើយលោកលីងបានចាប់ដើមហើយទៅផ្ទះតកូលខាងអ្នកនាងខ្ញុំដឹងថាលោកវ៉ាងសំខាន់ជាមួយអ្នកនាងខ្លាំងណាស់តែបានអ្នកនាងទៅពេលនេះដូចជាអ្នកនាងកំពុងតែប្រាប់លោកលីងពីចម្ងាយពីរឿងនេះអញ្ចឹងរឿងនេះជាការពិតសាស្ត្រហើយលើលោកនេះក្រៅពីបងប្រាប់ខ្ញុំនឹងរៀបការជាមួយអ្នកណាទាំងអស់ក៏ប៉ុន្តែមិនបាននិយាយទៀតទេខ្ញុំត្រូវទៅឲ្យបានអ្នកនាងនៅផ្ទះតកូលខាងលោកបានទៅហើយឥឡូវនេះតកូលលីងឆ្លៀតចូលឱកាសនេះវាយឆ្មក់អ្នកនាងទៀតផ្លូវអ្នកនាងកាត់ទៅលោកបាន100 1000ដងហើយខ្ញុំដឹងច្បាស់ណាស់តែនាងគិតថាការដែលខ្ញុំអាចឈរជើងនៅតកូលខាងបានព្រោះតែសាច់ឈាមមែនទេអ្នកនាងមានកម្រងហើយហ៎អ្នកដែលបាត់ទៅរយៈពេល3ខែហើយអាចតែងតាំងធ្វើជាម្ចាស់ដឹកនាំក្រុងពើជាងហើយថែតែចាត់កម្មវិធីទទួលស្វាគមន៍អ្នកក្រុងតុងហើយនេះជាឱកាសរបស់ខ្ញុំវ៉ាងតុងអញធ្វើបានមកប្រឈិញណី មែនហើយ អញនេះពិតមែនហើយរឿងដែលសំខាន់ឯងធ្វើមិនបានសម្រេចសុខអីតែមួយតែរឿងសាងបញ្ហានេះឯងធ្វើបានល្អខ្លាំងណាស់នេះជាអ្វីដែលឯងប្រាប់ថានឹងពិសោធន៍ឲ្យយើងឃើញមែនទេរឿងនេះមិនតាក់ទងនឹងគេទេអញមិនបាច់មកការពារទេយើងដឹងថាឯងមិនមែនជាមនុស្សដែលគ្មានហេតុផលប៉ុន្តែមនុស្សបែបនេះទាំងឆ្លើយតែគ្មានការសិក្សាមានតែយកកម្លាំងមកដោះស្រាយបញ្ហាពេលហ្នឹងយើងធ្លាប់ប្រាប់ឯងហើយថាវាមិនស័ក្តិសមនឹងឯងហើយពេលនេះយ៉ាងម៉េចលើកមុនការដែលបង្ករឿងជាមួយនឹងឈិនហៅណានក៏នឹងមិនទាន់ដោះស្រាយបាននៅឡើយទេនឹងមកសាងបញ្ហាថ្មីទៀតកូនស្រីឯងគិតតាមប្រុសម្នាក់នេះពិតមែនទេអ្នកដែលបំផ្លាញក្តីសុខអស់មួយជីវិតរបស់ឯងនោះហ่าឯងគិតថាសមទេម៉ាក់លើកមុនដែលមានរឿងបើមិនមែនវ៉ាងតុងជាអ្នកជួយខ្ញុំប្រហែលត្រូវហៅណានចន់ឆ្លៀតកិត្តិយសបានហើយដោយសារតែមនុស្សគ្មានសមត្ថភាពទេអីបើពេលហ្នឹងឯងនៅជាមួយនឹងឈិនហៅណានពេលនេះឯងត្រូវសុំជំនួយពីអ្នកដទៃដែរទេទោះបីម៉ាក់មើលតែគេជាមនុស្សយ៉ាងម៉េចក៏ដោយពេលនេះគេជាអ្នកយកលុយពីក្រុមអ្នកក្រីខ្មៅបានមិនអញ្ចឹងហ៎បានជាងមិនប្រកែកជាមួយឯងទេយើងគ្រាន់តែចង់ដឹងថាបញ្ហាលើកនេះវានឹងកែប្រែយ៉ាងម៉េច ម៉ាក់មិនចាំបាច់បារម្ភទេដរាបណាឈិនហើយណាមិនតាន់ចង់ស្លាប់ខ្ញុំទៅនិយាយថាគេមិនហ៊ានមករករឿងតកូល ឯ ខាង ង គេទេ មុខមកនិយាយគេខាងទៀត ទាំងតកូលខាងកំពុងត្រូវពួកឯងបំផ្លាញហើយម៉ាក់នេះម្សិលមិញវាវាយធ្វើបាបអ្នកប្រឈិនឯងមិនដឹងទេខ្ញុំដឹងហើយឯងដឹងពេលនេះអ្នកប្រឈិនបានចេញបញ្ជាឲ្យមនុស្សទាំងក្រុងតុងហើយមិនឲ្យធ្វើអាជីវកម្មជាមួយតកូលខាងយើងទេចាប់ពីថ្ងៃនេះតទៅនឹងគ្មានការបញ្ជាទិញដូរអីទៀតទេជាមួយនឹងតកូលខាងយើង ខាងស៊ុយជឺអាចមើលកូនឯងចិញ្ចឹមទៅហើយចុះឯងខាងសៀវត្រកូលសៀវចិញ្ចឹមឯងមើលថែឯងបានល្អឯងមិនសងគុណបែរជារុញច្រានត្រកូលសៀវឲ្យចូលទៅក្នុងជ្រក់ទៅវិញ ម៉ាទោះបីតកូលឈិនមានអំណាចខ្លាំងពិតមែនតែបើគេរួមតកូលធំទាំងក្រុងតុងហើយបញ្ឈប់អាជីវកម្មរបស់យើងមកធ្វើបាបពួកយើងបែបនេះឯងមិនចាប់អារម្មណ៍នឹងរឿងយើងអីមិនមែនចឹងទេ ពុតធួឲ្យម៉ាក់នៅនិយាយច្រើនជាមួយពួកគេធ្វើស្អីទៀតត្រកូលលីងបានមកដល់តុងហើយរឿងដែលសំខាន់បំផុតនោះត្រូវតែប្រញាប់យកមេបញ្ហាពីរនាក់នេះទៅសុំទោសគេភ្លាមទៅ តកូលលីងពីសាន់ជីងរឿងនេះទៅតាក់ទងនឹងតកូលលីងបានយ៉ាងម៉េចព្រោះអ្នកដែលនៅក្រៅក្នុងតកូលឈិនគឺតកូលលីងមកពីសាន់ជីងខាងសៀវបើឯងចង់ធ្វើដើម្បីតកូលរបស់យើងឯងគួរតែធ្វើឲ្យវាឆាប់ស្លាប់ទៅដើម្បីទទួលនៅកំហុសរបស់វា មែនហើយបើយើងអាចរងាប់អារម្មណ៍ខឹងរបស់លោកឈិនបានពួកយើងនឹងត្រកូលខាងទើបអាចរួចជីវិតបាន បា ម៉ា ន ក់ តុងពេលនេះឯងពេញចិត្តហើយនៅឯងសប្បាយចិត្តទេមិនត្រឹមតែបំផ្លាញជីវិតយើងហើយនឹងកូនស្រីទេតែជីវិតនាងក៏ត្រូវឯងយកមកបំផ្លាញដែរ រឿងនេះខ្ញុំជាអ្នកធ្វើខ្ញុំជាអ្នកទទួលមិនថាឈិនហាណានឬមកពីតកូលលីងពីសានពីស្អីទេបើមិនតែគេហ៊ានខ្ញុំនឹងមិនដោះលែងឲ្យគេមានជីវិតត្រឡប់ទៅវិញទេ ល្អនេះឯងពិតជាអស្ចារ្យខ្លាំងណាស់វ៉ាងតុងចឹងថ្ងៃនេះអាចគិតបានល្អទៅថាគួរស្លាប់បែបណា ឈិនហើយណានឯងនេះពិតជាមិនចាំមែននៅហ៊ានមករករឿងទៀតមែនទេយើងធ្លាប់ប្រាប់ឯងហើយថាមិនមានពេលក្រោយទៀតទេ ទៅវិញទៀតដែលគ្មានលើកក្រោយទៀត យ៉ាងម៉េចអាចធ្វើអីទៀត វ៉ាងតុងយើងដឹងថាឯងពូកែខ្លាំងណាស់បន្តិចទៀតអ៊ំស៊ីនមកពីត្រកូលលីងកំពុងតែមកជិតដល់ហើយក្រោយពេលដល់មកដល់ឯងគួរតែធ្វើជាក្មេងល្អស្ដាប់បង្គាប់យើងតាមសម្រួលទៅ អ៊ំទីមែនទេគេពូកែខ្លាំងណាស់មែនទេ ឬមួយគេជាមនុស្សដែលតស៊ូជាមួយនឹងមនុស្សរាប់ពាន់បានហើយរហ័សនាមសម្រាប់មនុស្សមិនប្រព្រឹត្តលីងវ៉ាងស៊ីនមែនហើយគេជាលីងវ៉ាងស៊ីនគេគឺជាម្នាក់ដែលមានឈ្មោះថាសម្រាប់មិនរើសមុខគ្រប់កន្លែងដែលគេរស់នៅគឺពោពេញទៅដោយឈាម សម្រាប់មនុស្សរាប់ម៉ឺននាក់ពិតជាគួរឲ្យខ្លាចមែន អាបងសង្ឃឹមថាឯងនឹងសោចនៅពេលដែលគេមកដល់អូស៊ីនគឺជាទេពសង្គ្រាមដែលគ្មានដៃគូតស៊ូមានគេឈ្មោះខ្លាំងណាស់ក្នុងឋានៈស្ដេចសង្គ្រាមមនុស្សទាំងអស់នៅតុងហៃមានអ្នកណាអាចប្រៀបបានទេ ឈិនហាណានយើងមិនបត់ថាថ្ងៃនេះជាស្ដេចសង្គ្រាមម្នាក់ណាឬក៏ឆ្កែមិនខ្មាស់ណាទេយើងដឹងត្រឹមតែម្យ៉ាងពុតថ្ងៃនេះជាថ្ងៃងាប់របស់ឯង ម្នាក់ណាហ៊ានយកជីវិតនៅមុខលីនវ៉ាងស៊ីនលោកស៊ីនលោកមកដល់ហើយកាលមុននេះអ្នកណាជាអ្នកនិយាយ គឺខ្ញុំ និយាយមិនចូលត្រចៀកមិនតូចធម្មតាដល់ងាប់ទៅយើងនឹងឲ្យឯងងាប់ដោយស្ងប់ចិត្ត ងាប់យ៉ាងស្ងប់មែនទេឯងគិតថាខ្លួនឯងជាអ្នកណាទៅ យើងប្រហែលជាលាក់ខ្លួនយូរហើយទើបបានជាឯងហ៊ាននិយាយនៅមុខយើងបែបនេះមើលទៅថ្ងៃនេះក៏ជាមានការបំពោជាមិនខាននោះទេអ៊ំស៊ីនអាម្នាក់នឹងហើយជាបាងទុំគឺឯងមែនទេមិនបាច់បារម្ភទេថ្ងៃនេះវាប្រកាសជាងាប់មិនខាន ឈិនហើយណានលោកត្រូវការសម្រាប់គ្នាពិតមែនទេ សម្រាប់គ្នាអញ្ចឹងមែនទេឥឡូវនេះទាំងក្រុងតុងហៃគ្រប់គ្នាដឹងថាចិនហៅណានត្រូវអាអ្នកបាក់ឡានជួយធ្វើបានបើថ្ងៃនេះយើងមិនសម្រាប់វាយើងចង់ឲ្យយើងនៅតុងហៃយ៉ាងម៉េច ឈិនហើយណានខ្ញុំទទួលខុសត្រូវតែម្នាក់ឯងសៀវ កុំអីវាគ្មានប្រយោជន៍ទេថ្ងៃនេះបើយើងមិនសម្រាប់វាហើយយើងសម្រាប់គ្រួសាររបស់នាងទាំងមូលចំណែកនាងនឹងខ្លាចជារបស់លេងរបស់យើង ឈិនហាណានតាចាំម្នាក់នេះគឺជាសន្លឹកពីចុងក្រោយរបស់យើងសូមដាស់តឿនឯងត្រៀមខ្លួនទទួលផលត្រង់មកផងពីព្រោះថាវាមិនអាចជួយឯងបានទេ ទេកាល្អណាស់បើឯងស្គាល់ឈ្មោះយើងឯងប្រកាសជាលុតជង្គង់សុំជីវិតយើងមិនខាន យើងដឹងហើយជាឃាតករសម្រាប់នោះរាប់ម៉ឺននាក់ ឯងដឹងហើយមិនក៏មិនលុតជង្គង់សុំជីវិតយើងពេលខ្លះយើងក៏អាចទុកជីវិតឲ្យឯងក៏បាន យើងថាឯងក៏ចាញ់ហើយកំថាយើងមិនគ្រប់អត់សោះណាឥឡូវផ្ដាច់ជីវិតរបស់ខ្លួនឯងហើយចាក់ពីទីនេះកាន់ផ្ដាច់ជាមួយនឹងឈិនហាណានបើសិនជាធ្វើតាមនឹងមានជីវិត5 ឆ្នាំទៀត ល្អឯងពិតជាប្រទល់ខ្លាំងណាស់ ស្ដេចសង្គ្រាមមែនទេ ចប់ហើយពេលនេះចប់ហើយពួកយើងប្រកាសជាចប់ហើយអាបងយើងបង្ហាញភាពអស្ចារ្យរបស់យើងហើយឯងក៏មិនលុតជង្គង់ទៀត បីឯងមានតែប៉ុណ្្នឹងទេអ្នកលុតជង្គង់នោះគឺជាឯងអ្នកដែលលុតជង្គង់នោះគឺជាឯង ជាពួកក្អេងក្អាងណាស់
យើងមានជីវិតរាប់សិបឆ្នាំមកហើយមិនដែលឃើញអ្នកណាហ៊ានប្រហែលដាក់យើងបាននឹងទេ ឥឡូវនេះអញឃើញហាញតា អានេះបើកឡើងឯងនេះឆាប់បិទមាត់ទៅបើឯងចង់ងាប់ទៅងាប់ឯណាឆ្ងាយទៅកុំបាច់យកតកូលខាងយើងទៅពាក់ព័ន្ធជាមួយអ្នកប្រឈិនរឿងទាំងអស់នេះមិនពាក់ព័ន្ធនឹងតកូលខាងខ្ញុំទេសូមមេត្តាផងចុះព្រមដោះលែងពួកយើងទៅឲ្យតែលោកព្រមដោះលែងតកូលយើងអ្វីដែលលោកត្រូវការយើងនឹងព្រមធ្វើតាមលោកទាំងអស់ណា អ្នកប្រជិនលោកដោះលែងគ្រួសាររបស់ពួកខ្ញុំទៅចំណែកអាអ្នកបើកឡានហើយនឹងខាងសៀវចង់សម្លាប់ឬក៏ចង់ធ្វើយ៉ាងម៉េចក៏សាច់ទៅលោកយើងនឹងបំបត្តិឆ្អឹងឯងម្ដងមួយឲ្យទាល់តែអស់បាទទុំឯងនៅសោចបានទៀតដែរទេកុំថាយើងមិនផ្ដល់ឱកាសឯងឲ្យសោះមិនមែនឯងទេដែលប៉ះពាល់មនុស្សស្រីរបស់យើងហើយមិនគិតខ្លះទេថានេះជាចំណុចខ្សោយឥឡូវនេះយើងផ្ដល់ឱកាសឯងម្ដងទៀតឆាប្រជុំនេះមកឲ្យយើងដល់ខោអាវនឹងចាញ់ឲ្យអស់សោះតែខ្លួនទៅទេដូច្នេះហើយយើងនឹងសុំអង្វរអមឈិនដើម្បីកុំឲ្យសម្លាប់ឯងវេទនាភី អញពិតជាចង់ងាប់ពិតមែនហើយ នេះឯងគម្រាមយើងមែនទេអមស៊ីននៅទីនេះហើយតើឯងអាចធ្វើស្អីជាបាន មើលតែឯងពិតជាជឿជាក់ខ្លាំងណាស់ថាវាអាចការពារឯងបាននោះ ឯងមិនជឿមែនទេបើអញ្ចឹងសាកមើលទៅតើអ្នកដែលត្រូវងាប់គឺជាយើងឬក៏ឯងហើយនឹងត្រកូលខាងទៅ ฟังตุ้มฉันหายนั้นខ្ញុំនឹងធ្វើតាមអ្វីដែលលោកសុំដោះលែងត្រកូលខាងទៅបានទេ វាសាច់ទៅលើអាកប្បកិរិយារបស់នាងអបសានយើងចង់មានន័យថាឲ្យវាជួយដោះឲ្យនាង ឈិនហៅណានតាមមើលទៅឯងពិតជាចង់មានជីវិតតទៅទៀតទេ ចូលមកសម្រាប់យើងមក បើសិនជាឯងត្រូវការបែបហ្នឹង ฟังตุ้ม បានសុំគាត់ថាយើងខ្លាចឯងមែនទេយើងប្រាប់ឯងចោះឈប់គម្រាមយើងទៅឯងមិនហ៊ានចាត់ការយើងនោះទេ មិនហ៊ានមែនទេ ឯងមានតែពីរយ៉ាងទេដែលអាចពឹងពាក់បានមួយគឺថ្មីដៃពីរគឺការការពារពីអ្នកនាងហាន់តែកុំភ្លេចណានៅមុខឯងយើងមានអមស៊ីននៅទីនេះគឺជាត្រកូលលីងក្រុងសានជីងដល់ទៅស្ដេចសង្គ្រាមតែមានកេរ្តិ៍ឈ្មោះទូទាំងផែនដីជាបុគ្គលដែលពិបាករងការសម្លាប់ឯងវាដូចជាការញែកស្រមោចមួយអញ្ចឹងចំណែកអ្នកនាងហាន់យើងសុំទឿនឯងទៅចោះកុំសង្ឃឹមឲ្យសោះនាងកុំគិតថាត្រកូលហាន់អាចការពារគ្រួសារខាងនេះឲ្យសោះពួកឯងចូលសពទៅថ្ងៃនេះនាងមិនហ៊ានចេញមុខមកទេព្រោះឋានៈរបស់នាងជាគូដណ្ដឹងរបស់លោកលីង បានតុងពេលនេះសន្លឹកវាចុងក្រោយឯងជិះបាក់ហើយទោះបីជាឯងមានភាពក្លាហាន8ដងទៀតក៏ឯងមិនហ៊ានចាត់ការយើងដែរ ឥឡូវនេះនៅតែថាយើងមិនហ៊ានចាត់ការឯងទៀតទេ យើងទឿនឯងហើយបើមិនចឹងទេយើងនឹងឲ្យអមស៊ីនស្លាប់តកូលខាងល្បីទូទាំងដែនដីហើយឯងនឹងងាប់យ៉ាងវេទនាលែងគេទៅយើងទឿនឯងបើមិនចឹងទេយើងនឹងធ្វើឲ្យឯងស្ដាយក្រោយដែលបានកើតនៅលើផែនដីនេះ យើងចាំមើលថាឯងនឹងធ្វើឲ្យយើងខូចចិត្តបានយ៉ាងម៉េច ពួកការពុតខ្លាំងណាស់អត់មានឈួត នឹងមិនបញ្ញាប់លែងអ្នកប្រឈិនទៀតទេអានេះបាក់ឡានថប់ទៀតអញគិតចង់ធ្វើអីអញចង់បំផ្លាញតកូលខាងយើងអី ឯងចង់ឲ្យគ្រួសារខាងយើងស្លាប់ទាំងអស់តែមិនដែរទេ អត់អ្នកស៊ីវបញ្ញាប់ហាមបានទុំឲ្យគេព្រមអោនក្បាលដើម្បីមានជីវិតបន្តវាល្អជាងការស្លាប់ដែរណោះ ឥឡូវនេះយើងឲ្យឱកាសឯង3វិនាទីដើម្បីសម្រេចចិត្តថាដោះលែងទេឬក៏ស្លាប់ មិនបាច់ឲ្យពេល3វិនាទីក៏បានឥឡូវនេះឯងតាមមើលទៅ ក្មេងមិនស្គាល់សេចក្តីស្លាប់ឯងមានសិទ្ធិអីឯងមកជួយนุ่งយើងនោះលែងទៅឯងនឹងមានឱកាសសុំជីវិត មិនចាំបាច់ទេ ឯងប្រាជាដឹងថាឯងត្រូវមកទើបឯងអូយើងមកជាមួយយើងប្រាប់ឯងទៅយកអបស៊ីននៅទីនេះឯងមិនដែលយើងនឹងធ្វើឲ្យមនុស្សត្រកូលថានឹងឯងធ្លាក់នៅរស់ នេះឯងនៅតែគិតថាវាអាចជួយឯងបានពិតមែនទេ ឯងចាំមានន័យថាម៉េចស្ដេចសង្គ្រាមនៅមុខមិនអាចជួយទេបានតែមែនដែរទេ បើមិនជឿក៏សាកមើលទៅយើងក៏ចង់ឃើញដូចគ្នាថាឯងជួយវាបានយ៉ាងម៉េចថាជួយវាបានយ៉ាងម៉េច អបស៊ីនសម្លាប់វាចោលទៅ មើលទៅដូចជាវាទុកចិត្តខ្លាំងណាស់ក៏ល្អដែរយើងក៏ចង់ឲ្យឃើញដែរថាសន្លឹកវាចុងក្រោយរបស់វាអាចទុកចិត្តបានទេ មនុស្សទាំងផែនដីមានតែឯងម្នាក់ទេដែលប្រហែលយើងក៏ចង់ដឹងថាថ្ងៃនេះអ្នកណាអាចជួយឯងបាន ជីខ្ញុំប៉ុណ្ណឹងគ្រប់គ្រាន់ទេអ្នកនាងហាន់ អ្នកនាង គេប្រាប់ថាអ្នកនាងហាន់មិនមកទេមិនអញ្ចឹងអីវ៉ាងតុងម្នាក់នេះនិងអ្នកនាងហាន់ត្រូវជាស្អីនឹងគ្នាទៅ លីងវ៉ាន់ស៊ីសូមគោរពអ្នកនាងហាន់ លោកចង់តដៃជាមួយខ្ញុំមែនទេ មិនហ៊ានទេតែអ្នកនាងជួយប្រាប់ហេតុផលផង ខ្ញុំត្រូវមានហេតុផលដែរហ៎ អត់ទេ ដឹងល្អហើយតែកុំគិតថាខ្លួនឯងជាមនុស្សរបស់នាងសាច់ខាងហើយហ៊ានមកកេងកាំងនឹងមុខខ្ញុំទោះបីថ្ងៃនេះគេមកដល់ខ្លួនឯងខ្ញុំក៏អាចចាត់ការលោកបានដូចគ្នា បាទអ្នកនាងមកបានចាំមិន លោកចង់បានន័យថាខ្ញុំមិនគួរមកមែនទេ មិនមែនទេមិនមែនបាត់នឹងទេ អញ្ចឹងលោកចង់មានន័យថាម៉េចឆិនហើយណាចង់ប្រាប់លោកណាខ្ញុំហាន់ស៊ីយេខ្សែតែមួយម៉ាត់ក៏អាចធ្វើឲ្យតកូលរបស់លោកឆេះខ្លាំងទៅជាធូលីដែរសូម្បីតែនាងសាច់ខាងក៏មិនអាចជួយបានលោកជង្គង់ចុះហើយសុំទោសលោកវ៉ាងព្រៀងទៅចំណែកលោកលីនវ៉ាន់ស៊ីន អ្នកនាងខ្ញុំធ្វើតាមបញ្ជាគ្រប់យ៉ាងតែបញ្ជានេះដូចជាជ្រុលពេកហើយ លោកគិតថាខ្ញុំគ្មានសិទ្ធិមែនទេ ខ្ញុំមិនហ៊ានទេខ្ញុំជ្រុលជ្រុលរឿងអ្នកនាងខ្ញុំលុតជង្គង់ដល់គ្មានបញ្ហាតែសម្រាប់វាដូចមិនសមទេ លោកក៏គិតអញ្ចឹងដែរមែនទេ អាណារបស់ពួកយើងបើប្រៀបជាមួយនឹងអ្នកនាងវាទៀតខ្លាំងណាស់តែបើឲ្យយើងប្រៀបជាមួយនឹងអាអ្នកបាក់ឡានត្រូវលុតជង្គង់សំទោសនោះមិនមែនជាការមើលងាយពួកជាទេតែជាលោកនេះ លោកលីងមែនទេហើយពួកលោកមានសិទ្ធិអីគិតថាការសុំទោសគឺជាការមើលងាយនោះ ឋានៈជាន់ក្រោមរបស់វាគឺច្បាស់ណាស់នេះហើយគឺជាអ្វីដែលមិនអាចបង្កាច់បានលើកលែងតែវាសុទ្ធឯងថាវាអាចមានសមត្ថភាព ខ្ញុំប្រាប់តែចុះនេះគឺជាមនុស្សដែលសំខាន់របស់ខ្ញុំហាន់ស៊ីយេប៉ុណ្ណឹងគ្រប់គ្រាន់ទេ
អ្នកនាងហានសូមប្រយ័ត្នប្រយែងឋានៈរបស់អ្នកនាងផងអ្នកនាងជាគូដណ្ដឹងរបស់អ្នកប្រុសលីគឺសំដីខ្លះក៏គួរតែប្រយ័ត្នប្រយែង អ្នកបំរើត្រកូលនេះពិតជាធ្វើតួនាទីបានល្អពិតមែនខ្ញុំដឹងថាលោកមកទីនេះធ្វើអីហើយក៏ដឹងដែរថាពួកលោកកំពុងតែគិតអីតែថ្ងៃនេះការដែលខ្ញុំមកទីនេះដើម្បីប្រាប់ពួកលោកថាអ្នកក្រិចមានសកាដែលត្រឹមហាមអ្នកណាហ៊ានប៉ះពាល់គឺត្រូវស្លាប់ហងភ្លើងមានតាមស្រួយស្ដាងអ្នកណាហ៊ានប្រហិនទៅតែស្លាប់ត្រឡប់ទៅប្រាប់នាងសេធានវិញទៅបើមិនទាន់គ្រប់1ឆ្នាំត្រឹម1នាទីក៏កុំគិតនឹងមករញ៉េរញ៉ៃជាមួយនឹងខ្ញុំអី បើអ្នកនាងនៅតែបកកាយបែបនេះខ្ញុំនឹងត្រឡប់ទៅវិញនឹងរាយការណ៍ឲ្យលោកលីងបានដឹង ឈប់សិនពីដែលខ្ញុំនិយាយមិនបានមិញលឺមិនច្បាស់ទេមែនទេ សូមទូ ន័យរបស់ខ្ញុំគឺចង់ឲ្យលោកជង្គង់ចុះចឹងម៉េចចង់ជប់តបជាមែនទេ អ្នកនាងតាចាស់ម្នាក់នេះជាស្ដេចសង្គ្រាមសូមអ្នកនាងនឹងជួបជុលឲ្យខ្លះ គ្រាន់តែជាស្ដេចសង្គ្រាមបើគ្មានឋានៈរបស់តកូលីងលោកប្រកាសជាគ្មានសិទ្ធិសុំអីតែសម្លឹងមើលមកខ្ញុំហើយមិនគួរមកតវ៉ាជាមួយនឹងខ្ញុំទេខ្ញុំនឹងនិយាយម្ដងទៀតលោកជង្គង់ចុះ បងអូនថ្ងៃនេះព្រោះតែស្ថានភាពបង្ខំទើបយើងសុំទោសឯងសង្ឃឹមថាថ្ងៃក្រោយឯងនឹងធ្លាក់នៅក្នុងកណ្ដាប់ដៃ បើសិនជាយើងអាចនៅក្នុងកំណត់ដៃរបស់ឯងយើងប្រកាសជាសប្បាយចិត្តណាស់បើមិនមែនព្រោះតែហាន់ស៊ីទេប្រហែលជាពេលនេះឯងខ្លាចជាសពបាត់ហើយ យើងជឿនេះចាំមើល ឆាន់ហើយណាត្រូវធ្វើអីបន្តទៀតចង់ឲ្យខ្ញុំប្រាប់មែនទេ អ្នកនាងខ្ញុំដឹងខុសហើយ ខ្ញុំធ្លាប់ឲ្យឱកាសលោកហើយ អ្នកនាងសូមពិចារណាទំនាក់ទំនងគ្រួសារជាតិនិងគ្រួសារហាន់ច្រើនឆ្នាំកន្លងមកមិនតែមានរឿងជំទាស់នឹងគ្នាសូមអ្នកនាងពិចារណាមើលម្ដងទៀត លោកវ៉ាងលោកគិតយ៉ាងម៉េច យើងធ្លាប់ប្រាប់ឯងហើយតាថាគ្មានលើកក្រោយទៀតទេ លោកបានខ្ញុំដឹងខុសហើយខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់លោកលីងគេបង្ខំឲ្យខ្ញុំធ្វើតាមបញ្ជាគេខ្ញុំគ្រាន់តែធ្វើតាមបញ្ជាគេ យើងនឹងចម្រាស់ជាមួយឯងដល់ខ្លួនឯងតែឯងធ្វើឲ្យមនុស្សស្រីរបស់យើងអាប់អោនឯងគិតហើយមែនទេឯងគិតចង់បំផ្លាញគ្រួសារខាងគ្រួសារនិងបាក់ពួករបស់យើងធ្លាក់នៅក្នុងភពជាតិឯងគិតហើយមែនទេ ឆាន់ហើយណាអញនេះហ៊ានខ្លាំងណាស់ចាប់ពីថ្ងៃនេះតទៅលោកជ្រើសរើសផ្លូវស្លាប់តែខ្លួនឯងត្រកូលឈិននឹងត្រូវបណ្ដឹងចេញពីសងហើយព្រះអម្ចាស់កម្មវិធីទទួលស្វាគមន៍បានរៀបចំរួចហើយនឹងមានមេក្រុមពីត្រកូលធំៗមកចូលរួម ល្អណាស់ខ្ញុំនឹងបញ្ជាសត្វល្អិតទាំងនេះចេញមកកំចាត់ម្ដងម្ដងសងសឹកឲ្យតែហ៊ានរបស់ខ្ញុំមកតែ ទីបំផុតថ្ងៃនេះក៏មកដល់បើមិនមែនដោយសារមនុស្សពួកនេះសង្គ្រាមលើកនឹងក៏មិនបានខាត់បងដល់ថ្នាក់នឹងដែរ បីសែននេះបីសែនជីវិត ព្រះអម្ចាស់នេះគឺការអញ្ជើញក្នុងកម្មវិធីទទួលស្វាគមន៍ការត្រឡប់មកវិញសម្បត្តិអញ្ជើញដែលមានមេក្រី4ក្បាលបញ្ជាក់ពីឋានៈដ៏ខ្ពង់ខ្ពស់ដែលគ្មាននរណាប្រៀបបានលោកនឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់លើត្រកូលទាំងអស់ ល្អចេញទៅសិនទៅ ចា៎អ្នកនាងនេះការអញ្ជើញពិធីទទួលស្វាគមន៍ការត្រឡប់មកវិញបើបរាជ័យខ្ញុំនឹងព្រមស្លាប់អ្នកនាងមិនសាកយកទៅទឹកម្ដងទៀតទេហ៎មិនបាច់ទេតាំងពីថ្ងៃដែលខ្ញុំដើរចូលត្រកូលហើយជោគវាសនាបានកំណត់រួចហើយក៏ប៉ុន្តែខ្ញុំបែរជាចង់ដើរចូលតាមផ្លូវរបស់ខ្លួនឯងចូលមកលីងសេធីន យេមិនបានជួបគ្នាយូរហើយ លីងសេធីនហេតុអីលោកមានពេលមកតង់ហើយ ខ្ញុំគ្រាន់តែមកជួបគូដណ្ដឹងរបស់ខ្លួនឯងនោះអីមានអ្វីមិនល្អមែនទេ ប្រយ័ត្នពីសម្ដីលោកផងទំនាក់ទំនងពួកយើងលោកប្រហែលជាដឹងច្បាស់ណាស់ អានជិញទេនាងប្រហែលជាគិតថាការត្រឡប់មកវិញរបស់មនុស្សអស្ចារ្យគ្មានគូព្រៀបម្នាក់ហ្នឹងអាចបញ្ឈប់ការភ្ជាប់ពីយើងបានទេណា លោកដឹងផែនការរបស់ខ្ញុំហ៎ ប្រកបណាស់ខ្ញុំគ្រាន់តែគិតថាការសម្រេចចិត្តរបស់នាងគួរឲ្យអស់សំណោចខ្លាំងណាស់ និយាយមក ពី3ខែមុនសង្គ្រាមនៅសានជីងទីហ៊ាន3សែនអ្នកគ្មានអ្នកណាមានជីវិតអ្នកដឹកនាំជាទេពសង្គ្រាមគ្មានគូព្រៀបស្លាប់ឬរស់ក៏គ្មានអ្នកណាដឹងដល់ពេលហ្នឹងមានមនុស្សលេចមុខមកមែនឬក៏មិនមែនក៏មិនអាចសម្រេចបានតែនាងបែរជាហ៊ានប្រតិយភ្នាល់រហូតដល់តែអស់មុខមាត់មិនគួរអស់សំណោចទេ មិនពិតទេ ដល់ថ្នាក់បែបនេះដើម្បីបន្ថែមឱកាសឈ្នះនាងហ៊ានប្រឆាំងជាមួយអំណាចរបស់យើងដោយសារតែម្នាក់ដែលចេញពីសានជីងយ៉ាងម៉េចនាងចង់ប្រឆាំងជាមួយនឹងស្ដេចសង្គ្រាមដែលគ្មានគូព្រៀបមែនទេខ្ញុំប្រាប់នាងទៅចុះការដាក់ភ្នាល់លើកនេះនាងគ្មានថ្ងៃឈ្នះនោះទេ ជឿជាក់ដល់ថ្នាក់នឹងមែនទេ បើនាងមិនជឿនោះកម្មវិធីជប់លៀងរបស់ស្ដេចនាងនៅបានឃើញថានាងនឹងត្រកូលហាន់អោនក្បាលចំពោះជើងបើមកដល់ចំណុចនេះទៅហើយគិតឲ្យបានល្អទៅណា អ្នកនាងបើជាការពិតដោយលោកលីងនិយាយបើស្ដេចមានតែឈ្មោះគ្មានសមត្ថភាពពួកយើងនឹងចាំគ្មានវិធីចេញទេទោះបីរូបស្ដេចជាការពិតឬក៏អត់នោះយើងគ្មានផ្លូវថយទៀតទេហើយគួរធ្វើយ៉ាងម៉េចទៅនាងចេញទៅសិនទៅខ្ញុំចង់នៅស្រីម្នាក់ឯងចា៎បានតុងខ្ញុំមានរឿងចង់និយាយជាមួយលោកបន្តិច ប្រធានរងឈិនមករកចំពោះតែ តោងហើយកំពុងត្រៀមការត្រឡប់មកវិញលោកដឹងដែរទេ នឹងគឺជាការទទួលស្វាគមន៍របស់ស្ដេចដ៏ខ្ពង់ខ្ពស់ មែនហើយខ្ញុំដឹងថាលោកគឺជាទាហានទើបតែត្រឡប់មកពីដែនខាងកើតទើបខ្ញុំចង់សួរថាស្ដេចដែលមានឥទ្ធិពលគ្មានគូប្រៀបអ្នកនឹងនៅមានជីវិតដែរទេ ហេតុអីក៏ប្រធានរងសួរបែបហ្នឹង វ៉ាងតុងរឿងមកដល់ចំណុចនេះហើយខ្ញុំមិនបាត់បាំងលោកទៀតទេអ្នកនាងធំមានតកូលីងកំពុងចាត់រៀបការភ្ជាប់ទំនាក់ទំនងពេលនេះនៅមិនដល់មួយខែទៀតទេហើយមានតែវិធីមួយគត់ដែលអាចជៀសផុតពីវិធីរៀបការនេះបាននោះគឺការពឹងពាក់ស្ដេចដ៏មានអំណាចខ្លាំងក្លាហើយ ហេតុដូច្នេះហើយ ដូច្នេះហើយទើបខ្ញុំចង់ដឹងថាស្ដេចម្នាក់នោះនៅមានជីវិតដែរទេបើគេស្លាប់ហើយកម្មវិធីទទួលស្វាគមន៍គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះខ្ញុំនឹងបញ្ឈប់អ្នកនាងមិនអាចចូលរួមកម្មវិធីនេះហើយក៏ព្រមចោះចាញ់តកូលីងមិនអញ្ចឹងអ្នកនាងប្រកាសជាត្រូវធ្លាក់នរកអស់មួយជីវិតមិនខានទេ គេនឹងមានជីវិតទេ បើអញ្ចឹងខ្ញុំចង់ឲ្យលោកទៅកម្មវិធីជប់លៀងនេះជំនួសខ្ញុំទៅជាមួយអ្នកនាងដើម្បីចូលរួមកម្មវិធី ទៅជំនួសនាងអញ្ចឹង ទោះបីខ្ញុំមិនដែរស្គាល់អត្តសញ្ញាណពិតរបស់លោកតែខ្ញុំជឿថាបើលោកទៅនឹងធ្វើប្រយោជន៍ឲ្យអ្នកនាងធំបានមិនខានទេ ហេតុអីបានជាគាត់បែបហ្នឹង ចំណុចដំបូងលោកធ្លាប់ប្រាប់ខ្ញុំថាឈ្មោះរបស់លោកអ្នកណាក៏ស្គាល់នៅក្នុងកងទ័ពមានន័យថានៅក្នុងកងទ័ពលោកប្រកាសជាមានតំណែងខ្ពស់ចំណុចទី2លោកបានក៏មិនដឹងថាស្ដេចម្នាក់នឹងនៅមានជីវិតឬអត់តែលោកបែរជាដឹងលោកដឹងទេហេតុអីបានជាអ្នកនាងបដិសេធភ្ជាប់ពីជាមួយនឹងតកូលីងនិងក៏ព្រោះតែលោកអ្នកនាងធ្លាប់ប្រាប់ថាក្រៅពីលោកនឹងមិនព្រមរៀបការជាមួយអ្នកណានោះទេ បាន
ខ្ញុំយល់ព្រម បងមកបានយ៉ាងម៉េចហ្នឹងអាណាឈិនជីង ធ្វើមកនិយាយក្មេងល្ងងអាចឲ្យកំប្រំប្រាប់ខ្ញុំ ឈិនជីងប្រាប់បងហើយ មកឈិនជីងប្រាប់ខ្ញុំទេនាងគិតថាចង់បាត់បង់ជាមួយខ្ញុំដល់ពេលណាតោះ អេខ្ញុំមិនបាន ហេតុអីក៏ទៅមិនបាន ខ្ញុំដឹងថាបងបារម្ភពីខ្ញុំរឿងនេះមើលមិនដឹងទេបាក់បរាជ័យខ្ញុំក៏ទទួលយកមិនបានដូចគ្នា មិនបាច់បារម្ភទេមានបងនៅទីនេះគ្មានថ្ងៃបរាជ័យទេតោះទៅលេងទៅឲ្យលឺឡើង ទោះបីជាបរាជ័យបើបានទៅជាមួយបងស៊ូផ្លែទៅរកក្តីស្លាប់ជាមួយនឹងបងក៏ចាត់ទុកថាមានន័យខ្លាំងណាស់បងម្នាក់នេះគឺរៀងសាធីនអ្នកនៅខាងគឺជាណានមកពីតកូលជីងហើយក៏យ៉ាងថៃមកពីតកូលយ៉ាង3អ្នកនេះបើបីតកូលនេះរួមជាមួយតកូលខ្ញុំហៅថាតកូលធំទាំង4ខ្ញុំមិនដឹងថាតកូលជីងនិងតកូលយ៉ាងចូលរួមដែរទេតែរៀងសាធីនធ្វើគ្រប់វិធីដើម្បីមិនឲ្យខ្ញុំមានបន្ទុកជាមួយនឹងស្ដេចទេ ទុកចិត្តចោលគ្មានអ្នកណាប្រជុំនេះបានទេ លោកសាន លោកលីងមានអីមែនទេ ជាអ្នកបើកឡានម្នាក់ហ្នឹង គេឈ្មោះវ៉ាងតុង វាមានឈ្មោះអីវាមិនសំខាន់ទេអ្វីដែលសំខាន់វាមិនសមមានមុខនៅទីនេះហើយក៏មានសិទ្ធិដែរ គ្រប់គ្នាសុទ្ធតែកាន់កាត់អញ្ជើញមកហេតុអីពួកលោកមកបានតែគេមកមិនបាន អ្នកនេះហានអ្នកនេះនិយាយបាត់នេះក៏មិនត្រូវដែរវាគ្រាន់តែជាអ្នកបើកឡានយកមកប្រៀបធៀបជាមួយនឹងពូជើងវាចាំមិនដូចជាមើងងាយពូជើងពេកហើយវាដឹងតែហើយព្រោះហានប្រយ័ត្នពីសម្ដីបន្តិចទៅ មានន័យថាខ្ញុំគ្មានសិទ្ធិមកប្រៀបជាមួយនឹងពួកលោកមែនទេ គាត់នៅទីនេះហើយគ្មានសិទ្ធិនិយាយនោះទេ ការគិតរបស់ខ្ញុំពួកលោកទៅវិញទេតែគ្មានសិទ្ធិមកប្រៀបជាមួយខ្ញុំបាន ឥឡូវហើយឯងហ៊ាននិយាយបែបនេះផងឯងដឹងពីឋានៈរបស់ជើងដែរទេលោកចាងវាគ្រាន់តែជាមនុស្សថោកទាបឋានៈយើងហើយនឹងវាខុសគ្នាឆ្ងាយណាស់ទោះបីជាយើងបង្ហាញអត្តសញ្ញាណក៏វាមិនយល់ដែរថាមានន័យយ៉ាងម៉េចបងអូនគួរតែចេះប្រមាណខ្លួនផងហើយចេញពីទីនេះទៅអាចនឹងមានពេលប្រើជីវិតបន្តចាត់ទុកថាមានពេលប្រើជីវិតបើមិនចឹងទេថ្ងៃនេះអាចប្រកាសជាស្លាប់ហើយ លីងសេធីនទីនេះលោកគ្មានសិទ្ធិមកបញ្ជាទេបើពួកយើងអាចចូលមកយ៉ាងត្រឹមត្រូវមានន័យថាពួកយើងមានសិទ្ធិនឹងចូលមកហើយ ខ្ញុំដឹងថានាងមានសិទ្ធិចូលរួមអ្នកដែលគ្មានសិទ្ធិចូលរួមគឺជាវា ប៉ុណ្ណឹងអាចបញ្ជាក់ថាគេមានសិទ្ធិចូលរួមហើយមែនទេ មើលទៅនាងមិនយល់ណាអ្វីដែលយើងនិយាយអ្វីដែលក្នុងកម្មវិធីនេះត្រូវការមិនត្រឹមតែជាការអញ្ជើញគឺជាគុណសម្បត្តិដែលស័ក្តិសមតែសម្រាប់វាមានមែនទេគ្រាន់តែជាអ្នកបើកឡានធម្មតាទូទាមទោះបីជាឯងមានការអញ្ជើញនឹងក៏គ្មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួម លោកគ្រាប់លីងនិយាយពិតជាត្រឹមត្រូវហើយ ដល់រាប់ណាឲ្យវាចូលរួមដូចជាទីពូជើងឲ្យកាន់តែទៀបខ្ញុំធ្លាប់បានប្រាប់វាហើយឲ្យវាបញ្ឈប់មហិច្ឆតាបែបនេះហើយទីនេះមិនមែនជាកន្លែងសម្រាប់វាគួរតែបោះខ្លះត្រឡប់ទៅវិញទៅ ត្រូវហើយអត់ស្បែកជិះទៅ កូនគួរតែបញ្ញាត្រឡប់ទៅវិញទៅមានតែអ្នកដែលមានឋានៈខ្ពស់ប៉ុណ្ណោះដែលមានសិទ្ធិនៅទីនេះអស់លោកទាំងអស់គ្នាតើអស់លោកគិតថាវាអាចសមនៅទីនេះដែរទេមិនស្របទេមិនស្របទេមិនស្របទេ ខ្ញុំគ្រាន់តែចង់ឲ្យវាបានឃើញការពិតបានឃើញអាកប្បកិរិយាគ្រប់គ្នានៅទីនេះឯងនៅចង់នៅបន្តទៀត អត់ប្រយោជន៍លោកនិយាយទៅទីនេះមិនមែនជាកន្លែងរបស់ខ្ញុំទេ បើឯងតែខ្លួនទៅហើយនោះបើអញ្ចឹងក៏ប្រញាប់ត្រឡប់ទៅវិញ កុំអាចច្រឡំអីខ្ញុំចង់បានន័យថាអ្នកគ្រប់គ្នាពិតជាគួរឲ្យស្បែកខាងណាពួកឯងមានគុណសម្បត្តិគ្រប់គ្រាន់នឹងមកឈរស្បែកជាងទេប្រពន្ធយប់នេះអ្នកគ្រប់គ្នានៅទីនេះចាត់ទុកពួកយើងគឺជាអ្នកដឹកនាំត្រកូលទាំងអស់នៅក្នុងជីវិតទោះហើយអ្នកណាមកក៏មានឋានៈខ្ពង់ខ្ពស់ជាងឯងហើយចំណែកឯងត្រឹមតែជាអ្នកសុំបុណ្យកុសលពីអ្នកដទៃមានសិទ្ធិនៅទីនេះហ៎ មិននេះឯងប្រាប់ថាពួកយើងគ្មានគុណសម្បត្តិគ្រប់គ្រាន់ឈរក្បែរឯង មែនហើយ បើអញ្ចឹងយើងចង់ដឹងពីតំណែងរបស់ឯង ប្រកបណាត្រូវនៅលើគ្រប់ត្រកូលក្នុងតំណែងដែលមើលឃើញច្បាស់គ្រប់កន្លែងរួមទាំងរិទ្ធបលាំងនឹង ឯងនេះពិតជាហ៊ានខ្លាំងណាស់ឯងដឹងតែទេតំណែងតែខ្ពង់ខ្ពស់បំផុតគឺជាអ្វីហើយបង្ហាញដល់អ្វីឯងមានសិទ្ធិស្អីបានជាមកនិយាយបាត់នេះចេញមក លោកប្រកបក្នុងចិត្តមែនទេថាតំណែងនឹងមិនបានព្រៀបឲ្យខ្ញុំនោះ ឯងនេះពិតជាមិនដឹងស្អីមែនទើបបានជាហ៊ាននិយាយបែបនេះទីនេះជាកន្លែងដែលតំណែងខ្ពស់បំផុតរបស់ចាក់គ្រប់មុខដែនខាងកើត មែនហើយតំណែងខ្ពស់បំផុតមានន័យថាដល់ចំណុចខ្ពស់បំផុតរបស់អំណាចលើមនុស្សគ្រប់គ្នាកិត្តិយសបែបនេះឯងបានមើលឃើញក៏ចាត់ទុកថាកិត្តិយសរបស់ឯងទៅហើយលោកជឿជាក់បានយ៉ាងម៉េចថាខ្ញុំមិនអាចទៅដល់ចំណុចដ៏ខ្ពង់ខ្ពស់បំផុតរបស់អំណាចនៅលើមនុស្សគ្រប់គ្នានោះ នេះពិតជាផ្ដាស់ខ្លាំងណាស់ហើយមនុស្សមកខ្ញុំចាំបានឯងឈ្មោះថាបាំងតុងមែនទេ មែនហើយ ឯងចង់ប្រាប់ថាគឺជាមនុស្សទូទាំងផែនដីគោរពស្រឡាញ់ស្ដេចគឺខាងកើតដល់ខ្ពស់ខ្ពស់មែនទេ វាក៏អាចនឹងទៅ ឯងប្រហែលជាបានដឹងពីដំណឹងរបស់ស្ដេចសង្គ្រាមមិនដែលបង្ហាញមុខទើបឯងយកមកអាងធ្វើឲ្យយើងពលដើម្បីយករួចខ្លួនតែឯងបានបង្ហាញចំណុចផ្លត់ស្ងៀតមកហើយ អញ្ចឹងហ៎ ព្រោះការពិតទៅមានតែស្ដេចសង្គ្រាមប៉ុណ្ណោះដែលមានសញ្ញាពិសេសនៅក្នុងសម្បត្តិអញ្ជើញដែលមាននាគរាជ9ក្បាលតែបើឯងចង់ប្រាប់ថាឯងជាស្ដេចសង្គ្រាមនោះបើអញ្ចឹងយកសម្បត្តិអញ្ជើញនោះមកពិសោធន៍អំពីអត្តសញ្ញាណទៅ ត្រូវហើយការអញ្ជើញចេញមកមិនអញ្ចឹងទេណាក៏ចាត់ទុកថាជាការមើលងាយដាក់ទុកយ៉ាងធ្ងន់ធ្ងរណាស់ យកការអញ្ជើញចេញមក យកការចេញមក យកចេញមកយកចេញមកមែនហើយបើសិនជាឯងយកចេញមកមិនបានទេដោយពីសម្ដីឯងមិញនេះត្រូវមានទោសប្រហារជីវិតទាំងត្រកូល បានអញ្ចឹងក៏បើកភ្នែកធំមើលអានេះទៅនេះតែនេះជាអ្វី អូសារពុទ្ធលក្ខនេះគឺរឿងពេលនេះខ្ញុំសួរអ្នកគ្រប់គ្នាថាខ្ញុំមានសិទ្ធិដែរទេមកអង្គុយនៅក្នុងតំណែងដ៏ខ្ពង់ខ្ពស់លើមនុស្សគ្រប់គ្នានៅក្នុងចំណុចខ្ពស់បំផុតនៅក្នុងត្រកូលនោះ មិនអាចរួចទេមិនអាចរួចទេមិនអាចរួចទេ បងនេះវាចំណុចហ្នឹង ចាំពេលដល់ត្រឡប់ទៅផ្ទះវិញចាំបងនិយាយប្រាប់ជឿបងទៅចាំមើលការសម្ដែងបន្តទៀតកាន់សិនទៅ អាប្រាប់ជិះពីមកហើយយកលិខិតអញ្ជើញនេះមកពីណា អញគិតថាវាមកពីណា យើងធ្លាប់ប្រាប់ឯងហើយលិខិតអញ្ជើញនេះមានតែស្ដេចសង្គ្រាមដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះឯងមានសិទ្ធិស្អី ព្រោះយើងគឺជាសាច់សង្គ្រាមដ៏ខ្ពង់ខ្ពស់ណែនមួយ ប
ai cứ tha vô lịch khẩn trên đi mau sầm đáy việc của miềnចំណុចគួរជាខ្លះដែរហើយឯងចាំបញ្ជាក់ថាឯងជាស្ដេចសង្គ្រាមឯងគិតថាពួកយើងជាមនុស្សល្ងងមែនទេបានជាឯងមកបោកប្រាស់ពួកយើងបែបនេះ លោកនិយាយទៅអ្នកបើកឡានធម្មតាដូចជាឯងនេះណាហ៊ានមកអូថាខ្លួនឯងជាស្ដេចសង្គ្រាមធ្វើបែបនេះគឺអ្នកងាយដកស្ដេចសង្គ្រាមហើយមានបញ្ញាបានតែប៉ុណ្ណឹងហេតុអីបានជាខ្លាចតែជាត្រកូលដល់ពុកពោះទាំង3បានមិញទេលោកប្រាប់ថាស្ដេចសង្គ្រាមមិនបានខាងមុខទេ ហើយដូច្នេះហើយបានជាឯងឆ្លៀតឱកាសមកឈរនៅកន្លែងនេះ បានលោកប្រាប់ថាមានតែស្ដេចសង្គ្រាមប៉ុណ្ណោះដែលមានការសម្បត្តិ បែបហើយលិខិតជើញនេះគឺបញ្ជាក់ពីឋានៈ អញ្ចឹងខ្ញុំសុំសួរលោកបន្តិចណាហេតុអីបានជាខ្ញុំកាន់ការសម្បត្តិនេះហើយលោកបានជាជឿជាក់ថាខ្ញុំជាមនុស្សខ្លាំងខ្លាយលោកធ្លាប់ឃើញស្ដេចសង្គ្រាមពីមុនមកមែនទេឬមួយលោកជឿជាក់ថាគេមិនអាចត្រឡប់មកវិញទេ គេមានន័យថាយ៉ាងម៉េច ស ហ្នឹង ង្ស័យថាពិធីស្វាគមន៍ជុំនេះមានអ្វីមិនធម្មតាហើយមិនដឹងដែរក្រោយពីសង្គ្រាមកំណត់ជោគវាសនាហើយបានឮថាស្ដេចសង្គ្រាមបានសូនឈឹងមានដំណឹងថាគេបានស្លាប់ទៅក្នុងសង្គ្រាមមើលតែឯងធ្វើដូចជាការពិតណាស់បើគ្រប់គ្នានៅទីនេះមិនដឹងពីអត្តសញ្ញាណពិតរបស់ឯងពួកយើងប្រហែលជាត្រូវជឿហើយមន់ស្រែមិនអាចខ្លាចជាកងោកវិញពួកខ្នងដូងមិនអាចខ្លាចទៅជាអ្នកដែលមានអំណាចទេទាំងមានជាតិនិងរូបសម្បត្តិរបស់ឯងតើមានអ្វីស័ក្តិសមជាស្ដេចសង្គ្រាមខ្លះទៅ ហើយការត្រឡប់មាសនេះអត្តមាចាំមិនទេ មិនបាច់បោះស្រាយឯងប្រកាសជាលួចមិនខានដោយឋានៈរបស់ឯងពេលនេះមិនទាំងមានលិខិតសម្បត្តិមាសនេះបានយ៉ាងម៉េចលោកតាតែឯងបញ្ជាក់ថាឯងមិនបានលួចទេបើមិនចឹងទេទីនេះគ្មាននរណាជឿឯងម្នាក់ មិនហើយបញ្ចេញផុសតាមមកបើមិនចឹងយើងមិនជឿទេ ខ្ញុំក៏មិនជឿដែរឯងអាចបញ្ជាក់បានទៅអត់ឆាប់តាមមកអានជឿយេនាងព្យាយាមចាញ់ចេញពីខ្ញុំប្រហែលជារកគ្រប់វិធីហើយពិតជាព្យាយាមខ្លាំងណាស់តែខ្ញុំសម្រាប់ទៅចុះថ្ងៃនេះនាងប្រកាសជាចាញ់គ្រប់គ្នាវាគ្រាន់តែជាមនុស្សធម្មតាតែវាបែរជាហ៊ានលួចសន្លឹកនេះយកមកអាងខ្លួនឯងថាជាស្ដេចសង្គ្រាមយាយយាមធ្វើខ្លួនខ្ពស់ជាងយើងគ្រប់គ្នាវាស័ក្តិសមនឹងផ្ដន់ទីទោស ចាត់ទុកថាជាការកុហកបោកប្រាស់អ្នកដែលមានអំណាចប្រហែលជាជីវិត1000ដងទៀត មិនហើយ ដកស្លាប់ ប្រហារជីវិត1000ដង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 ឯងចង់លៀនបន្តទៀតមែនទេយកមនុស្សចូលមក ហឺអ្នកណាហ៊ាននាងគឺមេតបរបស់លីយ៉ាង គឺជាអ្នកដែលដើរតាមស្ដេចសង្គ្រាមរហូតមកគឺជាមនុស្សដែលស្និទ្ធស្នាលអាចទុកចិត្តមេតបលី អំបញ្ញមិញលោកគិតចង់ធ្វើអីចង់ប្រហារជីវិត មេ ណា តបលីមកចង់ពេលល្អណាស់បរិសម្នាក់នេះបានលួចលិខិតស្លឹកមាសដើម្បីខ្លាយបន្លំធ្វើជាព្រះអង្គម្ចាស់ហើយឡើងអង្គុយលើបល្ល័ង្កព្រោះជាងកំពុងតែកម្ចាត់វាបើមេតបលីមិនអស់ទៅហើយអ្នកដែលហ៊ានប្រហើនបាននេះគួរតែឲ្យមេតបលីចាត់ការខ្លួនឯងចុះ វាត្រូវមានតបនេះចាត់ការដោយផ្ទាល់ចាត់ទុកថាវាមានកិត្តិយសខ្លាំងណាស់ ត្រឹមត្រូវគ្រាន់តែវាកុហកឲ្យមើងងាយព្រះអង្គម្ចាស់ទោះបីជាវាស្លាប់អំពើដងក៏មិនគ្រប់ដែរអើយមេតបលីកើតស្អីដឹងអើសុំជើញ បងមេតបនេះគឺជាមនុស្សស្និទ្ធស្នាលដែលអាចទុកចិត្តបានរបស់ស្ដេចសង្គ្រាម អាចទេខំតែគេលើកទៅគូបង បងឈប់លេងសើចបានហើយ បើអញ្ចឹងអាចចាំទៅមើលទៅ ខ្ញុំម្ចាស់លីយ៉ាងសូមការខ្វែងអង្គមព្រះអង្គម្ចាស់ ថាមិនគឺឆ្លៃទៅមើលណា គេគឺស្ដេចពិតមែនទេ ក្រោយឡើងទៅ ដាក់ខ្លួន ព្រះអង្គម្ចាស់កម្មវិធីទទួលស្វាគមន៍ចិត្តចាក់ដើមហើយសូមជឿព្រះអង្គម្ចាស់ទៅក្រៅនេះម្ល៉េះ ឲ្យព្រះអង្គទៅក្រុងបល្ល័ង្ក បងគឺស្ដេចពិតមែនដែលមានអំណាចខ្ពង់ខ្ពស់បំផុតនៅដែនខាងតាម មិនដូចមែនទេ ពិតជាមិនគួរឲ្យជឿទេ អញ្ចឹងពេលនេះយើងនឹងទៅអង្គុយលើដំណាក់ដ៏ខ្ពង់ខ្ពស់បំផុតអ្នកណាមានបញ្ហាទៀតទេ មិនអាចទៅទេមិនអាចទៅទេគេមិនអាចរួចជីវិតមកបាន អញ្ចឹង ឈប់សិន លីងស៊ីធីនលោកក៏ចង់ធ្វើ ត អី បនេះនាងមានសិទ្ធិអីលើកដំណើរមនុស្សធម្មតាម្នាក់ឲ្យទៅអង្គុយលើរាជបល្ល័ង្កតាមទាំងលួចអាងឋានៈស្រើណា លោកចង់មានន័យថាម៉េច ខ្ញុំមានន័យថានាងដឹងក្នុងចិត្តស្រេចហើយវាមិនមែនជាស្ដេចខ្ពង់ខ្ពស់នោះទេ នេះមានរឿងស្អីទៅ មេតបនេះបញ្ជាក់ដោយខ្លួនឯងមនុស្សខ្លាចខ្លាចយ៉ាងម៉េច លីងស៊ីធីនប្រយ័ត្នពីសម្ដីលោកផងបើលោកប្រហិនជ្រុលជ្រូទោះបីលោកមកពីតកូលធំប៉ុណ្ណាខ្ញុំក៏អាចធ្វើឲ្យតកូលលោកអាលីបានដែរ មេតបនេះមានឋានៈខ្ពង់ខ្ពស់ពិតមែនមេតបនេះអាចបិទមាត់ខ្ញុំបានតែមិនអាចបិទមាត់មនុស្សទូទាំងផែនដីបានទេ លោកវិញគេទៅដូចតែពួកយើងធ្លាប់ដឹង3ខែមុនស្ដេចសង្គ្រាមបាននាំទ័ពទៅតាំងនៅឯទីដែនខាងកើតដើម្បីធ្វើសង្គ្រាមតែទាហាន3សែននាក់មាននរណាម្នាក់មានជីវិតសូម្បីតែស្ដេចសង្គ្រាមក៏គ្មានសមោត្រឡប់មកវិញផងដែរ តែមេតបនេះអ្នកនាងបែរជាជ្រើសរើសដំណឹងហើយថែមទាំងតែងតាំងមនុស្សខ្លាចមុខឲ្យធ្វើជាស្ដេចឬមួយក៏មេតបចង់រឹបអូសអំណាចទុកនៅក្នុងដៃខ្លួនឯងទៅ ពួកលោកមានសិទ្ធិអីដែលគិតថាព្រះអង្គម្ចាស់ចាប់ជីវិតនោះ ព្រះអង្គម្ចាស់មានជីវិតឬក៏បាត់បង់ជីវិតខ្ញុំគ្មានផ្លូវដឹងដែរតែវាមិនអាចខ្លាចជាស្ដេចសង្គ្រាមបានទេបើអ្នកនេះមិនជឿសួរអ្នកដទៃមើលតើអ្នកទាំងអស់គ្នាព្រមឲ្យអ្នកបើកឡានថប់ទៀតមកនៅលើយើងមែនទេ ត្រកូលជាងមិនព្រមទទួលទេ ត្រកូលចាងក៏មិនព្រមទទួល តកូលតុងហៃក៏មិនព្រមទទួលយកដែរ គោលតុងហើយមិនព្រមទទួលមេតបនេះបានឃើញហើយមែនទេបានអ្នកនាងក៏មនុស្សដែលមានលក្ខណៈល្អឋានៈខ្ពង់ខ្ពស់ពេលខ្លះក៏យើងមើលមិនដឹងថាបានតែអ្នកនាងបែរជាទៅរើមនុស្សគ្មានប្រយោជន៍បែបនេះមើលក៏ដឹងថាគ្មានចំណុចត្រឹមត្រូវណាជប់សិនខ្ញុំដឹងហើយវាទទួលការឧបត្ថម្ភពីអ្នកទាំងពីរនាក់នេះឲ្យឡើងមកធ្វើជាអ្នកដឹកនាំមែនទេ រួមដៃគ្នា អ្នកឧបត្ថម្ភពីស្ដេចសង្គ្រាមដើម្បីឲ្យផុតពីការរៀបការពីត្រកូលម្នាក់ទៀតត្រូវការគេឈ្មោះរបស់ស្ដេចសង្គ្រាមដើម្បីគ្រប់គ្រងកងទ័ពទូទាំងផែនដីផែនការរបស់ពួកនាងគឺស៊ីគ្នាបានល្អណាស់ការពិតគឺបែបនេះសោះ ការពិតគឺបែបនេះឯងមានទ័ពពលីអ្នកនាងហ៊ានរឹបអូសកងទ័ពមកគ្រប់គ្រងមែនទេអូអ្វីដែលពួកលោកនិយាយវាគ្រាន់តែជាពាក្យសម្ដីមួយខាងតែប៉ុណ្ណោះ ចង់បានផតតាមែនទេបានជឿឲ្យនឹងដែរទេអ្នកដែលមានអំណាចគេមានអំណាចយ៉ាងម៉េចព្រោះតែគេមានសតិបញ្ញាតែគេខ្ពង់ខ្ពស់ជាងហើយមានកម្លាំងគ្មានអ្នកណាប្រៀបបានខ្ញុំមានវិធីពិសោធន៍ចូលមក ស្អីគេចេះទៅមើល តើហ៊ានតស៊ូជាមួយនឹងស្ដេចក្រជនចាំទូទេ
នឹងគឺស្ដេចប្រយុទ្ធទាំង4 តែប្រយុទ្ធតែមានកម្លាំងខ្លាំងក្លានៅកន្លែងណាហូរឈាមដូចទឹកឥឡូវអ្នកទាំង4នៅទីនេះបើគេមិនមែនជាស្ដេចសង្គ្រាមខ្ញុំក្រែងថាមិនសល់ឆ្អឹងផងមើលទៅ អំណាចនៃកិត្តិយសរបស់ស្ដេចសង្គ្រាមមិនអាចជ្រុលជ្រួលបានទេអ្នកណាហ៊ានចូលមកមួយជំហានទៀតសម្រាប់តែគ្មានការអភ័យ ពីតបលីបារម្ភអីដល់ថ្នាក់ តែ ហ្នឹង មកនេះបើនេះជាហាគីជាស្ដេចសង្គ្រាមអ្នកនេះនឹងខ្លាចធ្វើស្អីទៀតទៅហ៎ ថ្ងៃនេះគឺកម្មវិធីទទួលស្វាគមន៍ស្ដេចសង្គ្រាមពួកលោកតែងចិត្តមកបង្កបញ្ហាបាត់ទេពួកលោកត្រូវការអី ពីតបលីនិយាយតាមត្រង់ចុះខ្ញុំបានដំណឹងមកពីព្រះអង្គម្ចាស់បានបាត់បង់ជីវិតនៅកន្លែងប្រយុទ្ធទៅហើយហើយនេះអ្នកនៅមុខនេះមិនមែនជាមនុស្សពិតទេ អស់សំណាក់ខ្លាំងណាស់ខ្ញុំដើរតាមស្ដេចសង្គ្រាមមកជាច្រើនឆ្នាំព្រះអង្គម្ចាស់ជារបស់ពិតឬខ្លាំងខ្លាចខ្ញុំនឹងច្បាស់ណាស់ អ្នកនាងព្យាយាមរៀបរៀងច្រើនដងហើយតែគ្មានផលតាអ្វីមិនគិតខ្លះទេអីវាអាចនឹងការពិតក៏ថាបានឬក៏អ្នកនាងដឹងស្រាប់ទៅហើយថាគេជាមនុស្សខ្លាំងៗទើបមិនហ៊ានលីយ៉ាងឥឡូវនាងមានជំរឿនតែពីរតែប៉ុណ្ណោះទី1ត្រូវតែពិសោធន៍ឲ្យបានច្បាស់ថាវាជាមនុស្សខ្លាំងៗទី2នាងរួមដៃជាមួយនឹងមនុស្សបន្លំជាស្ដេចសង្គ្រាមមានចេតនាមិនបរិសុទ្ធនាងកំពុងតែខ្ពត់វ៉ាងតុងយើងមិនដឹងថាពួកគេឲ្យឯងដល់កម្រិតណាទេបានជាអ្នកបើកឡានធម្មតាហ៊ានមកបន្ថយបាននេះហ៊ានមកឈរនៅក្នុងបន្ទប់នេះតែឯងមិនដឹងទេថានឹងធ្វើឲ្យឯងប្រហារជីវិតប្រពន្ធចំពោះ ទីយ៉ាងមើលពួកលោកដូចជាខ្លាំងណាស់ថាខ្ញុំមិនមែនជាស្ដេចសង្គ្រាមចាប់ដើមទៅយើងនឹងបានបំបិតមាត់ដោះអីរបស់ពួកឯង នៅឈរមើលធ្វើស្អីចាត់ការវាទៅអាអូនយើងធ្លាប់ប្រាប់ឯងហើយថាកុំឲ្យយើងចាប់ឯងបាន មើលទៅដូចជាមិនអាចគេចផុតពីសេចក្តីស្លាប់បានទេ អត់ទេវាមិនអាចទៅរួចទេ កុំចា ពីតែម្នាក់ឯងអាចយកឈ្នះស្ដេចប្រយុទ្ធទាំង4បាន លើលោកនេះគ្មានអ្នកណាមានសមត្ថភាពបែបនេះក្រៅពីស្ដេចសង្គ្រាមនោះទេ ស្ដេចសង្គ្រាមស្ដេចសង្គ្រាម សូមការបាយរបស់ព្រះអង្គមិនគួរជឿគេមានកម្លាំងតស៊ូបែបនេះបានយ៉ាងម៉េច តស៊ូម្នាក់ទល់នឹង4គឺជាការពុតហើយ អត់ទេគេមិនមែនទេ ពួកលោកនេះចង់និយាយអីទៀតនឹងមិនលុតជង្គង់ត្រាប់ស្រាប់គុំប្រអម្ចាស់ទៀតមែនទេ ឲ្យជឿនុតជង្គង់មែនទេវាមិន ស្ សម ដេចសង្គ្រាមអាចពិសោធន៍ហើយចង់ច្បាប់បញ្ជាមែនទេ អ្នកណាប្រាប់នាងថាវាបានពិសោធន៍ឋានៈហើយនោះ មានន័យថាយ៉ាងម៉េច លីយ៉ាងដើម្បីឲ្យពួកយើងទទួលស្គាល់អ្នកនាងពិតជាព្យាយាមពិតមែនមុននេះខ្ញុំនៅសង្ស័យនៅឡើយហេតុអីបានជានាងជ្រើសរើសមនុស្សបែបនេះអ្នកបើកឡានតូចទាបនាងបានបាត់បង់អត្តសញ្ញាណខ្លាំងៗរបស់គេ ឯង មើលទៅពួកលោកនៅមិនទាន់ជឿទេ ប្រកាសថាយើងមិនជឿព្រោះថាយើងមានផុសតាងច្បាស់ជាងនេះ ថាម៉េចគេជាមនុស្សខ្លាំងខ្លាយ អើយខ្ញុំបានថាហើយគេជាមនុស្សខ្លាំងៗអ្នកបើកឡានសោះហ្នឹងមិនខ្លាចជាស្ដេចសង្គ្រាមបាននោះវាមិនអាចទៅរួចនោះទេបែរអើយ មកបោកប្រាក់គ្នាច្បាស់ណាស់ មានតបលីនាងបានធ្វើគ្រប់គ្នាខាងហើយនៅធ្វើបន្តទៀត គេ ដែរ ជាស្ដេ ទេ ចសង្គ្រាមមានអីដែលធ្វើគ្រប់គ្នាត្រូវខឹងទៅ មិនឃើញក្តារមកជុំមិនស្រាប់ទៅភ្នែកមែនចិត្តស្លាប់ទៅហើយមិនប្រាប់ពីអត្តសញ្ញាណពិតរបស់គេ នេះ ទៀត តបនេះបើសិនជានាងបោកក្រោយនៅពេលនេះនៅមិនទាន់យឺតពេលទេបើមិនអញ្ចឹងក្រោយពេលបង្ហាញការពិតនាងនឹងខ្លាចក្រោយចម្ មិន រើន មានរឿងអីត្រូវអត្តកោជាងលោកបារម្ភទេតែពួកលោកនៅតែតាំងចិត្តទាំងមោះមុតដើម្បីចង់ពិសោធន៍ថាស្ដេចសង្គ្រាមជាមនុស្សខ្លាំងខ្លាយទឹកចិត្តគ្រប់គ្នាប្រហែលមិនបរិសុទ្ធទៀតទេ ព្រោះយើងមានភាពស្មោះត្រង់ចំពោះព្រះអង្គមិនចង់ឲ្យផែនការរបស់នាងបានសម្រេចហើយមិនចង់ឲ្យផែនដីតាសៀននេះរញ៉េរញ៉ៃយើងជាប្រជាជនត្រូវតែក្រៅកាហាយ និយាយបានល្អខ្លាំងណាស់បើពួកលោកមានផតតាំងច្បាស់លាស់ពិតមែនហេតុអីមិនយកចេញមកឲ្យគ្រប់គ្នាបានឃើញថាវាជាការពិតដែរទេមិនមែនវាចេះតែនឹកឃើញទេអីមែនទេ ព្រោះតែយើងចង់ឲ្យមានតបលីមានឱកាសកែខ្លួនជាតិថ្មីវ៉ាងតុងដើម្បីមនុស្សមិនពាក់ព័ន្ធទាំងអស់នេះឯងហ៊ានបន្ថយជីវិតទៀតមែនទេគ្រាន់តែព្រមទទួលថាឯងជាមនុស្សខ្លាំងខ្លាយយើងលីងស៊ីធាននឹងការពារឲ្យមានសុវត្ថិភាពហើយនឹងធ្វើឲ្យឯងឈ្មោះទៅរកភាពជោគជ័ ឯ យ ងគិតថាយើងត្រូវការដែរទេ អាពួកមិនស្គាល់ស្រាប់មិនយូរទេហើយនឹងទទួលផលកម្មរបស់ឯងយេហើយចុះនាង ខ្ញុំជឿថាគេគឺជាស្ដេចសង្គ្រាម ល្អណាស់បើឯងសម្រេចចិត្តយ៉ាងមោះមុតបែបនេះយើងនឹងធ្វើឲ្យពួកដែលនៅខាងឯងបានឃើញថាគួរឲ្យអស់សំណើចដល់កម្រិតណាឲ្យដើរមកឲ្យប្រយុទ្ធទាំង4 ឯនេះគឺ ដៅនាគរីរបស់តាសៀមែនហើយនេះគឺជាដៅនាគរីរបស់តាសៀអ្នកគ្រប់គ្រងរបស់ពើជីងបានតែងតាំងស្ដេចសង្គ្រាមខាងកើតដៅនេះមានអំណាចខ្លាំងបំផុត ព្រះអង្គម្ចាស់đangមានគិរីបង្ហាញខ្លួនហាងតកូនលីងប្រកាសជាក្បត់បង្ហាញខ្ញុំនឹងជាកងទ័ពតែ ចាំ ចាំ បាច់ញ៉ាំពេកទេខ្ញុំត្រូវការចាក់រិទ្ធដកទាំងគុលរបស់ពួកវាឲ្យអស់ ពីតបនេះក្នុងឋានៈនាងជាអ្នកដើរតាមស្ដេចសង្គ្រាមអ្នកនាងគួរតែស្គាល់ដៅនេះហើយគួរតែយល់ពីអត្ថន័យរបស់វា ខ្ញុំដឹង ល្អអញ្ចឹងខ្ញុំនឹងសួរបើអ្នកនាងប្រាប់ថាគេគឺជាស្ដេចសង្គ្រាមបើអញ្ចឹងតើឯណាដៅរបស់គេ មានន័យថាម៉េចរីងស៊ីធានមិនមែនលោកប្រាប់ថានឹងផតតាំងទេអី ដៅមួយនេះជាខុសតាំងបានលើកថាក្រោយពីប្រគល់ហើយដៅនេះមិនដែលឃ្លាតពីកាយរបស់ស្ដេចសង្គ្រាមនោះទេនឹងនៅជាមួយរហូតហើយដៅនេះមានតែស្ដេចសង្គ្រាមទេទើបអាចដកបានមានតបនេះហេតុអីក៏នាងស្ងាត់ទៅហើយ ប្រកាសហើយប្រកាសជាដឹងថាអ្វីដែរខ្លួនឯងនេះអស់ហើយបន្តទៅមុខលែងរួចហើយមែនទេ លោក មិនបាន មើលអាកប្បកិរិយារបស់នាងទៅនាងប្រហែលជាដឹងខ្លួនថាដើរមកដល់ចំណុចតានតឹងហើយយើងសួរមួយម៉ាត់ដៅរបស់តាសៀឯងហ៊ានដកដៃក៏អាបូនប្រែថាខ្លួនឯងជាស្ដេចសង្គ្រាមហេតុអីក៏មិនដល់ចេញមកដើម្បីពិសោធន៍ខ្លួនឯង ត្រូវហើយឬមកឯងដឹងថាខ្លួនឯងជាមនុស្សខ្លាំងខ្លាយទើបមិនហ៊ានបញ្ចេញនោះ យ៉ាងម៉េចមុននេះនៅនិយាយអួតក្អេងក្អាងទៅហើយទេឥឡូវនេះខ្លាចហើយមែនទេមានតបនេះដើរមកឆ្ងាយដល់ថ្នាក់នេះហើយគ្រប់ត្រកូលធំអាចធ្វើជាសាស័យបានទាំងអស់បន្លំខ្លួនធ្វើជាស្ដេចសង្គ្រាមត្រូវផ្ដំទៀតទុក ត្រឹមត្រូវខ្ញុំក៏អាចធ្វើសាក់សីបាន ខ្ញុំអាចធ្វើសាស័យខ្ញុំក៏ធ្វើបានដែរ នាងនឹងមិនព្រមចូលតែចិត្តមែនទេនាងត្រៀមខ្លួនទទួលផលកម្មទៅ យិនការព្យាយាមរបស់នាងពិតជាគ្មានប្រយោជន៍ខ្លាំងណាស់សូម្បីតែត្រកូលហាន់នាងក៏មិនអាចគេចផុតពីការដាក់ទុក លីងស៊ីធានអ្វីដែលធ្វើលោកជឿជាក់បានថាដើមមួយនឹងគឺជាដើមរបស់រាជវង្សតាសៀ យើងដឹងថាពួកឯងប្រកាសជាសួរបែបនេះហើយយើងក៏អាចប្រាប់បានថាវាជាផ្លោះតែមួយគុណប្រកាសណាស់អាចពិសោធន៍បានថាវាជារបស់ ដល់ណាថានិយាយមកយើងចាំស្ដាប់ ចំណុចដំបូងក្រោយពីបញ្ចប់សង្គ្រាមខ្ញុំក៏បានបញ្ជូនមនុស្សឲ្យទៅព្រំដែនដើម្បីស្វែងរកវាចំណុចទី2ដៅរបស់តាសៀដៅស្គាល់ម្ចាស់មានតែស្ដេចសង្គ្រាមទេទើបអាចដកចេញមកបានឥឡូវនេះសូ
សូមអញ្ជើញត្រកូលធំៗទាំងអស់មកពិសោធន៍ជាមួយនឹងខ្ញុំដែលនេះគឺជារបស់ពិតមានតែស្ដេចសង្គ្រាមខាងកើតប៉ុណ្ណោះទើបអាចដកបានបើមិនមែនស្ដេចសង្គ្រាមគឺមិនអាចដកចេញទេខ្ញុំសារពុតគេខ្ញុំសែតែនេះថាជួបបាក់ខ្ញុំហ៊ានធានាដល់ជីវិតដៅនេះជារបស់ពិតខ្ញុំហ៊ានធានាដល់ជីវិតឥឡូវនេះមានអ្នកណាហ៊ានសង្ស័យទៀតទេ ដៅតុងទីជារបស់ពិត បាទតុងដល់ពេលឯងត្រូវដកដៅនេះហើយ ប៉ុណ្ណឹងអញហើយស្ដេចសង្គ្រាមជាមនុស្សដែលស្ដេចអមុនតាំងហេតុអីត្រូវមកពិសោធន៍ខ្លួនឯង បើ ដែរ មិនបានក៏មិនយកថាគេជំនុះខ្លាចៗដែរ បើសិនជាស្ដេចសង្គ្រាមពិសោធន៍ទៅពិតមែនខ្ញុំសុខចិត្តសុំទោសហើយនឹងតបស្នងដែលត្រូវធ្វើឲ្យស្ដេចសង្គ្រាមមិនពេញចិត្ត គ្រាន់តែពាក្យសុំទោសហើយក៏ធ្វើឲ្យរឿងនេះរំលងផាត់ដែរ ពួកឯងគ្មានផ្លូវរួចខ្លួនទេវ៉ាងតុងយើងផ្ដល់ឱកាសឯងចុងក្រោយ10នាទីបញ្ញាប់ដកដៅនេះចេញមកដើម្បីរំងាប់ការខឹងរបស់អ្នកគ្រប់គ្នាបើមិន យើង ចឹង ដកដៅឬក៏អត់វាមិនមែនជារឿងរបស់ឯងទេគ្រាន់តែឯងម្នាក់បញ្ជាឲ្យយើងធ្វើអ្វីក៏បានពិតជាគួរឲ្យសម្ដែងណាស់ សំដីលុយណាស់បើសិនជាឯងពិតមែនហេតុអីក៏មិនដកដៅចេញព្រោះឯងជាមនុស្សខ្លាំងៗទើបឯងរៀនរែកខ្លាចគេចាប់បានណាស់ហើយចុះយើងបានឃើញនឹងភ្នែកហើយឯងមិនហ៊ានដកចេញមកទេទាំងអស់គ្នាគ្រប់យ៉ាងបានឃើញច្បាស់ហើយឃើញច្បាស់ដូចជាភ្នំវ៉ាងតុងគេមិនហ៊ានដកដៅនេះជាហេតុផលដូច្នេះហើយគេមិនមែនជាស្ដេចសង្គ្រាមដែលមានឥទ្ធិពលនោះទេយប់នេះក្នុងឋានៈជាអ្នកស្នងតំណែងត្រកូលលីងខ្ញុំសូមប្រកាសថាអ្នកដែលធ្វើមិនគប្បីចំពោះស្ដេចសង្គ្រាមត្រូវតែផ្ដាច់ផ្លូវផ្ដោតមេរៀនឲ្យវា រួមដៃជាមួយនឹងស្ទូលីងដើម្បីកាត់ផ្ដាច់ផ្លូវរួចខ្លួនរបស់វាធ្វើជាមេរៀនសម្រាប់អ្នកដទៃទៀត ខ្ញុំត្រកូលយ៉ាងនៅក្នុងក្រុងរួមដៃដើម្បីកាត់ផ្ដាច់ផ្លូវរួចខ្លួនធ្វើជាមេរៀនសម្រាប់អ្នកផ្សេង របស់ខ្ញុំផង ត្រកូលជាវត្រកូលលីង ថោកចាវ ពួកយើងគ្រប់គ្នាទីរួមដៃជាមួយនឹងត្រកូលនេះដើម្បីផ្ដាច់ផ្លូវរួចខ្លួនរបស់វាបានទៅទៀតឯងឃើញទេគ្រប់គ្នាខឹងរួមកម្លាំងរឹងមាំថ្ងៃនេះជាថ្ងៃស្លាប់របស់ពួកឯងហើយហាប់បណ្ដំពួកវាទៅកណ្ដាលក្រុងហើយឃុំនៅក្នុងគុកធំទៅ ហើយអ្នកណាប្រាប់ឯងថាយើងមិនហ៊ានដកដៅនេះចេញនោះ បងប្រុសគេកំពុងដើរទៅពិតមែន ឬមួយក៏គេជាស្ដេចសង្គ្រាមពិតមែនបើមិនអញ្ចឹងគេទៅដកដៅបានយ៉ាងម៉េច មើលចោះគេហ៊ានដើរ វា ទេ ហ៊ានដកដៅចេញមក វាគ្រាន់តែគំរាមយើងប៉ុណ្ណោះ យ៉ាងម៉េចខ្លាចហើយមែនទេមនុស្សខ្លាចម្នាក់នេះចុងក្រោយក៏បង្ខាច់ខ្លួនហើយ គ្រប់គ្នាស្ដេចសង្គ្រាមកំណត់រួចហើយដៅដែលដកចេញមកត្រូវតែមានការបង្ហូរឈាមយើងសុំទោសបន្តិចអ្នកនៅទីនេះអ្នកណាហ៊ានបន្ថយជីវិតដើម្បីដកដៅខ្លះ ស្ដេចសង្គ្រាមនិយាយប្រឹងហើយច្បាប់ទម្លាប់មួយនេះត្រកូលធំៗទាំងអស់ប្រហែលជានៅចាំមែនទេលោកទៅដៃទី ហេតុអីខ្ញុំទៅហើយបើវាជារបស់ពិនខ្ញុំនៅទីនេះបើវ៉ាងតុងដកដៅចេញមកខ្ញុំសុខចិត្តលះបង់ជីវិតដើម្បីដៅតាសៀ យើងក៏ចូលរួមដែរមនុស្សសម្លាញ់ដូចជាឯងអាចដកដៅនេះបានទៅវិញវាមិនអាចទៅរួចទេឯងសម្លាញ់ធ្វើជានៅស្ងៀមដើម្បីអួតអាងតែប៉ុណ្ណោះល្អមានអ្នកណាម្នាក់ចង់សាជាមួយនឹងដៅនេះទៀតដែរទេ ញោមខ្ញុំដែរហើយមានខ្ញុំទៀតវ៉ាងតុងពួកយើងគ្រប់គ្នាសុខចិត្តពិសោធន៍ដែរដល់ពេលដែលឯងត្រូវដកដៅចេញមកហើយ បើឯងរៀតែបន្តិចមានន័យថាឯងជាមនុស្សហើយគ្មានការសង្ស័យទេ ដកដៅ ខាងណាថ្ងៃនេះយើងនឹងប្រើដៅមួយនេះដើម្បីចាក់ឫសដកពួកឯងគ្រប់គ្នា ដាក់ដកទាំងហើយ ថ្ងៃនេះយើងនឹងប្រើដៅមួយនេះដើម្បីបណ្ដេញពួកឯងឲ្យទាស់ទៅអស់ដើម្បីជាដង្វាយថ្វាយដល់ទីហ៊ានរាប់សែនអ្នកនឹងវិញ្ញាណវិរៈបុរសហើយអីបានជាបែបនេះហើយអី មិនអាចរួចទេ ស្ដេចសង្គ្រាមដ៏ខ្ពង់ខ្ពស់គេគឺស្ដេចសង្គ្រាមដ៏ខ្ពង់ខ្ពស់ លក្ខណៈរឹងមាំគឺជាស្ដេចសង្គ្រាមនៅទីខាងកើតអ្នកគ្រប់គ្រងដែនដីក៏ពិតគឺជាស្ដេចសង្គ្រាមពិតមែន ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះម្ចាស់ សូមក្រាបថ្វាយបង្គំព្រះអង្គ លីងសៀធានជីវចំណានពួកឯងមានអ្វីត្រូវនិយាយទៀតដែរទេត្រកូលជាងពួកយើងត្រូវចោះហើយ មិនអាចរួចទេមិននឹងខ្លាចទេជាបែបនេះហេតុអីក៏ដកដៅបានស្ដេចសង្គ្រាមគេបានស្លាប់បាត់ហើយ នៅក្នុងខ្សែភ្នែករបស់ពួកឯងយើងគួរតែស្លាប់នៅក្នុងស្គ្រីននោះមែនទេនៅក្នុងការប្រយុទ្ធទាហានទាំង3សែនអ្នកគ្មានអ្នកណានឹងមានជីវិតទុកបីតែនេះលីងសៀធានជាងចំណានទោះរបស់ពួកឯងទុកបីជាស្លាប់ក៏មិនគ្រប់គ្រាន់នឹងទុកកំហុសរបស់ឯងបានតាមដែរ នឹងលុតពិភពចោះទៀត យើងនឹងធ្វើតាមទៅអ្នកដែលពាក់ព័ន្ធមានកម្រិតរួមដៃមានទុកប្រហែលជីវិត9ចំនួនបណ្ដេញចេញហើយសម្រាប់ពួកវាទាំងអស់ពួកឯងនឹងមានអីនិយាយទេ សូមក្រាបថ្វាយបង្គំព្រះអង្គហេតុអីក៏ពួកអ្នកទាំងអស់គ្នាទៅសុំជីវិតពីគេគ្មានសិទ្ធិកំណត់ជីវិតរបស់យើងទេ លីងសេធីនការរីរាំងមិនព្រមចោះចាញ់វាកាន់តែធ្វើលោកកាន់តែមានកំហុស រៀបរៀងមិនព្រមចាញ់អញ្ចឹងឯងប្រាប់ហេតុផលមកហេតុអីក៏ត្រូវសម្រាប់យើង អញហើយនឹងសត្វរួមដៃគ្នាសម្រាប់មិនរួមជី ឯណាផតាំងនៅណាឯងទម្លាក់កំហុសលើយើងនឹងរៀបការទៅអ្នកគ្រប់គ្រងយើងសូមតស៊ូហើយទៅជួបអធិរាជ ត្រូវហើយកម្មវិធីយប់នេះពួកយើងព្រមទទួលថាធ្វើរឿងផ្លត់ស្នៀតបើសិនជារំខានដល់ស្រ័យសង្គ្រាមខ្ញុំរីករាយនឹងទទួលទោសប៉ុន្តែលោកត្រូវការសម្រាប់ពួកយើងទាំងអស់មែនទេតើលោកមានស្រាប់អីទៅ មែនហើយយើងព្រមនឹងខមាទោសស្ដេចសង្គ្រាមបើត្រូវការយើងនឹងកែខ្លួនឲ្យល្អបំផុតសូមអភ័យទោសស្ដេចសង្គ្រាម ព្រះអង្គបើជាសុំទោសខ្លាំងណាស់ដែលពួកយើងជឿពាក្យបោកប្រាស់ដែលយល់ច្រឡំខុសទៅលើខ្លួនលោកបើជាសុំទោសពិតមែនសូមអភ័យទោសផង ឯងចង់ប្រាប់ថានេះគឺជាការយល់ច្រឡំមែនទេ ប្រកាសណាស់លោកបានទៅរយៈពេល3ខែត្រឡប់មកវិញយ៉ាងបញ្ញាបញ្ញាល់ពួកយើងពិនិត្យអត្តសញ្ញាណរបស់លោកដើម្បីការពារជនក្បត់ ល្អអញ្ចឹងយើងនឹងធ្វើឲ្យឯងស្ដាប់ដឹងពីហេតុផលនៅថ្ងៃកាត់ដីជីវិតនេះពួកឯងរួមដៃជាមួយនឹងជនក្បត់ខាងក្រៅសង្ឃឹមថាយើងស្លាប់នៅក្នុងសង្គ្រាមហើយដូច្នេះហើយបានជាយើងប្រើឧបាយកលមួយប្រាដាលនេះរាជតានេះដើម្បីបង្ខំបាត់ខ្លួនដើម្បីឲ្យឯងគិតថាយើងស្លាប់ការគិតរបស់យើងមិនខុសទេរយៈពេល3ខែនៅក្នុងក្រុងគឺការរញ៉េរញ៉ៃម្នាក់ចាប់តាមបង្ហាញខ្លួនឡើងដុតភ្លើងដាក់គ្នាយើងក៏បញ្ជាឲ្យលីចានធ្វើកម្មវិធីការត្រឡប់មកវិញរបស់យើងឯងដឹងដែរទេហើយអ្វីបានជាយើងមិនព្រមដកដៅនេះក៏ព្រោះតែយើងរងចាំតែពួកឯងដកដៅដើម្បីខ្លួនឯងព្រោះតែមានអ្នករួមដៃជាមួយនឹងសត្រូវទើបបានជាជឿជាក់ថាស្ដេចសង្គ្រាមបានស្លាប់សត្វទៀតនេះគ្រានៅណា នៅ
ตะโกนบอกยอมត្រូវបញ្ចប់ហើយទៅបញ្ចប់ហើយទៅបញ្ចប់ហើយ នៅបន្តិចនេះនៅតែមួយជំហានទៀតទេនៅត្រឹមតែមួយជំហានទៀតប៉ុណ្ណោះត្រកូលីងអាចគ្រប់គ្រងលោកបានហើយ បញ្ជូនពួកគេទៅទីក្រុងរងចាំការកាត់ទោស យើងមិនព្រមទទួលយើងមិនព្រមចាញ់ គិតចង់រត់មែនទេឥឡូវនេះតើវាពួកឯងហើយ ព្រះអម្ចាស់បានឃើញហើយរឿងទាំងអស់នេះមិនមែនតាក់ទងនឹងទូបង្គំទេទូបង្គំគ្មានចេតនារងរឿងព្រះអង្គទេ យ៉ាងចៅឯងមិនចាំបាញ់និយាយទេទាំងធ្វើនឹងពាក្យសម្ដីរបស់ឯងយើងដឹងគ្រប់យ៉ាង ព្រះអង្គសូមអភ័យទោសឲ្យទូបង្គំផង ត្រូវកាត់ផ្លាច់ផ្លេចជាមួយខ្លួនឯងទៅ សូមព្រះអង្គអភ័យទោសដល់ជីវិតកូនចៅនៅក្នុងត្រកូលយ៉ាងអត់ពួកគេមានជីវិត យ៉ាង ផង ចៅកំហុសរបស់ឯងមិនដល់ថ្នាក់ប្រហារជីវិតប៉ុណ្ណឹងចំនួននោះទេតទៅបើមានកូនចៅរបស់ឯងធ្វើតាមច្បាប់ធ្វើខ្លួនស្របតាមកាលៈទេសៈក៏នៅឯជាត្រកូលយ៉ាងនៅក្នុងទីក្រុង គុណព្រះអម្ចាស់ សម្រាប់ត្រកូលធំៗទាំងអស់នៅថ្ងៃនេះយើងមិនទួដេញតាមពីកំពតតទៅទៀតទេតែបាត់ថ្ងៃអនាគតធ្វើខុសទៀតយើងនឹងផ្ដំទៀតនោះម្ដងម្ដងម្ដង គុណព្រះអម្ចាស់បានមេត្តា ពីយ៉ាងរឿងចាត់ការត្រកូលលីងនិងត្រកូលយ៉ាងត្រកូលឲ្យនេះចាត់ការទាំងអស់ហើយក្រៅពីពិនិត្យទ្រព្យសម្បត្តិទាំងអស់ដែលបានរឹបអូសទ្រព្យសម្បត្តិផ្សេងទៀតបញ្ជូនទៅឈ្មោះហាន់ជីជេដើម្បីការពារមិនឲ្យទូគ្រីបចាប់ អត់ធ្វើបញ្ជី និយាយត្រឡប់ទៅផ្ទះជាមួយបង ចាប់បានអុកប្រុសស្ដេចសង្គ្រាមទិសខាងកើតព្រះអម្ចាស់សង្គ្រាមនៅទីងទីងឆ្អឹងទាហានដែលបានបាត់បង់នៅក្នុងសមរភូមិបញ្ជូនទៅស្រុកកំណើតរួចរាល់ហើយលុយលើកទឹកចិត្តក៏ប្រគល់រួចហើយដែរ ត្រៀមធ្វើពិធីបុណ្យសពសៅប៉ៅខ្ញុំនឹងចូលរួមដល់ខ្លួនឯងខ្ញុំនឹងធ្វើឲ្យមនុស្សទូទាំងក្រុងតុងហៃគ្រប់គ្នាបានស្គាល់ឈ្មោះរបស់គេ ចាបង បងធ្លាប់សន្យាជាមួយឯងហើយមានអីចង់សួរក៏ឆាប់សួរមកមានអីកើតឡើង តាក់ទងនឹងឧស្សាហកម្មរបស់តកូលជាតិហើយនិងតកូលលីងដែលត្រូវបញ្ជូនមកតកូលហាន់អ្នកដឹកនាំបញ្ជាខ្ញុំមើលការខុសត្រូវ ហើយឯងចង់ទៅទេ ប្រកាសណាស់ចង់ទៅទោះបីពេលនេះមានការពឹងពាក់ដំណឹងរបស់បងធ្វើឲ្យមនុស្សក្នុងតកូលហាន់មិនមានអ្នកណាហ៊ានធ្វើបាបខ្ញុំតែការពឹងពាក់របស់អ្នកដទៃមិនមែនជាចរិតខ្ញុំទេ នាងខ្លួនឯងមិនប្រោសសុខបីតែបន្តិច តែខ្ញុំមានរឿងចង់សំវមួយ ជាអ្វីទៅ តែចាំខ្ញុំត្រឡប់មកវិញបងត្រូវរៀបការនឹងខ្ញុំណាចេញទៅ នាងមានបុណ្យអត់ថានេះមែនទេ ខ្ញុំប្រាប់ថាចេញទៅ ខ្ញុំជួយលៀបថ្នាំឲ្យនាងព្រមទេអត់ខ្ញុំធ្វើទៅគ្មានល្អអត់ធ្ងន់តែណាទ្រាំជើងតែណាឈឺខ្លាំងណាស់មែនទេ ហើយនៅ ហៅឡូ លោកបានត្រកូលសាច់បាក់កំពុងមានរឿងហើយនៅទីនេះហាន់ជួយមិនបាននឹងហាន់ខូចគេឈ្មោះក្រោយពីនិតទៀតក៏បានចេញមកបកការរឿងនេះតែត្រកូលហាន់មានអំណាចរឹងមាំរួមទាំងសារព័ត៌មានទាំងអស់ក្នុងក្រុងតុងហៃដើម្បីមកបង្កើតហាន់មួយធំប្រាប់ថានេះជាយាមតង់ត្រកូលអ្នកមានតែមិនបានសម្រេចទឹកជាយាមមកបង្កើតហាន់ជូហ្វឺ នេះហ៎ណាគេហៅថាត្រកូលអ្នកមាន លោកចង់ទៅណា ទៅត្រកូលយូ ឈប់សិនខ្ញុំទៅដែរជាលោកមែនទេ មែនគឺយើង លេងយើងអាសត្វដេរឆានអញមិនអីទេមែនទេ ខ្ញុំមិនអីទេបង នេះជាចាស់អ្នកណាអាចហ៊ានធ្វើអត់មនុស្សតកូលហាន់ឆាប់សុំទៅជួយឃើញឥឡូវនេះភ្លាមគូសុំទោសគូតែជាពួកនាងវិញទេសត្វដេរឆានគ្មានគេខ្មាស់ដូចពួកនាងនៅស្លាប់តែវាធានាឆាប់បាត់មកម៉ាពួកនាងចង់បានអីអត់ប្រកាសទៅងាយខ្លាំងណាស់គ្រាន់តែឲ្យបတ်សម្ភារហើយត្រឹមទទួលកំហុសឲ្យបានតម្លាក់កំហុសទៅលើជឿវិញតែព្រមអ្នកបោកពីបរិសុទ្ធអីគេពួកនាងពិតជាថោកទាបគ្មានគេខ្មាស់ហ៊ាននិយាយពាក្យនេះចេញមកបានយ៉ាងម៉េចទៅនេះតែចាស់ខ្ញុំនិយាយជាការពិតណាជើងវៃរបស់យើងជាសភាពបរិសុទ្ធហើយមានវិញ្ញាណថែមទាំងមានចំណេះដឹងតាំងពីក្មេងមានមនុស្សស្រីប្រភេទណាដែលមិនមករកគេនោះគេមកខាត់ពេលជាមួយមនុស្សស្រីដូចយើងឯងមិនសមនឹងតម្លៃគេទេគេធ្វើអីដឹងក្នុងចិត្តគេច្បាស់ហើយគេធ្វើអីទៅនាងជាអ្នកអត់ដៃគេមុនព្យាយាមតាំងតកូនអ្នកមានជឿវៃយើងនិយាយត្រូវ និ ទេ យាយទៅខាងណាបងថ្ងៃហ្នឹងនាងគឺជាអ្នកបង្អក់សារខ្ញុំមុនតែពេលដែលមានរឿងបោះក្រាននាងបែរជាបោះមកខាងខ្ញុំ ឃើញទេការពិតវាច្បាស់ណាស់ទៅហើយខុសតាំងគ្រប់គ្រាន់ក៏បានឃើញពួកនាងឆាប់ចេញភ្លាមទៅចេញឲ្យអស់ទៅចេញទៅខ្ញុំចង់ឃើញមុខអ្នកទាំងពីរទៀតទេចាំឲ្យពួកខ្ញុំត្រឡប់ទៅវិញក៏បាននាងយកព្រមតាមអ្នកខាងពួកយើងសិនទៅហេតុអីនាងមិនព្រមដោះលែងខ្ញុំទៀតអត់ទេនាងនឹងហាជាអ្នកបោកបាក់ខាងពួកយើងធ្វើឲ្យតកូលហាន់ខូចគេឈ្មោះទើបចង់ឲ្យនាងចេញមកបំភ្លឺខ្ញុំមិនចង់ឲ្យអ្នកដទៃយល់ច្រឡំថាតកូលពួកយើងជាតកូលអ្នកមានតែគ្មានសិលធម៌តែចុងក្រោយពួកយើងគឺជាអ្នកខាត់បងតកូលហាន់មិនបានទាមទារការខុសត្រូវពីនាងទេសំខាន់តែនាងចេញមកបំភ្លឺទុកថាជាការលើកលែងទោសឲ្យហើយកុំធ្វើខ្លួនជាមនុស្សមិនដឹងគុណបុណ្យណាបើមិនអញ្ចឹងមិនត្រឹមតែនាងទេរួមទាំងបងប្រុសនាងដែលចាក់ចេញទៅនេះនឹងមិនបានស្ងប់ទៀតផងគិតមើលឲ្យច្បាស់ទៅគិត
គិតឲ្យស្រួលបុតទៅយល់ព្រមឬក៏មិនយល់ព្រមភាពយុត្តិធម៌នៃទីណាភាពយុត្តិធម៌នៃទីណាពួកនាងធ្វើបែបនេះមិនខ្លាចមានកម្មពៀទេអីឆាប់បាត់បុតទៅទោះបីស្លាប់ក៏ខ្ញុំមិនយល់ព្រមដែរល្អខ្លាំងណាស់ដូចជាការធ្វើបន់បូជាទូប្រាសាទបានបាក់ពិតមែនអង្គរៈអ្នកដែលមិនពាក់ព័ន្ធឆាប់ចេញពីទីនេះទៅឈប់សិនរឿងនេះបើខ្ញុំបានលឺនៅខាងតែគេនិយាយសុំឲ្យតែបន្តិចប្រកាសជាបានជួយគ្នាទៀតចាក់កាទៅពួកលោកចង់ធ្វើអីខ្ញុំប្រាប់នាងហើយមិនត្រឹមតែនាងទេខ្ញុំមិនធ្វើឲ្យបងប្រុសនាងដែលសោកទៅខាងនេះនៅមិនបានស្ងប់ទៀតដូច្នេះហើយអស់ខ្លាចកន្លែងបងសោកនេះចោលទៅកុំអីឈប់នេះទៅកុំអីកុំធ្វើយ៉ាងនេះកុំអីណាឈប់ទៅឈប់ទៅឈប់ទៅចុះហើយលោកសាច់ឆ្លងបែកហើយគាត់បានហើយនឹងឥឡូវនេះយល់ព្រមដែរទេនៅទាន់ពេលណាមិនយល់ព្រមអញ្ចឹងក៏តិចបន្តទៀតកុំអីណាកុំអីឈប់ទៅខ្ញុំសុំបងឈប់ទៅកុំអីបងប្រុសនេះយកអត់ប្រាប់នឹងមកនេះមកកុំអីណាកុំអីយើងសួរនាងជាលើកចុងក្រោយយល់ព្រមឬក៏មិនយល់ព្រមជប់ទៀតបងប្រុសខ្ញុំមកវិញមកនិយាយបែបនេះមានន័យថាយល់ព្រមហើយមែនទេកុំតិចទៅកុំអីឈប់ភ្លាមថយចេញម៉ែគ្រប់គ្នាមិនអីទេមិនអីទេប៉ុន្តែសោះបងប្រុសសៅប៉ាគេប្រកាសទីរកផ្លូវមកផ្ទះវិញមិនឃើញទេយើងគួរធ្វើមិនល្អទៅម៉ែមិនបាច់នឹងទេទូយ៉ាងនាងចង់ធ្វើអីប្រធានរងឈិនការពិតពួកនេះជាគ្រួសារតែមួយទេអញ្ចឹងរឿងនេះក៏ស្រួលដែរហើយបងស្រីរបស់នាងព្យាយាមតាមអ្នកមានតែមិនបានសម្រេចទើបងាកមកមុតបង្កាត់ជឿហ្វេធ្វើខូចគេឈ្មោះគេនាងត្រូវតែជួយលួងលោមគេបន្តិចណាឲ្យគេចេញមកភ្លឺមកសារព័ត៌មានដើម្បីពិសោធន៍ថាជឿហ្វេបរិសុទ្ធអត់ទេបងថ្លៃមិនមែនអញ្ចឹងទេគឺគេហាន់ជឿហ្វេព្យាយាមបញ្ច្រកសារហើយក៏ចាប់រំលោភមិនទេទូយ៉ាងខ្ញុំសុំទឿននាងរឿងនេះបញ្ចប់ត្រឹមនឹងចុះប្រធានរងឈិនមើលតែអ្នកនាងចង់ឲ្យជឿហ្វេត្រូវគេជាប្រមាថហើយនឹងធ្វើឲ្យតកូលហាន់លក់មុខទៀតការពិតរឿងនេះពួកនាងដឹងច្បាស់ក្នុងចិត្តណាលោកហាន់ជាកូនប្រុសតែត្រូវភាពក្លាហានរឿងខ្លះធ្វើហើយក៏ត្រូវតែហ៊ានទទួល ខ្ញុំនិយាយអត់ប្រយោជន៍ទៅនេះជាអ្នកឲ្យដៃខ្ញុំទេ ខ្ញុំនិយាយដាក់លោកមែនទេមែនហើយមនុស្សដូចជានាងដើម្បីរៀបការចូលតកូលអ្នកមានរើសយកគ្រប់វិធីខ្ញុំឃើញមកច្រើនហើយប្រធានរងឈិនខ្ញុំសូមដាក់ទឿនណាអ្នកស្រីជាជំនួយការរបស់អ្នកនាងធំចំណាក់ជឿហ្វេជាបងជាដូនមួយរបស់អ្នកនាងធំខ្ញុំបានទទួលបញ្ជាពីមេក្រុមតកូលហាន់ឲ្យមកទីនេះខ្ញុំដាក់ទឿនទុកមុនណាត្រូវធ្វើខ្លួនឲ្យល្អខ្ញុំក៏សូមដាក់ទឿននាងរឿងមួយទៀតដែរតកូលយូគឺគ្រួសារវិរៈបរោះមិនបាននិយាយដាក់តកូលហាន់មកពីតុងហើយទេទោះបីតកូលហាន់មកពីសាំងជីងអត់មានផតតាំងក៏មិនហ៊ានធ្វើតាមចិត្តដែរខ្ញុំគិតថានាងជាអ្នកណាវិរៈបរោះមែនទេឈិនយីនាងនេះពិតជាអួតបានល្អមែនខ្ញុំបានស៊ើបប្រវត្តិតកូលយូរួចហើយស្វាមីដែលបាត់បង់ជីវិតរបស់នាងគ្រាន់តែជាទាហានធម្មតានៅក្នុងក្រសួងការពារជាតិនៅក្នុងពៃជីងមិនបាននិយាយដល់អ្នកដែលស្លាប់ទៅហើយទេទោះបីមានជីវិតគាត់ធ្វើអ្វីមិនបានដែរគិតថាគេនឹងនាំទាហានមកពាន់អ្នកម្ដងតង់ហើយបានមែនទេអ្នកដែលមកគោរពសមដែលមានមុខមកនិយាយថាវិរៈបរោះទៀតកំពុងតែកុហកអ្នកណានឹង សកំពុងតែមកហើយពេលដែលគេមកដល់ហើយពួកនាងនឹងដឹងពីគេឈ្មោះស្វាមីរបស់ខ្ញុំនាងចង់ប្រាប់ថាបន្តិចទៀតនឹងមានអ្នកមានអំណាចនៅពីក្រៅក្នុងនាងមកដល់មែនទេអញ្ចឹងសូមប្រាប់ទៅចុះនៅទីនេះគ្មានតកូលណាមានអំណាចធំជាងតកូលហាន់ទៀតទេ ចឹងមែនទេ ខាងស៊ីវអញគឺអាអ្នកដែលបាក់ឡានគ្មានប្រយោជន៍នឹងហ៎លោកវាងអ្នកនាងថាឈិនយីមនុស្សសំខាន់ដែលនិយាយដល់ប្រហែលមិនមែនជាពួកវាទេណោះមែនហើយគឺលោកវាងនឹងមុខហើយវាថាលោកវាងទៀតវាគ្រាន់តែជាអ្នកបាក់ឡានធម្មតាប៉ុណ្ណោះ នេះជាអ្វីដែលនាងបានធ្វើមែនទេ មែនហើយខ្ញុំជាអ្នកធ្វើខ្លួនឯងអញ មើលងាយវិញ្ញាណខណ្ឌវិរៈបរោះនាងសំតែទូបាន មានបាត់ការ បាននិយាយអត់ប្រយោជន៍បាននេះទៀតនាងកាន់តែត្រូវខ្លួនជាងនេះ ខាងស៊ីវនេះអញជួយគ្រប់គ្រងវាមែនទេត្រូវហើយចាំម៉េចល្អខ្លាំងណាស់រឿងដែលមិនទាន់ដោះស្រាយថ្ងៃនេះយើងនឹងមកដោះស្រាយជាមួយឯងគិតថាអាចដោះស្រាយបានមែនទេឃើញមនុស្សនៅក្បែរយើងនេះទេនេះគឺអ្នកស្រុកអំណាចរបស់តកូលហាន់មកពីតុងហើយយើងទទួលបានបញ្ជាពីល្អមកទីនេះនាងលើសលុះមកលើយើងដូចលើសលុះទៅលើតកូលហាន់អញ្ចឹងម៉េចខ្លាចហើយអីមិនមែនយើងអភ័យមិនបានទេណាតែនាងត្រូវជង្គង់ទទួលឥឡូវនេះអញ្ចឹងយើងមិនដោះលែងនាងទេ អញ្ចឹងយើងសូមប្រកាសពួកឯងធ្វើគ្រប់យ៉ាងត្រឡប់មកការសុំទោសវិញឲ្យពួកឯងគោរពដួងវិញ្ញាណខណ្ឌ99ដងទើបយើងព្រមលើកលែងទោសឲ្យ ហើយគ្រាន់តែជាអ្នកបាក់ឡានហេតុអីក៏ជឿចិត្តដល់ថ្នាក់ហ្នឹង យើងទុកពេលឲ្យ3នាទីបើមិនអញ្ចឹងទេប្រកាសជាទទួលបានផលយ៉ាងស័ក្តិសម ហាមចិត្តដាក់ខាត់ណាតកូលហាន់ពេលនេះជាតកូលអ្នកដឹកនាំនៅសាន់ជីងតកូលហាន់នៅឯសាខាផ្សេងទៀតក៏កាន់តែមានអំណាចពួកគេមានអំណាចគ្រប់កន្លែងណាដឹងល្អហើយឥឡូវលោកសានិយាយឲ្យយើងស្ដាប់ពីពាក្យដែលនិយាយបាញ់មិញម្ដងទៀតមើល 3នាទី អញល្អណាស់នេះអញមិនឃើញក្តាប់មកឈុំស្រក់ទឹកភ្នែកទេយើងពិតជាចង់ដឹងថាឆ្អឹងអញនេះឬក៏មាត់អញរឹងជាងចាក់ការវា 1នាទីចុងក្រោយ នេះគឺអ្នកប្រធមតកូលហាន់អញហ៊ានធ្វើអីចឹង បានហើយយើងជាត្រកូលហាន់ឯងមិនអាចធ្វើបាបយើងបានទេចាំហើយលើឈ្មោះថាត្រកូលហាន់ហើយឯងខ្លាចហើយមែនទេហាខ្លាចហើយ ពេលហើយ ជើហើយអញអ្នកបាក់ឡានឈ្មោះ យើងត្រូវអាប់នឹងចោលគិតយ៉ាងម៉េចដែរ អញត្រូវមិនខាត់ទេអញត្រូវមិនខាត់ ចង់ឲ្យវាងាប់ បន្តហាក់អីក៏ចិត្តខ្លាចដល់ថ្នាក់នេះ ឬមួយក៏មិនត្រូវសប្បាយចិត្តទៅអ្នកដែលត្រូវខ្លាចរហូតដល់ងាប់ទៅគឺពួកវាទៅនេះ គួរឲ្យអសនាណាតកូលហាន់ទាំងអស់របស់នាងនឹងនៅមុខតកូលហាន់គ្រាន់តែជាស្មោតតូចមួយមិនបាននិយាយដល់រឿងផ្សេងទេលោកវាងលោកគួរតែប្រញាប់ទៅវិញទៅតកូលហាន់ជាតកូលដែលលោកមិនគួរចូលពាក់ព័ន្ធទេបើសិនស៊ីប៉ះនៅមានជីវិតពេលនេះប្រហែលជាអាយុស្មើនឹងលោកហើយបើពេលនេះគេចង់តែខ្លួនគឺទៀតពេលដែរយើងនឹងធ្វើឯងដឹងឥឡូវនេះថាអ្នកណាដែលគួរខ្លាចរហូតដល់ញាប់ខ្លួននោះ អ្នកដឹកនាំត្រកូលហាន់ចាប់ពីថ្ងៃនេះទៅត្រកូលហាន់កាន់អំណាចនៅតាសៀពិតជាចូលរួមត្រេកអរ ប្រមុខទីជ្រុលពេលឲ្យខ្ញុំទទួលបានការជួយពីតកូលផានហើយក្រោយ បានលើមកថាកាលដែលត្រកូលហាន់ខ្លាចជាអ្នកដឹកនាំក៏ព្រោះតែមានអ្នកគ្រប់គ្រងម្នាក់តែលោកតែប្រាប់បន្តិចបាទនេះ ប្រមុខពិតជាបានដឹងលឿនមែនប៉ុន្តែម្នាក់នោះឋានៈរបស់ខ្ញុំមិនគួរឃើញទេប៉ុន្តែបើសិនជាប្រមុខទៅឲ្យនោះខ្ញុំប្រកាសជាប្រាប់មិនខាននោះទេ មិន
នឹកស្មានថាអ្នកនៅពីក្រោយខ្នងប្រពន្ធហាន់គឺជាព្រះអម្ចាស់ហេតុដូច្នេះហើយយើងភ្ជាប់មិត្តភាពជាមួយគេមានតែផលចំណេញតែប៉ុណ្ណោះ អើយលោកប៉ាខ្ញុំត្រូវគេធ្វើបាប តាមម៉េចនរណាហ៊ានធ្វើបាបកូនប្រុសអានជាងហើយបែបនេះអត់ អើយវាគឺជាអ្នកបើកឡាន ហើយលើកត្រង់ហើយយើងនាំនោះទៅ ប្រមុខដឹកនាំហាន់រឿងតូចតាចបែបនេះលោកមិនចាំបាច់ទៅដល់ផ្ទាល់ទេចាំឲ្យខ្ញុំបញ្ជាមនុស្សទៅដោះស្រាយរឿងនេះដល់ខ្លួនឯង ប្រមុខបើអញ្ចឹងខ្ញុំរំខានដល់លោកហើយ ណៃទេរឿងតូចតាចសូមជឿបាទយើងបញ្ជាហើយគាត់នឹងឲ្យមនុស្សមកទីនេះឯងត្រៀមទៅងាប់ឲ្យទៅឯងចាំមើលទៅ ក្រុមនេះក្រីខ្មៅលោកវាងលោកបញ្ញាប់គេខ្លួនទៅយើងតតាំងជាមួយពួកវាមិនបានទេ មែនហើយលោកបញ្ញាប់គេខ្លួនទៅ អ្នកទៅពីកំរំអីទោះបីជាក្រុមនេះខ្មៅមកខ្លួនឯងក៏ដោយក៏ត្រូវលុតជង្គង់ឲ្យខ្ញុំដែរ នឹងខ្លួនតែឯងខ្លួននិយាយអីទេមេក្រុមនេះគ្រាខ្មៅគេគឺជាអ្នកដឹកនាំលោកក្រុមដីទាំងក្រុងតុងហៃមានឥទ្ធិពលខ្ពង់ខ្ពស់សូម្បីតែតកូលហាន់នៅតែព្រមថយអ្នកណាហ៊ានឲ្យឯងនិយាយពាក្យនេះចេញមក ក៏ព្រោះតែពួកឯងគ្មានគុណសម្បត្តិគ្រប់គ្រាន់ វ៉ាន់តុងលោកនិយាយស្អីហ្នឹងលើកមុនការដែលលោករួចខ្លួនពីក្រុមនេះគ្រាខ្មៅបានក៏ព្រោះតែអ្នកនាងធំហាន់នៅក្រុងតុងហៃតែឥឡូវនេះអ្នកនាងធំហាន់នៅសាំជីងហើយបើលោកគិតថារករឿងក្រុមនេះគ្រាខ្មៅតែអ្នកណាជួយលោកបានអ្នកនាងថាលើកមុនការដែលលោកវាងទៅក្រុមនេះគ្រាខ្មៅអ្នកនាងធំមិនបានជួយអ្វីទេថាម៉េចបានចឹងវ៉ាន់តុងលោក ថ្ងៃនេះខ្ញុំនឹងធ្វើគ្រប់យ៉ាងឲ្យនេះស្គាល់ច្បាស់ពីខ្ញុំ តើអ្នកណាមានភ្នែកអត់ស្រីពិតជាក្លាហានខ្លាំងណាស់ហ៊ានធ្វើបាបអ្នកប្រុសតូចហាន់ អើយលោកមេកា លោកប្រុសហាន់ខ្ញុំទទួលបញ្ជាពីត្រកូលធំមកចាត់ការរឿងរបស់លោកជាពិសេស អើយអរគុណលោកមេកាខ្លាំងណាស់ លោកហាន់មិនបាច់ក្រៃចិត្ត អ្នក ទេ ទៅពីកំរំអីថ្ងៃនេះតែខ្ញុំមកខ្ញុំនឹងរកភាពយុត្តិធម៌ឲ្យសៅប៉ៅឲ្យតទៅបាន ឥឡូវនេះលោកឆាប់ប្រាប់មកអ្នកណាជាអ្នកធ្វើបាបលោកខ្ញុំហ៊ានធានាថាខ្ញុំនឹងធ្វើឲ្យគេខូចចិត្តដែលកើតមកលើលោកនេះលោកមេកាគឺខ្ញុំចង់ឲ្យសម្លាប់វាចង់បបាក់ដៃបបាក់ជើងរបស់វាទាំងពីរហើយក៏បោះវាឲ្យសុំទានតាមចិញ្ចាំងលើមានបញ្ហាទេ វ៉ាងតុងលោកមេកាអាម្នាក់នេះវាគឺជាអ្នកបើកឡានថោកទៀត ឯងមកទីនេះដើម្បីជួយពួកវាមែនទេ អត់ទេខ្ញុំមិនដែលស្គាល់ពួកវាទេអត់ដែលឯអ្នកមេកាបាត់នេះវាមិនត្រឹមត្រូវទេណាយើងមិនដែលស្គាល់ឯងទេ បើអញ្ចឹងក៏ប្រញាប់ចូលមកគោរពដួងវិញ្ញាណទៀតទៅ ខ្ញុំគោរពខ្ញុំគោរពរួចហើយ ឥឡូវនេះក្តីទៅរកចៅសួនឲ្យមកទីនេះរយៈពេល3នាទី អើយបាត់បាន មើលទៅប្រហែលជាចាត់ការរួចហើយ បើអញ្ចឹងអរគុណដល់ប្រមុខហើយ ចាត់ការរួចហើយ លោកមេក្រូបាមនុស្សម្នាក់នឹងឲ្យលោកមកទីនេះក្នុងរយៈពេល3នាទី បើមិនចឹងផលនឹងត្រឡប់មកដល់ខ្លួនឯងហើយថាយ៉ាងម៉េច លោកប្រមុខតើមានរឿងអ្វីទៅ មើលទៅអ្នកប្រុសធំប្រហែលជាជួបរបស់ពិតហើយ ឃើញនេះមេក្រុមចាត់ការបានមែនទេ មិនត្រឹមតែប៉ុណ្ណឹងម្នាក់នឹងថែមទាំងហៅឈ្មោះខ្ញុំទៀតផងហើយឲ្យខ្ញុំទៅជួបគេក្នុងរយៈពេល3នាទី គេពិតជាប្រហែលខ្លាំងណាស់ លោកមានក្រុមត្រកូលហាន់លោកទៅជាមួយខ្ញុំបន្តិចទៀតទៅមើលថាអ្នកណាហ៊ានរំលងក្បាលពួកជឿ លោកប្រមុខនិយាយត្រឹមត្រូវហើយសូមជឿឯងខំនិយាយមកអាកសែតតំព័ន្ធនេះគេនិយាយថាម៉េចឲ្យបានន័យថាម៉េចណែគឺ គឺជាការពិតតែត្រូវអធិប្បាយអីទៀត យើងឲ្យឱកាសនេះម្ដងទៀតបើមិនជានេះនិយាយខុសម្ដងទៀតយើងសម្រាប់យើង សម្រាប់យើងហ៎អញគ្រាន់តែជាអ្នកបើកឡានអាចធ្វើឲ្យមេក្រុមរងស្ដាប់បង្គាប់បានអញក៏ចាត់ទុកថាមានសមត្ថភាពមិនធម្មតាទេតែបើជាប្រហឺនហ៊ានប្រាប់ឲ្យលោកប្រមុខមកទីនេះដោយខ្លួនឯងថ្ងៃនេះគឺជាថ្ងៃងាប់របស់អញហើយ អញ្ចឹង អញគិតថាលោកប្រមុខគ្រប់គ្រងតុងហៃមកច្រើនឆ្នាំបាត់យ៉ាងម៉េចទៅក្រៅពីប្រើសមត្ថភាពគេដោយខ្លួនឯងហើយអ្វីដែលសំខាន់បំផុតគឺមនុស្សម្នាក់នោះ មនុស្សម្នាក់ហ្នឹង មែនហើយគឺជាមនុស្សម្នាក់ហ្នឹងដែលធ្វើឲ្យតកូលហាន់នៅក្នុងក្រុងតុងហៃរបស់ពួកយើងទទួលបានការគោរព យើងធ្លាប់ប្រាប់ពួកឯងហើយថាពួកឯងមិនស័ក្តិសមអ្វីដែលពួកឯងកោតក្រែងនិងសរសើរនៅក្នុងការផ្នែករបស់ពួកឯងវាគ្មានតម្លៃសម្រាប់យើងសូម្បីតែបន្តិច អ្នកណាឯងក៏ហ៊ានដល់ថ្នាក់ហ្នឹងមកនិយាយអួតក្អេងក្អាងនៅមុខយើង អើយបាមកដល់ហើយ លោកអ៊ំ អើយបាត្រូវតែជួយខ្ញុំដាក់ទោសវាឲ្យខ្ញុំ មិនបាច់បារម្ភទេអ្នកណាហ៊ានធ្វើបាបកូនប្រុសរបស់យើងនឹងទទួលបានផលវិញ100ដង1000ដងតើពួកគេបានធ្វើអ្វីខ្លះទៅហ៎ ពួកគេនេះរៀបរៀងយើងថែមទាំងធ្វើបាបជឿហ្វៃទៀតចុងក្រោយជឿហ្វៃអាចនឹងប្រើការអាអូនតូចលេខបានហើយក៏មិនដឹង អីគេនឹង គេសម្ដីរបស់គេមួយម៉ាត់ណាក៏មិនងាយតកូលហាន់ហើយនឹងលោកប្រមុខទៀតផងគួរតែចាត់ការគេ ហាយើងពិតជាចង់ដឹងខ្លាំងណាស់អាម្នាក់ដែលហ៊ានហៅឈ្មោះយើងចំឯងខ្លាំងធំណាស់មិនក៏មិនឆាប់ក្រោកឡើងមកលោកមេក្របាគឺប្រមុខវាងណាឯងជាមនុស្សគ្មានបានការទៅអោនក្បាលជាមួយនឹងមនុស្សបែបនេះស្ដាយកម្លាំងដែលគិតថាឯងចេះកែខ្លួនចាប់ពីថ្ងៃនេះឯងត្រូវបណ្ដឹងចេញពីក្រុមនេះខ្មៅហើយ កុំអីណាលោកប្រមុខ មុននេះអ្នកណាហ៊ានហៅឈ្មោះយើងថាប់ចេញមុខមកឥឡូវនេះភ្លាម លោកប្រមុខគឺវាវ៉ាន់តុងនៅចំពោះមុខលោកប្រមុខហើយអញនឹងហ៊ានប្រហែលទៀតមែនទេ អបចៅសម្រាប់វាដើម្បីសរសើរខ្ញុំទៅ លោកប្រមុខរឿងមិនដូចអ្វីដែលលោកគិតទេ លោកប្រមុខ វាមិនអាចទៅរួចទេវ៉ាន់តុងលោកជាអ្នកណាអាចប្រកាសទេ នៅចាំសម្ដីរបស់ជាងបានទេ ចាំបានខ្ញុំចាំបាន នេះជាលើកទី2ហើយមែនទេ ជាកំហុសរបស់ខ្ញុំតែខ្ញុំមើលមិនដឹងលើកលែងទោសខ្ញុំ ហើយ ផង មានលើកទី3បាទមានលើកក្រោយក្រុមនេះគ្រីខ្មៅមិនចាំបាច់ឲ្យមានបន្តទៀតទេ បាទ ក្រោយធំបានលោកប្រមុខនេះនៅ ប្រមុខតកូលហាន់ខ្ញុំដាស់តឿនលោកបើលោកមិនចង់ឲ្យតកូលហាន់លុបឈ្មោះចេញពីក្រុងតុងហៃឥឡូវនេះលោកជង្គង់សំទោសហើយឲ្យទ្រព្យសម្បត្តិទៅគេទាំងអស់ភ្លាមទៅ បើនៅថ្មីនេះកំពុងតែនិយាយពិសេស នេះលោកគិតថាខ្ញុំលេងសើចមែនទេខ្ញុំកំពុងតែជួយលោក បានធ្វើបាបកូនប្រុសរបស់ខ្ញុំថែមទាំងធ្វើឲ្យតកូលហាន់បាក់មុខទៀតលោកចង់ឲ្យខ្ញុំលុតជង្គង់នៅចំពោះមុខគេអញ្ចឹងហ៎ ប៉ុន្តែគេមិនមែនជាមនុស្សដែលឯងអាចចាត់ការបានទេ
ពិតជាគួរអស់សំណើចណាស់ត្រកូលហានយើងនេះណាកំពុងតែចែកចាំងដូចជាព្រះអាទិត្យអញ្ចឹងយើងជាត្រកូលដែលមានបំផុតនៅសានជីគេជាអ្នកបាក់ឡានមកនេះគិតថាយើងគ្មានសមត្ថភាពចាត់ការគេអញ្ចឹង ហានជាងហើយឯងអត់នឹកមើលធំសិនទៅអត់ពីឋានៈត្រឹមជាអ្នកបើកឡានមកតែយើងនេះអោនក្បាលចំពោះគេតែមិនដែរទេ ឬមួយគេគឺជាអ្នកដែលនៅពីក្រោយក្នុងក្រុមនេះគ្រីខ្មៅការពិតទៅឯងគឺជាក្មេងដែលកាត់កាប់ពីម្សិលថ្ងៃក៏នៅពីក្រោយក្នុងក្រុមនេះគ្រីខ្មៅមើលតែឯងដូចជាមានស្វ័យដៃតែចាត់ទុកថាយើងដាក់ខ្លួនឯងចុះបាទឬមិនគួរលូកដៃកុំលូកដៃអសនបើមិនចឹងទេនឹងយកបញ្ហាដាក់ខ្លួនជិះខាត់ឯងជឿចិត្តថានឹងផងបើឯងជាអ្នកធំមែនឯងគួរតែដឹងច្បាស់ថាត្រកូលហាន់របស់យើងធោះត្រង់នេះបានសពថ្ងៃឯងធំកម្រិតណាកម្រាយគ្រីជាមួយមនុស្សរបស់យើងបានហើយអ្នកដែលឯងនិយាយដល់គឺជាស្ដេចគ្រប់គ្រងតែនៅខាងកើតអ៊ូសាំងវាងណាចាត់ត្រាមែនទេឯងដឹងគឺល្អហើយដូច្នេះហើយឯងគួរតែចាក់ចេញឲ្យឆ្ងាយបំផុតពីត្រកូលហានរបស់យើងទៅបើមិនចឹងមានតែនាំភាពក្តៅក្រហាយដាក់ខ្លួនទេអញ្ចឹងយើងក៏ចង់តែដូចគ្នាបើយើងចង់បំផ្លាញត្រកូលហានតែនរណាអាចជួយយើងបានឯនេះយើងហើយត្រកូលហានក្នុងតុងហៃទូបីជាត្រកូលតូចតែនៅឯតុងហៃមាននាងធំគាំទ្រដល់ត្រកូលហានដូច្នេះឲ្យគ្មាននរណាម្នាក់ហ៊ានប៉ះពាល់ដល់ត្រកូលហានទេតើមានមនុស្សប្រមាណអ្នកអាចបំផ្លាញត្រកូលហានបានពឹងមនុស្សដូចឯងហ្នឹង ហានជាងហើយឯងពិតជាខុសខ្លាំងណាស់បើលោកវាងចង់ធ្វើបាបឯងមានមនុស្សណាម្នាក់ក្នុងលោកនេះអាចជួយឯងបានដែរបើឯងដឹងកំហុសហើយត្រកូលហាននៅក្នុងក្រុងតុងហៃគ្មានផ្លូវទេតែពេលនេះឯងគ្មានផ្លូវរួចខ្លួនទៀតទេ កាយយន់ឯងនំហានជាងហៃការវិនិយោគរបស់ខ្ញុំធ្លាប់បានធ្លាប់ចុះរាប់មិនអស់ប៉ុន្តែយើងអាចទ្រាំបានប៉ុន្តែគេមកប្រមាថយើងបាននេះយើងមិនអាចទ្រាំបាននោះទេឯងមកឲ្យសមត្ថភាពមកបានអញ្ចឹងខ្ញុំនឹងចាត់ការឯងតាមប្រាថ្នាចុះលោកឈ្មោះត្រកូលហានចេញពីតុងហៃរយៈពេល3ទីឯងនឹងទេថាកំពុងតែនិយាយស្អីដាក់ត្រកូលហានឯងចង់យកឈ្មោះត្រកូលហានចេញពីតុងហៃរយៈពេល3នាទីដោយអាកប្បកិរិយារបស់ឯងចុះអ្នកផ្សេងគេរំជួលចិត្តខ្លាំងណាស់ដែលឯងមិនបានដឹងពីកម្លាំងត្រកូលហាន ឯងមិនដឹងពីការអត់ធ្មត់របស់លោកវាងសូម្បីតែបន្តិច កាយយន់ឯងអីក៏ឯងការពារជាមួយនឹងគេដោយសម្លេងអត់ប្រយោជន៍បែបនេះខ្ញុំនៅតែបញ្ជាក់ដដែលគេអាចធ្វើអ្វីត្រកូលហានបាន ឯងចិត្តមកហើយមិនដឹងខ្លួនទៀតមិនបាច់និយាយដល់គ្រួសារហានក្នុងក្រុងតុងហៃទេទោះបីគ្រួសារហាននៅក្នុងសានជីងក៏ស្រេចតែពីសម្ដីលោកវាងឯងមានសិទ្ធស្អីហានគាត់គេនោះ វាគិតថានៅក្នុងបច្ចុប្បន្ននេះអ្នកណាមានសមត្ថភាពបំផ្លាញត្រកូលហានបាននោះមានតែយើងនឹងតាទៀនជាបង្គោលត្រកូលហានប្រកាសជាមានអំណាចហើយក៏គ្មាននរណាម្នាក់អាចធ្វើអ្វីជួយបានដែរវាគិតថានេះជាណាដែលចង់បំផ្លាញយើង គេគឺជាស្ដេចគ្រប់គ្រងភាពខាងកើតដល់គួរឲ្យមោទនភាពអ៊ូសាំងវាងនោះអី អាចចង់បាន អ្វីដែលយើងនិយាយពីនេះឯងនៅមិនទាន់ជល់តាមមែនដែរទេទូបង្គំសូមក្រាបថ្វាយបង្គំព្រះអម្ចាស់សូមក្រាបថ្វាយបង្គំព្រះអម្ចាស់គូស្អីគេចិត្តថាម៉េចគេជាព្រះអម្ចាស់ហើយ ពីមិនអាចទៅរួចទេ ចៅគាត់ណាយគិតថាអាចធ្វើបាននឹងជឿព្រះអម្ចាស់នឹងនាងធំត្រកូលហានមានតំណែងជំនួសឈ្មោះទីយូរហើយវាមិនអាចទៅរួចទេដែលមានតំណែងជំនួសជាមួយកូនស្រីត្រកូលថាងនោះ ខ្ញុំអ្នកបម្រើលីយ៉ាងបាននាំឈុតខ្មៅនិងខ្សែក្បាត់គួចមកសុំថ្វាយបង្គំព្រះអម្ចាស់ថ្វាយបង្គំព្រះអម្ចាស់ សូមថ្វាយបង្គំព្រះអម្ចាស់ លោកគឺម៉ែ អ្នកមានយូរព្រោះតែខ្ញុំមិនអាចនាំសារប៉ាត្រឡប់មកវិញឲ្យសុវត្ថិភាពដូច្នេះខ្ញុំសូមទូ ពីមិនមែនកំហុសរបស់លោកនោះទេនេះគឺជាវាសនារបស់គេបើសិនសាប៉ៅដឹងថាលោកមកទីនេះដើម្បីជួយដំណើរគេដោយខ្លួនឯងគេប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយ ខ្ញុំប្រាប់ថាខ្ញុំជាជីវិតរបស់សាប៉ៅខ្ញុំនឹងប្រកល់ឲ្យគេគ្រប់យ៉ាងគេជាវីរៈបុរសមិនអាចគ្មានឈ្មោះទេសាប៉ៅជីវិតរបស់ខ្ញុំរួមទាំងកិត្តិយសរបស់ខ្ញុំមិនសោកស្ដាយសូម្បីតែបន្តិច ព្រះអម្ចាស់មិនស័ក្តិសមទេព្រះអម្ចាស់ខ្ញុំទទួលទឹកចិត្តរបស់ព្រះអម្ចាស់ហើយតែច្បាប់គឺច្បាប់បើសិនសាប៉ៅបានដឹងរឿងនេះគេប្រហែលជាមិនព្រមទទួលទេព្រះអម្ចាស់នេះមិនស័ក្តិសមទេ ខ្ញុំវាងតុងសូមជូនដំណើរលោកយូសាប៉ៅ ថ្ងៃនេះគេឈ្មោះរបស់សាប៉ៅគ្រប់គ្នានឹងបានស្គាល់សាប៉ៅត្រឡប់មកផ្ទះយើងវិញណាកូន ខ្ញុំជាកងទ័ពលំដាប់លេខ1ក្រោមការបញ្ជារបស់ព្រះអង្គ ម៉ាក់ចាំពេលខ្ញុំធំឡើងខ្ញុំនឹងការពារប្រទេសជាតិដែរ ម៉ាក់លុយអីមើលនោះទៅ ពួកអាសម្រាមឯងចាំទុកយើងជាប្រមុខលំដាប់លេខ1ក្រោមបញ្ជារបស់ព្រះអង្គយូសាប៉ៅឈ្មោះយូចេញពីយូសាប៉ៅបើបានន័យថាការពារប្រទេសចាប់ចូលមកព្រះអង្គម្ចាស់ទ្រង់គិតថាការប្រយុទ្ធលើកនេះគ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សនៅក្នុងក្រុងតុងហៃពេញចិត្តបានដែរទេសូមកំណត់មុនរបស់ខ្ញុំយូសាប៉ៅគឺតុងហៃ នឹងមិនមែនជាស្វាមីដែលបាត់បង់ជីវិតរបស់ប្រធានរងឈិនទេអីម៉ាក់នេះចាំបាច់ទេវ៉ាងទុងធ្លាប់និយាយប្រាប់ថានឹងធ្វើឲ្យគេឈ្មោះរបស់យូសាប៉ៅដើម្បីទូទាំងពិភពលោកនោះអី ខ្ញុំវាងតុងជូនដំណើរលោក វ៉ាងទុង យូសាប៉ៅ ឈុតខ្មៅនេះក៏រីតែក្បាត់ក្បាលនេះបែបនេះគេជាស្ដេចតាសៀ ឯងថាមិននឹងណាវ៉ាងទុងគឺជាព្រះអង្គម្ចាស់ ប្រ មែ កាស ន ជា ទេ មិនខុសទេអាវខ្មៅនេះក៏រីខ្សែក្បាត់ក្បាលគួចគឺបង្ហាញពីឋានៈទូទាំងតាសៀមានតែម្នាក់ប៉ុណ្ណោះ ទៅត្រកូលខាងរបស់យើងនេះនឹងរីកចម្រើនគ្មានទីបញ្ចប់ទេមែនទេហ៎ ប៉ាមើលនេះទៅ យើងជាអ្នកដឹកនាំលំដាប់លេខ1ក្រោមរាជបញ្ជារបស់ព្រះអង្គ បើគេមកដល់នាងនឹងបានដឹងពីគេឈ្មោះរបស់ស្វាមីខ្ញុំ រឿងនៅមុននេះយើងជំនះបញ្ជាជាមួយគ្នាទៅព្រះអង្គម្ចាស់ដោយសារទូបង្គំបារម្ភពីកូនខ្លាំងពេកទើបមានសម្ដីលើសលួសព្រះអង្គម្ចាស់អភ័យទោស ព្រះអង្គម្ចាស់អភ័យទោសដល់ទូបង្គំ បារម្ភពីកូនខ្លាំងពេកមែនទេគេបានធ្វើរឿងអ្វីឯងដឹងដែរទេ
គេប្រាប់ឲ្យទុំឆ្លើយតប បើមិនព្រមទទួលនៅស្លាប់គ្មានដីកប់ទេតែបើព្រមទទួលក៏នៅតែស្លាប់រហូតដល់ហើយនឹងគ្មានលើគិតរួចទេគឺនាងជាអ្នកឲ្យដៃខ្ញុំប្រចាំបានយុត្តិធម៌ ជាអាចយុត្តិធម៌មែនទេប្រអប់អាចារ្យគឺបងជាមនុស្សដែលមានគុណធម៌សុភាពរៀបការតាំងពីក្មេងមិនដែលលឹបលោឬមួយក៏ធ្វើអ្វីខុសឆ្គងទីប្រាប់ទូល ក៏ព្រោះតែនាងមិនមែនចឹងទេមិនអីទេមិនអីទេប្រអប់ម្ចាស់នឹងរកយុត្តិធម៌នេះខ្លួនឯង យ៉ាងម៉េចគិតថាយើងនេះងាយបោកណាស់មែនទេយើងផ្ដល់ឱកាសឲ្យពួកអញម្ដងទៀតបើមិនទទួលកំហុសទេឆ្នាំក្រោយនឹងទទួលបានក្តីស្លាប់ហើយ ព្រះអង្គគឺជាអ្នកដែលមានអំណាចនៅក្នុងអំណាចបើធ្វើបែបនេះដាក់អ្នកដទៃហើយប្រើអំណាចគៀបសង្កត់អត់ណាស់នេះក្រែងថាអ្នកដទៃនឹងមើលងាយទ្រង់ខ្ញុំមិនទទួលស្គាល់ទេ ចង់បានផុសតាមមែនទេ បើហើយបើអញ្ចឹងទ្រង់គឺជាស្ដេចសម្រាប់មនុស្សគ្មានតម្លៃគ្មានហេតុផល យើងសម្រាប់មនុស្សតាមវិធីណាក៏ព្រមទទួលទាំងពាក្យស្ដីនិងអារម្មណ៍យកឲ្យមើល កុំអីកុំអីកុំអី មានអីចង់និយាយទៀតទេព្រះអម្ចាស់នេះគឺជាកំហុសរបស់កូនទូមង្គមប៉ុន្តែមិនគួរដាក់ទោសដល់ស្លាប់ទេទូមង្គមរីករាយនឹងប្រគល់ទឹកចិត្តដោយបរិសុទ្ធយ៉ាងពេញទំហឹងដើម្បីសងជំនួសគេសូមទងលើកឡើងបងទៅបាទលោកដឹងថាល្អឬអាក្រក់នោះលោកប្រហែលជាមិនច្បងច្បល់មើលមិនដឹងថាមួយណាសមួយណាខ្មៅដែរធ្វើឲ្យអ្នកដទៃស្លាប់ចាក់ចេញមិនបានសុខយើងនឹងបានដឹងថាត្រូវចាត់ការយ៉ាង តែចុងក្រោយ ព្រះអង្គលើកលែងតើទៅកុំអោព្រះអង្គ លើកទៅបងអេជាស៊ីអូនចាំទេការដែលពួកយើងក្នុងគ្នានោះ ខ្លួនអីទៅ អោយើងព្រមនឹងគ្នាហើយរយៈពេល3ខែបើសិនជាគេធ្វើឲ្យឈ្មោះរបស់ខ្ញុំវាងទុងបីទូទាំងក្រុងต้องឲ្យអូនព្រមរៀបការជាមួយបង អ្នក ហើយ ណាប្រាប់ថាខ្ញុំព្រមរៀបការជាមួយលោកគ្រាន់តែទទួលស្គាល់លោកប៉ុណ្ណឹងបងប្រុស ហ៎ បើគេមិនប្រាប់ថាខ្ញុំការជាមួយបងខ្ញុំមិនបានប្រាប់ថារៀបការជាមួយលោកទេណាបង ទោះបីជាត្រូវលះបង់ខ្លួននាងក៏ដោយក៏នាងសុខចិត្តធ្វើដែរនាងរៀបការជាមួយប្តីនាងហើយដូច្នេះហើយនាងក៏ជាមនុស្សរបស់ប្តីនាងដែរនាងយល់ព្រមធ្វើគ្រប់រឿងទាំងអស់ហ្នឹងពេលនោះប្តីនាងបានលឺហើយគាត់ក៏អសប្បាយចិត្តណាគាត់ថានាងពិតជាព្រមលះបង់ដើម្បីគាត់មែនអីគាត់ក៏បានហុចស្នៀតសក់ទៅនាងណាដើម្បីឲ្យនាងហ្នឹងចាក់ម្រាមដៃរបស់នាងដើម្បីធ្វើការពិសោធន៍ដើម្បីឲ្យក្អួតចេញមាសប្រាក់ចេញមកដែរអញ្ចឹងណាទោះស្រីបានយកស្នៀតសក់ហ្នឹងទៅចាក់នៅលើម្រាមដៃរបស់នាងនាងមានការឈឺចាប់ហើយហូរឈាមនៅដៃនាងដែរពេលនោះនាងបំរុងនឹងក្អួតហើយម្ដាយក្មេកនាងក៏បាននិយាយថាមើលទៅឥឡូវហ្នឹងនាងក៏ក្អួតដែរនាងក្អួតអញ្ចឹងយើងគួរតែធ្វើទរណកម្មនាងវិញទៅវាប្រសើរជាងហើយឪពុកក្មេកនាងក៏សប្បាយត្រេកអរដែរគាត់ថាគាត់មានដើមឈើប្រាក់ពីដើមហើយឥឡូវនេះប្តីរបស់នាងបានឲ្យនាងក្អួតមកឆាប់ក្អួតមកស្ដោះលុយចេញមកណាទោះស្រីនាងបានយកដៃចេញឲ្យគាត់មើលណាគឺអត់មានប្រាក់ដែលចេញមកនោះទេទោះស្រីនាងក៏ថានាងមិនអាចស្ដោះប្រាក់ចេញមកបានទេប្តីនាងសួររកអាណាប្រាក់របស់គាត់ហើយម្ដាយក្មេកនាងបានរត់ទៅមើលនាងណាហើយគាត់ឲ្យនាងហាមាត់មើលឲ្យគាត់មើលក្នុងមាត់វិញមើលនៅពេលដែលនាងហាទៅគាត់មើលទៅគឺអត់មានប្រាក់ចេញមកនោះទេម្ដាយក្មេកនាងមិនអស់ចិត្តនោះទេទោះស្រីនាងបាននិយាយថាឥឡូវនេះគឺមានតែអ្នកម៉ែមួយទេដែលអាចជួយគ្រួសារនេះបានអ្នកម៉ែមួយរយៈនេះអ្នកម៉ែពិតជានឿយហត់ពេកហើយទូយាយថាមិនពិតនោះទេវាអាចទៅរួចដោយរបៀបណានាងក៏ប៉ះដើមឈើប្រាក់នោះដែរហេតុអីក៏នាងមិនអាចចាក់លុយបានចេញមកអញ្ចឹងនេះប្រហែលជាការប្រើកម្លាំងចាក់តិចពេកហើយកូនប្រុសកូនណាត្រូវតែវាយនាងឲ្យខ្លាំងទៅទើបនាងខ្ជិះចេញលុយមកណាប្តីរបស់នាងក៏បាននិយាយថាមែនហើយឥឡូវនេះនាងត្រូវតែជួយគ្រួសារយើងនាងត្រូវតែឲ្យគាត់វាយនាងណាទោះស្រីនាងគិតថាតើនាងពិតជាមិនអាចគិតផុតពីគ្រោះនៃគេវាយឲ្យស្លាប់នេះពិតមែនអីទេលោកយាយក៏ប្រាប់កូនគាត់ឲ្យវាយនាងឲ្យខ្លាំងទៅនាងពិតជាអាចខ្ជិះមាសចេញមកមែនមិញហ្នឹងនាងจะเอาហើយប៉ុន្តែនាងប្រកាសជាលាក់មាសនោះហើយប្តីរបស់នាងក៏បាននិយាយថាសេននាងដើម្បីគ្រួសាររបស់យើងអូនត្រូវតែទ្រាំបន្តិចទៅណាគាត់ក៏បានយាដៃគាត់ហ្នឹងរៀបទាំងផ្ទះកំភ្លៀងតួស្រីរបស់យើងទោះស្រីនាងភ័យខ្លាំងណាស់ពេលនោះនាងក៏បានលុតជង្គង់នៅចំពោះមុខប្តីរបស់នាងណានាងថាពិតមែនហើយនាងពិតជាចង្អោរមែននាងចង់ក្អួតមែនប៉ុន្តែនាងចម្លែកខ្លួនឯងដោយសារមួយរយៈនេះនាងចេះតែចង់ក្អួតប្តីរបស់នាងគាត់ទៅលើពាក្យថានាងចេះតែចង់ក្អួតគាត់ថាក្អួតចង្អោរគាត់ក៏លើកនាងឡើងណាហើយគាត់សប្បាយចិត្តណាស់ល្អណាស់ពេលនេះគ្រួសារគាត់មានអ្នកស្នងតកូលហើយគាត់គិតថាប្រពន្ធគាត់ហ្នឹងគឺមានផ្ទៃពោះហើយដោយសារតែនាងហ្នឹងចេះតែចង់ក្អួតចង្អោររហូតទោះស្រីនាងបានប្រាប់ថារដូវនាងគឺលើស3ថ្ងៃហើយមិនទាន់ឃើញមកនោះទេនាងក៏ចង់បន្តការសាកល្បងដែរប៉ុន្តែវាជាសុភមង្គលរបស់គ្រួសារយើងទាំងមូលដូច្នេះនាងមិនអាចបន្តការសាកល្បងនេះបានទេប្តីរបស់នាងបាននិយាយថាមិនអីទេយើងមិនអាចធ្វើអ្វីប៉ះពាល់ដល់ទៅរូបក្នុងផ្ទៃបានទេលោកយាយបាននិយាយថាមិនបានទេកូនប្រុសមិនអាចជឿនាងបានទេយើងមិនត្រូវជឿនាងនោះទេហើយឪពុកក្មេងនាងបាននិយាយថាបានហើយគ្រប់គ្រាន់ហើយទោះស្រីនាងក៏ថាមើលទៅនាងពិតជាមិនមែនជាកាយសំណាងនៅក្នុងគ្រួសារនេះទេភារៈនេះគឺទុកឲ្យអ្នកម៉ែតែម្នាក់គត់ដែលជាកាយសំណាងជួយគ្រួសាររបស់យើងហើយឪពុករបស់នាងក៏បាននិយាយថាពិតមែនហើយកូនប្រសានឹងបង្កើតចៅប្រុសដ៏ថ្លោះទៅលោកទលន់ឲ្យគាត់មួយណាហើយកូនប្រុសលោកយាយបាននិយាយថាអ្នកម៉ែពេលនេះគឺមានតែអ្នកម៉ែម្នាក់គត់ដែលជាដើមឈើប្រាក់ប្រចាំគ្រួសារយើងអ្នកម៉ែគ្រាន់តែក្អួតមួយថ្ងៃបន្តិចទៅនឹងអាចជួយគ្រួសារយើងឲ្យខ្លាយជាអ្នកមាននៅក្នុងទីក្រុងនេះហើយលោកយាយក៏ថាអត់ទេនេះវាឈឺខ្លាំងពេកហើយម៉ែមិនអាចទ្រាំបានទេពិតជាមិនអាចទ្រាំបាននោះទេមិនអាចទ្រាំបានហើយឬមួយក៏ម៉ែមិនចង់ជួយកូននោះទេម៉ែមិនអាចលះបង់ដើម្បីចៅប្រុសរបស់ម៉ែបានទេអី